ព្រាខ្ញុំទៅលើក្រេសិនមិនក្រៅនេះថាខ្ញុំជាសាច់ជ្រូកហេតុអីក៏ភ័យខ្ញុំមិនបានភ័យទេខ្ញុំឈ្មោះស៊ូនីនកាលពី1 ខែមុនខ្ញុំត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ3 ឆ្នាំពីបទបង្កគ្រោះថ្នាក់ចរាចរណ៍តែឥឡូវមានឱកាសមួយអាចឲ្យខ្ញុំចេញមុនកំណត់បាននោះគឺការផ្ដល់ឈាមឲ្យចៅប្រូតូកូលហ្វុំគឺហ្វុំជាឈិនដើម្បីសង្គ្រោះជីវិតនាងឈ្មោះស៊ូនីនមែនដែរទេចៅប្រុសខ្ញុំសន្លប់អស់កន្លះឆ្នាំមកហើយដោយសារតែខ្វះឈាមខ្ញុំបានដើររកឈាមទូទាំងប្រទេសមានតែឈាមនាងតែម្នាក់គត់ដែលត្រូវគ្នាបើករណីនាងព្រមផ្ដល់ឈាមមកចៅប្រុសខ្ញុំនោះខ្ញុំអាចឲ្យនាងចេញពីពន្ធនាគារបានខ្ញុំព្រមផ្ដល់ឈាមឲ្យចៅប្រុសលោកតាឡូណាខ្ញុំនឹងរៀបចំវាកាត់ភ្លាមមិនស្មានថាអ្នកប្រូតូកូលហ្វុំនៅក្មេងយ៉ាងនេះសោះស៊ូនីននាងអាចចេញពីពន្ធនាគារបានហើយចេញទៅវិញធ្វើជាមនុស្សល្អណាទីបំផុតខ្ញុំបានសេរីភាពហើយជាមីងនិយាយថាបើខ្ញុំចេញវិញគេនឹងរៀបការជាមួយខ្ញុំតែទៀតពេលគេឃើញខ្ញុំគេច្បាស់ជាសប្បាយចិត្តនាងណាខ្ញុំមកទទួលឯងហើយនាងណាខ្ញុំពិតជាគុណឯណាដែលបានជួយជីវិតចៅប្រុសខ្ញុំនៅថ្ងៃនេះឯងមានសេរីភាពហើយតើជួយឯងត្រឡប់ទៅផ្ទះមិនបាច់ទេលោកតាផ្ទះរបស់ខ្ញុំរៀងឆ្ងាញ់តិចមិនចង់រំខានលោកតាទេឯងមិនចាំបាច់គិតច្រើនឡើយមកឡើងឡានមកយើងជូនទៅមកលោកតាខ្ញុំដល់ឡូណាមើលថៃខ្លួនឯងបានល្អលាសិនហើយលោកតាបាយបាយក្មេងល្អបែបនេះគួរស្ដាយណាស់ដែលមានសង្សារថោកទាបបែបនេះណែបងស្រីហាន់ពេលណាទើបបងលេងឡានជាមួយប្តីបងខ្ញុំមិនចង់ធ្វើជាប្រលួយលារហូតទេកាលដែលបងបើកឡានរបស់គេខ្ញុំបានសង្សារខ្ញុំទៅជាប់គុកជំនួសបងសន្យាថានឹងផ្ដល់ឋានៈសមរម្យមួយឲ្យខ្ញុំកុំបញ្ញាពេកអីរងចាំឲ្យរឿងនេះស្ងប់ស្ងាត់សិនទៅនាងថ្ងៃនេះបងបានបើកឡានបុកមនុស្សស្លាប់ហើយតែបងមិនអាចជាប់គុកបានទេនៅថ្ងៃស្អែកគឺបងត្រូវឡើងតំណែងជាអ្នកគ្រប់គ្រងហើយឯអូនទើបតែរៀនចប់ក៏មិនទាន់មានការងារទៀតបងសុំបងអូនជាប់គុកជាមួយបងទៅបានទេបងសុំបងណានាងបងសុំបងតាមពីដនចេញមកវិញពួកយើងនឹងរៀបការជាមួយគ្នាតាមពិតអ្នកដែលគេស្រឡាញ់មិនមែនជាខ្ញុំទេតែគឺជាប្រធានរបស់គេទៅវិញគេបោកឲ្យខ្ញុំជាប់គុកជំនួសគ្រាន់តែដើម្បីបានរស់នៅជាមួយស្រីរបស់គេសោះខ្ញុំពិតជាល្ងងណាស់ទោះតែពេលនេះទើបដឹងចរិតពិតរបស់ប្រុសថោកទាបម្នាក់នេះលោកតាហេតុអីលោកតានៅទីនេះទៀតការពិតនោះគឺថាបានដឹងរឿងសង្សាររបស់ឯងហើយលួចមានស្រីជួមកហើយហើយកុំពិបាកចិត្តអីមនុស្សបែបនេះមិនសមជាមួយឯងឡើយឯងរៀបការជាមួយចៅប្រុសតាទៅចៅប្រុសតាក៏ជាប្រធានក្រុមហ៊ុនហ្វូគ្រប់ដែរឯងធ្លាប់បានឃើញគេហើយគេពិតជាសង្ហារណាស់តែគេនៅតែចាញ់តាបន្តិចគ្រាន់តែពេលនេះគេមិនទាន់ជឿសត្វស្បើយនឹងទៅសម្រាប់មួយរយៈទៀតសង្ឃឹមថៃមិនប្រកាន់គេជាប់តកូលហ្វុងគឺជាតកូលមានអំណាចបំផុតក្នុងក្រុងនេះបើខ្ញុំបានរៀបការជាមួយហ្វុងជាឈិនខ្ញុំនឹងមានឱកាសសងសឹកប្រុសថោកទៀតនោះលោកតាខ្ញុំមិនប្រកាន់ចៅប្រុសលោកតាទេខ្ញុំព្រមរៀបការជាមួយគេល្អណាស់បើចឹងទៅផ្ទះជាមួយតាឥឡូវនេះទៅមកគ្មានមនុស្សនៅទីនេះទេស៊ូនីនកំពុងតែជាប់គុកបើមួយច្រឡំមនុស្សហើយឬមួយភ្នែកខ្ញុំស្វាំងហើយបងស្រីមិនចឹងចាំខ្ញុំជូនបងច្បាប់ភ្នែកដល់ទេបើពាក់វ៉ែនតាធ្វើខូចសម្រាប់ខ្ញុំអស់ហើយឈិនណាតារកប្រពន្ធឯងបានហើយនឹងឈ្មោះថាស៊ូនីនឆ្នាំនេះអាយុ21ឆ្នាំលោកតាដឹងថៃមិនទាន់ចង់រៀបការប៉ុន្តែតកូហ្វូជឹងមិនអាចដាច់ត្រឹមឯងបានឡើយជំងឺលើកនេះឯងស្ទើរតែទៅជួបជុំរីកហើយបើសិនជាមានរឿងអាក្រក់កើតឡើងមែននោះតាប្រហែលជាទៅជួបដូនតាជាមួយឯងហើយលោកតាមានតែខ្ញុំម្នាក់គត់ខ្ញុំមិនអាចធ្វើលោកតាបារម្ភទេលោកតាខ្ញុំយកព្រមរៀបការល្អណាស់
ស៊ូនៀនគឺជាក្មេងស្រីដ៏ល្អទោះបីជាធ្លាប់ជាប់គុកកដៅជាប់ប៉ុន្តែគេបានជួយជីវិតចៅណា ខ្ញុំចង់និយាយជាមួយនាងទៅពីរនាក់ ឡនណានិយាយគ្នាចុះបើអញ្ចឹងតាមមើលរំខានពួកឯងឡើយ ស៊ូនៀនទោះជានាងព្រមរៀបការជាមួយខ្ញុំតែខ្ញុំមិនយកកូនជាមួយនាងទេកុំសង្ឃឹមថាអាចយកកូនបានទ្រព្យសម្បត្តិអីសោះទោះជានាងបង្កើតកូនឲ្យខ្ញុំ100នាក់ក៏ដោយក៏ខ្ញុំមិនស្រឡាញ់នាងដែរ លោកប្រុសហ្វុងខ្ញុំរៀបការជាមួយលោកមិនមែនដើម្បីលោកទេ អញ្ចឹងដើម្បីលុយរបស់ខ្ញុំមែនទេ ពេលនេះខ្ញុំគ្មានផ្ទះរស់នៅទេគ្រាន់តែត្រូវការកន្លែងស្នាក់នៅប៉ុណ្ណោះ រៀបការជាមួយខ្ញុំគ្រាន់តែដើម្បីស្នាក់នៅផ្ទះរបស់ខ្ញុំហ្វ្រីៗ ខ្ញុំសន្យាជាមួយលោកបានថាយើងនឹងធ្វើជាប្តីប្រពន្ធតែឈ្មោះហើយផ្ដល់កិត្តិយសឲ្យគ្នាទៅវិញទៅមកចាំពេលដែលលោកមានមនុស្សដែលលោកស្រឡាញ់ខ្ញុំនឹងលែងលះជាមួយលោកភ្លាម ល្អចាំពាក្យរបស់នាងឲ្យច្បាស់ថ្ងៃក្រោយកុំពាក់ព័ន្ធជាមួយខ្ញុំឲ្យសោះ លោកប្រុសហ្វុងកុំអារម្មណ៍អីណាខ្ញុំក៏មិនសូវចាប់អារម្មណ៍លើមនុស្សប្រុសដែរ នាងស្រីម្នាក់នេះមិនក៏នាងមើលងាយខ្ញុំម្ល៉េះតើក្រៅពីលុយខ្ញុំគ្មានចំណុចអ្វីដែលល្អផ្សេងទេ អញ្ចឹងលោកប្រុសហ្វុងសម្រាប់ឲ្យស្រួលចាស់ខ្ញុំសូមចេញទៅក្រៅហើយ នាងនឹងជិះជាមួយចៅប្រុសបែបណា លោកតាកុំអារម្មណ៍អីចៅប្រុសលោកតាមិនបានធ្វើបាបខ្ញុំទេ ការពិតគេក៏ជាមនុស្សល្អដែរច្បាស់ជាមិនធ្វើឲ្យឈឺចាប់ឡើយគ្រាន់តែអំឡុងពេលកន្លះឆ្នាំដែលគេរបួសនេះខាងក្រៅក៏មានពាក្យចចាមអារ៉ាមច្រើនណាស់ថាគឺស្លាប់បាត់ហើយរឿងនេះគឺធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនខ្លាំងណាស់ឥឡូវគេដឹងខ្លួនឡើងវិញតើចង់ឲ្យឯងកំណត់គេចូលរួមកម្មវិធីសង្គមម្ដងដើម្បីបំបត្តិពាក្យចចាមអារ៉ាម ចា៎ ល្អណាស់ យ៉ាបងស្រី មានរឿងអី នោះដូចជាស៊ូនៀនតើ ស៊ូនៀននេះហ៎ស៊ូនៀននេះបងវាដល់ឈួតថៃមែនទេវាកំពុងនៅក្នុងគុកតាហ៎ ស៊ូនៀនបើមើលមិនច្រឡំទេគឺស៊ូនៀនច្បាស់ណាស់ នឹងហ៊ានប្រកែកទៀតស្រីចូលគុកម្នាក់នោះធ្វើបងវិញវ័ននឹកនាងដល់ថ្នាក់នឹងផងអី ស៊ីឡានគឺបងអូយ ប្រាប់ប្រហែលដងហើយនៅខាងក្រៅត្រូវហៅខ្ញុំថាលោកស្រីសិនបងកាន់តែគ្មានរបៀបទៅហើយ នេះឬមួយថ្ងៃនេះខ្ញុំខ្មៅលងទៀតដឹង នៅឈរធ្វើអីឆាប់មក អើយទៅហើយ នោះមិនមែនលោកហ្វុងជីឈិនប្រធានក្រុមហ៊ុនហ្វុងទេ ត្រូវហើយគឺលោកហ្វុងយិឈិនកាលណាមុនគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហើយក៏បានមកពីទីសាធារណៈមនុស្សជាច្រើនស្មានតែគាត់ស្លាប់បាត់ហើយមិនស្មានថាគាត់នៅរស់សោះ មិនត្រឹមតែនៅរស់ទេថែមទាំងរៀបការទៀតផងមើលមករៀបដៃនឹងខាងឆ្វេងរបស់គាត់ នេះគឺជាសម្បត្តិអាពាហ៍ពិពាហ៍របស់ពួកឯងបើទោះបីជាពួកឯងមិនស្រឡាញ់គ្នាពីមុនក៏ដោយចុះតែក្នុងនាមជាប្តីប្រពន្ធត្រូវតែរក្សាចំណងនិស្ស័យនេះឲ្យបានល្អមកយកទៅយកទៅនេះគឺជាចិញ្ចៀនអាពាហ៍ពិពាហ៍ដែលតើរើសឲ្យនៅថ្ងៃក្រោយពេលចេញទៅក្រៅនោះត្រូវតែពាក់ឲ្យជាប់ ចាលោកតាលោកធានហ្វុងខានជួបគ្នាយូរហើយយប់នេះបានលោកមកពិតជាសប្បាយចិត្តណាស់នៅជាន់លើមានបន្ទប់ VIP ពួកយើងតែនិយាយគ្នានៅទីនោះទេ ណែឈប់ម្នាក់ដែលរញតែនោះគឺជាស៊ូនៀនតើ ស៊ូនៀនអីទៅនោះគឺលោកស្រីវ័យក្មេងនៃតកូលហ្វុងកុំនិយាយដាក់អសោះ ចាំខ្ញុំនឹងមកទ្វារចុះ បាទទៅមិនទៅអើសួស្ដីសុំសួរថាលោកប្រុសហ្វុងនៅខាងក្នុងមែនទេមែនហើយបើចង់លោកស្រីហ្វូនៅខាងក្នុងដែរមែនទេរឿងដែរមិនគួរដឹងកុំចង់ដឹងអីឆាប់ចេញទៅហើយបងប្រុសខ្ញុំមិនមែនមកបង្កបញ្ហាទេតើលោកស្រីហ្វូឈ្មោះស៊ូនៀនមែនទេខ្ញុំស្គាល់នឹងច្បាស់ណាស់ខ្ញុំដឹងរឿងនេះច្រើនទៀតពួកឯងពីរនាក់មានទំនាក់ទំនងអីជាមួយគាត់តើនាងរៀបការជាមួយនឹងអ្នកប្រុសហ្វូតាមប្រពៃណាទៅនាងកំពុងតែជាប់គង់តើមិនក៏ស្រាប់តែខ្លាចទៅជាលោកស្រីហ្វូទៅវិញ ជាមីងឥឡូវគិតយ៉ាងម៉េចទៅបាននាងដឹងថារឿងដែលនាងជាប់គុកដោយសារទទួលទោសជាមួយខ្ញុំតើនាងនឹងមិនសងសឹកខ្ញុំទេ លោកស្រីសិនកុំអារម្មណ៍អីចាំខ្ញុំទៅស៊ើបថាមានអីកើតឡើង ល្អ បងប្រុសកញ្ញាគឺជាសង្សាររបស់ស៊ូនៀនកាលពីមុននាងធ្លាប់បើកឡានបុកមនុស្សស្លាប់ថែមទាំងជាប់គុកទៀតហើយដែលបានជាលោកប្រុសហ្វូរៀបការជាមួយនាងហើយនេះជួយថៃជាសង្សារស៊ូនៀនមែនដែរទេមែនហើយនាងធ្លាប់ឲ្យគេស្លាប់ហើយចង់ឲ្យខ្ញុំជាប់គុកជាមួយទៀតមនុស្សស្រីដែលស្រឡាញ់តែទ្រព្យសម្បត្តិគ្មានសិលធម៌ចរិតមកដល់បែបនេះនាងមិនស័ក្តិសមធ្វើជាប្រពន្ធលោកហ្វូទេ លោកប្រធានហ្វុងអ្នកនេះម្នាក់នេះគឺ នាងជាគូនដែលលោកតារបស់ខ្ញុំជ្រើសរើសឲ្យ ភ្នែកលោកតាលោកមុតមែនភរិយាលោកមើលទៅពិតជាមានចំណេះដឹងនិងសុភាពរាបសារទៀតផងគឺភរិយាល្អមែន មែនហើយមិនដឹងថាភរិយាលោកជាគុណស្រីអភិជនណាដែរ ខ្ញុំមិនមែនជាកូនអ្នកមានខ្ពង់ខ្ពស់អីទេខ្ញុំធំដឹងក្តីក្នុងមនុស្សក៏មកកំព្រាតែប៉ុណ្ណោះ មិនស្មានថានាងជាក្មេងកំព្រាសោះហេតុអីក៏លោកតារើសឲ្យនាងមកធ្វើជាប្រពន្ធរបស់ខ្ញុំ លោកប្រធានហ្វុងចាំទេលោកតាប្រាប់ថាលោកមិនអាចផឹកស្រាបានទេអញ្ចឹងខ្ញុំសូមចេញទៅក្រៅសិនហើយ ចាំពេលដែលលោកតាត្រឡប់មកវិញខ្ញុំនឹងលែងលះជាមួយនឹងនាងភ្លាម លោកតា អូពួកឯងមកវិញហើយយប់នេះគ្រប់យ៉ាងពិតជាលន់ណាស់ ហេតុអីលោកតាមិនទាន់សម្រាន
គឺតាសบายចិត្តពេកនឹងណាឯងមើលព័ត៌មានជុំនេះហើយឬនៅគេចុះផ្សាយប្រងព្រឹត្តពីរឿងដែលឯងមានជីវិតព្រឹកស្អែកនេះដំណៃភីហ៊ុនជឹងច្បាស់ជាហក់ឡើងពួចជាមិនខាននោះទេប្រកាសជាឡើងឆាប់រហ័សទីបំផុតតាអាចដើរជុំវិញពិភពលោកបានហើយ លោកតាចង់តែដើរលេងមែនទេ មែនហើយតាសូមផ្ញើចៅប្រុសផងណាបើគេហ៊ានធ្វើបាបឯងនោះខំប្រាប់តាភ្លាមទៅខំមកពីណាក៏តាលើកដែរណា អ្នកបំរើសម្រាប់អស់ហើយថ្ងៃនេះខ្ញុំមកជួយលោកងូតទឹក ដាក់ធុងទឹកចុះឲ្យចេញទៅខ្ញុំងូតខ្លួនឯងបាន ហើយយ៉ាចឹងលោកមិនទាន់ជាសះស្បើយស្រួលបួផងបើងូតទឹកខ្លួនឯងដួលធ្វើយ៉ាងម៉េចខ្ញុំសន្យាជាមួយលោកតាថានឹងមើលថែលោកឲ្យបានល្អកុំប្រាប់ថាលោកជាកំឡុងបរិសុទ្ធណាបើមិនមែនចឹងមិនក៏អៀនខ្លាំងម្ល៉េះហើយយ៉ាក្នុងភ្នែកខ្ញុំឥឡូវនេះលោកគឺជាអ្នកជំងឺមិនខុសពីសាច់ជ្រូកដែលគេលក់នៅផ្សារទេ សាច់ជ្រូកនេះហ៊ានថាខ្ញុំជាសាច់ជ្រូកផងហ៎ចាប់ផ្ដើមទៅ ព្រៀបខ្ញុំទៅលើក្រេសិនមិនក្រោយនេះថាខ្ញុំជាសាច់ជ្រូកហ៎ហេតុអីក៏ភ័យ ខ្ញុំមិនបានភ័យទេ ហេតុអីក្នុងផ្ទះបាយគ្មានអ្នកធ្វើម្ហូបអញ្ចឹង លោកតាបានតារាលេខបាត់ហើយអ្នកបំរើក្នុងផ្ទះក៏សុំច្បាប់សម្រាប់ដែរចាប់ពីពេលនេះទៅការងារនៅក្នុងផ្ទះគឺនាងជាអ្នកធ្វើណាដឹងទេ អ្នកបំរើឈប់ទាំងអស់មែនទេ មែនហើយលោកប្រុសហ្វូគឺត្រូវញ៉ាំអាហារពេលព្រឹកឲ្យបានទៀងទាត់ឆាប់ធ្វើទៅ ល្អខ្ញុំទៅធ្វើឥឡូវនេះ តើណាឲ្យឯងមកចូលការងាររបស់អ្នកបម្រើទាំងអស់បែបនេះ អ្នកប្រុសខ្ញុំស៊ើបដឹងថាស៊ូនៀនគឺមានចរិតមកឡោតទេនាងមិនសាសមធ្វើជាប្រពន្ធលោកតាគឺមានវិចារណាឲ្យប្រហែលជាត្រូវនឹងបោកប្រាស់ឲ្យខ្ញុំមិនចង់អ្នកប្រុសចាញ់បោកគេទេ ចុះឯងមានគម្រោងការស្អី ខ្ញុំគិតថាមិនចាំបាច់ប្រើអ្នកបម្រើទៀតទេឲ្យនាងធ្វើកិច្ចការងារផ្ទះទៅបើនាងទ្រាំមិនបានប្រកាសជាដើរចេញហើយ ឯងគិតថាការងារផ្ទះបន្តិចបន្តួចនាងព្រមលេងលះជាមួយខ្ញុំ ថ្ងៃណាមួយគេប្រកាសជាមកចេញចរិតពិតអ្នកប្រុសនឹងមានផុតតាំងដើម្បីលេងលះជាមួយគេហើយលោកតាក៏មិនបន្ទោសអ្នកប្រុសដែរ ឯងច្បាស់ទេថានាងជាមនុស្សអាក្រក់ ខ្ញុំច្បាស់ណាស់ពីមុននាងធ្លាប់បើកឡានបោកមនុស្សស្លាប់ថែមទាំងមកខំឲ្យសង្សារខ្លួនឯងជាប់គុកជាមួយទៀតមនុស្សថោកទាបបែបនឹងមិនសមនឹងក្បែរអ្នកប្រុសនោះទេណា បើពិតជាអញ្ចឹងមែនឆ្លៀតការនេះសាឡបងទៅចុះតែនេះគឺនាងជាអ្នកធ្វើ លោកសាប់ភ្លុកមើលទៅចាំមិនដែរ ណែចាំទៅបោកខែទៅនៅខែច្រើនណាស់ដែលមិនទាន់បានបោកមែនហើយម៉ាស៊ីនបោកខែគឺខូចហើយត្រូវប្រើដៃហើយ ចា ស្នាដៃធ្វើម្ហូបរបស់នេះមិនអន់ទេមិនស្មានថាគ្រាន់តែមានមួយចានសោះនេះអាចធ្វើបានឆ្ងាញ់បែបនេះ អ្នកប្រុសប្រហែលជាមកពីលោកឃ្លានហើយ រុញខ្ញុំទៅមើលបន្ទប់បោកអ៊ុតសិនទៅ បាទ នេះបោកបានស្អាតនិងហ្មត់ចត់ណាស់ ប្រហែលមកពីនេះធ្វើការថ្ងៃដំបូងទីបានជាខំប្រឹងសម្ដែងឲ្យបានល្អមើល បានហើយទៅផ្ទះបាយវិញ បាទ ទីបំផុតរួចរាល់ហើយ យ៉ាងនេះជាន់លើគឺមាន3ជាន់ជាន់ក្រោមគឺមាន2ជាន់នៅទីធ្លាខាងមុននិងក្រោយគឺត្រូវតែសម្អាតឲ្យបានស្អាត តែខ្ញុំសម្រាប់បន្តិចសិនបានទេ មិនបានទេអ្នកប្រុសគឺជាមនុស្សស្អាតបាតណាស់ត្រូវតែសម្អាតឲ្យបានស្អាតទើបអាចសម្រាប់បាននេះជាបញ្ជារបស់អ្នកប្រុសផ្ទាល់ មើលទៅហ្វុងនិយាយឈិនគេនៅមិនអត់ចិត្តគេប្រហែលជាមិនពេញចិត្តនឹងខ្ញុំមិនអីទេខ្ញុំធ្លាប់ជាប់គុកគេស្អប់ខ្ពើមខ្ញុំជារឿងធម្មតាទេល្អខ្ញុំនៅតែសម្អាតឥឡូវនេះ នៅនេះស៊ូនៅនេះផ្ដល់ឈាមឲ្យលោកប្រុសហ្វុងដល់ទៅ 800cc ពេលនេះរាយការណ៍របស់នេះខ្សោយណាស់ត្រូវសម្រាប់នៅមន្ទីរពេទ្យមួយសប្តាហ៍ក្រោយពេលចេញពីមន្ទីរពេទ្យហើយនៅនេះត្រូវតែថែទាំសុខភាពបានល្អត្រូវចាំទុកថារយៈពេល3ខែនេះហាមធ្វើការធ្ងន់ជាដាច់ខាត ចាលោកគ្រូពេទ្យហេតុអីបានជាខ្ញុំវិលមកបែបនេះ មកដល់ពីទៅហើយហើយដែលបានជាស៊ូនៀនមិនទាន់ធ្វើបាយថ្ងៃត្រង់ទៀតច្បាស់ជាលួចដេកនៅកន្លែងណាមួយហើយអ្នកប្រុសចាំខ្ញុំទៅរកនាងស៊ូនៀន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 គ្រាន់តែការងារប៉ុណ្ណឹងទ្រាំមិនបានបើអញ្ចឹងឆាប់លេងឡើងជាមួយអ្នកប្រុសទៅល្អណាស់មកលួចដេកនៅកន្លែងនេះមកប៉ុន្មានហើយមិនទាន់ធ្វើបាយម្ហូបទេ ខ្ញុំមិនបានលួចកេងទេ នៅប្រកែកទៀតមុខក្រៅសម្បត្តិហើយឬនៅបើថាខ្ញុំអាចថាយ៉ាងម៉េចទៅ ល្អខ្ញុំនឹងទៅធ្វើម្ហូបឥឡូវនេះ ហេតុអីក៏នេះមានមុខមាត់ស្លេកម្លេះស៊ូនីន
លោកឃ្លានឲ្យមែនទេខ្ញុំទៅធ្វើមកហូបឲ្យលោកឥឡូវនេះ ហេតុអីមុខរបស់នាងស្លេកម្លេះមិនស្រួលខ្លួនទេ ខ្ញុំមិនអីទេខ្ញុំគ្រាន់តែខ្វះឈាមតិចតួចប៉ុណ្ណឹង ឬមួយក៏នាងមករដូវទីដឹងបាយថ្ងៃត្រង់បាយធ្វើទេត្រឡប់ទៅបន្ទប់សម្រាប់ចុះ គេឲ្យខ្ញុំសម្រាកហេតុអីក៏គេសិតតែមានចិត្តល្អបែបនេះអញ្ចឹងខ្ញុំទៅសម្រាប់សិន ហេ ហើយ ទើបធ្វើការបានបន្តិចសោះមកស្នៃធ្វើជាជឿហើយបាទនេះមិនធ្វើមហូបអ្នកប្រុសបានឯងញ៉ាំទៅ ខ្ញុំមិនបានធ្វើពុតទេខ្ញុំពិតជាខ្វះឈាមមែន បានហើយ ខ្ញុំត្រូវ មិនក៏ព្រីដែលធំឡើងនៅមនុស្សកម្មាកំព្រីដូចជានាងក៏មកធ្វើចរិតដូចជាគុណស្រីណាមានចំពោះមកគួរជាងអីធ្វើការប៉ុណ្ណឹងក៏ទ្រាំមិនបានលោកអត់បច្ចោទេ អញ្ចឹងខ្ញុំទៅធ្វើមកហូបឥឡូវនេះ បាទទេទៅបន្ទប់សម្រាប់ទៅហៅអ្នកបម្រើត្រឡប់មកវិញ អ្នកប្រុសហ្វុងនាងធ្វើការតែបន្តិចក៏ទ្រាំមិនបានបញ្ជាក់ថានាងគឺជាមនុស្សចូលច្បាស់ បាទហើយខ្ញុំឲ្យទៅហៅអ្នកបម្រើឲ្យមកវិញឯងមិនលឺទេ បាទខ្ញុំនឹងធ្វើឲ្យលោកប្រុសឃើញថាចរិតពិតរបស់នាងបែបណា លោកតា នេះណាថ្ងៃនេះតាមមានការចេញក្រៅអាចឈិនមិនធ្វើបាបចៅទេ ថ្ងៃនេះនាងហត់ខ្លាំងណាស់ច្បាស់ជាប្តឹងលោកតាហើយ អត់ទេលោកតាគាត់អង្គុយលើរទេះដូចហ្នឹងធ្វើបាបខ្ញុំចឹង ធ្វើ ហ៎ បើអញ្ចឹងគឺពិតជាលន់ណាស់ ហេឯងញ៉ាំបាយហើយឬនៅហើយអីបានជាតាលឺសំឡេងឯងក៏ពុះបែបនេះកុំប្រាប់ថាមិនទាន់ញ៉ាំបាយ ចាមកពេលថ្ងៃនេះខ្ញុំកេងច្រត់បន្តិចតែភ្ញាក់មិញនេះ ហើយយ៉ាមើលចុះតានិយាយហើយឆាប់ទៅរកអីញ៉ាំទៅកុំឲ្យទុកឲ្យឃ្លានអីឆាប់ឡើងទៅ លះឲ្យលោកតា នាងមិនតបានញ៉ាំស្អីសោះតាំងពីព្រឹករហូតដល់ពេលនេះហើយនៅធ្វើការផ្ទះពេញមួយព្រឹកទៀតនាងឃ្លានដល់ថ្នាក់នឹងទៅហើយក៏មិនព្រមនិយាយប្រាប់លោកតាដែរតានាងពិតជាមនុស្សអាក្រក់ដូចជាអាលីនិយាយពិតមែនទេ ឮថាថ្ងៃនេះលោកប្រុសទៅពិនិត្យសុខភាពឡើងវិញប្រហែលជាលោកប្រុសចិត្តជាអាចដើរបានវិញហើយ ចាំបើគាត់ជាសះស្បើយវិញហើយតែគាត់ត្រូវទៅធ្វើការវិញមែនទេ ត្រូវហើយ ចាំដល់ពេលហ្វុងយើងខ្ញុំទៅធ្វើការខ្ញុំក៏ទៅរកការងារធ្វើដែរ ស៊ូនៀនចេញមកនេះទៅមកនេះទៅសន្តាគារទៅយកការដែលអ្នកប្រុសទុកទីនោះឲ្យគាត់លើកមកឲ្យប្រាប់ថាមានវិធីដេញស៊ូនៀនចេញពីអ្នកប្រុសមែនឯទេមែនហើយទៅលោកមកជិះនឹងទៅសន្តាគារបានខ្ញុំនឹងឲ្យនឹងបាត់បង់កិត្តិយសភ្លាមតែម្ដង ល្អខ្ញុំទៅឥឡូវនេះ ជប់សិនស៊ូនីណៃណា ស៊ូនៀនបានចេញក្រៅបាត់ហើយមិនដឹងថាពីណាត្រឡប់មកវិញទេអ្នកប្រុសយើងកុំរងចាំនាងអី មិនចាំបាច់ចាំទេទៅទីពេទ្យទៅ បាទលោកហ្វុងអាការៈលោកគឺបានប្រសើរឡើងហើយមិនស្មានថាការបញ្ចូលឈាមលើកមុនគឺមានប្រសិទ្ធភាពបាននឹងសោះ បញ្ចូលឈាម មែនហើយលោកមុនដោយសារតែខ្វះឈាមទើបបានជាសម្លាប់ជួបបែបនេះលោកកាលរបស់លោកពិតជាពិបាករកបានណាស់មនុស្សដែលមានឈាមដូចជាមួយនឹងលោកមនុស្សស្រីម្នាក់ផ្ដល់ឈាមឲ្យលោក លោក 800 តាមិនបាននិយាយរឿងនេះប្រាប់ខ្ញុំសោះតាម្នាក់នោះឈ្មោះអីដែរខ្ញុំត្រូវតែអរគុណនាង ស៊ូនៀនគឺនាងពិតមែននាងចេញពីគុកមិនក៏មិនប្រាប់ខ្ញុំចឹង ហេតុអីក៏លោកនៅទីនេះខ្ញុំមកទីនេះគឺដើម្បីយកអាយទេពួកឯងលេងខ្ញុំភ្លាម នាងដូចតែតូនជាមួយអ្នកប្រុសហ្វុងចង់ដោះដៃខ្ញុំមែនទេធ្វើបែបនេះខ្ញុំជឿចាប់ណាស់ បើលោកដឹងថាហ្វុងនិយាយឈិនជាប្តីរបស់ខ្ញុំហេតុអីក៏លោកហ៊ានធ្វើបែបនេះដាក់ខ្ញុំទៀត លេចហើយមែនទេអ្នកថានាងមកទីនេះនាងទៅយកការនឹងសន្តាគារបន្តិចទៅយកការដែលអ្នកប្រុសទុកនៅទីនោះយកមកវិញ អាលីគឺជាអង្គរៈចំណិតរបស់ហ្វុងនិយាយឈិនអញ្ចឹងរឿងទាំងនេះជាបញ្ជារបស់ហ្វុងនិយាយឈិនមែនទេ មែនហើយបើគ្មានបញ្ជាពីលោកប្រុសហ្វុងទេខ្ញុំមិនអាចប៉ះពាល់នាងបានទៅនាងគ្រាន់តែជាស្រីទូចតាចថោកទាបម្នាក់អ្នកប្រុសហ្វុងគ្មានផ្លូវស្មើស្រឡាញ់នាងនោះទេថ្ងៃនេះខ្ញុំត្រូវតែបំផ្លាញទៅឈ្មោះរបស់នាងដើម្បីឲ្យអ្នកប្រុសហ្វុងលែងញ៉ាំនាង ជប់ភ្លាមពួកឯងលេងខ្ញុំ តើគេម្នាក់នោះមានឈ្មោះអីខ្ញុំត្រូវតែអរគុណនាង អូខ្ញុំមិនឃើញហើយនេះឈ្មោះថាស៊ូនៀន ថាម៉េចស៊ូនីន គ្រូពេទ្យច្រឡំមនុស្សទេដឹងខ្ញុំមិនច្រឡំទេពិតជាឈ្មោះនេះពិតមែនដើមឡើយគឺត្រូវជាប់គុកតែក្រោយមកគឺត្រូវផ្ដល់ឈាមឲ្យលោកថាលោកក៏ជួយនាងទៅ លោកតាខ្ញុំយល់ព្រមពីការជាមួយនាង ល្អណាស់ស៊ូនៀនគឺជាក្មេងស្រីដ៏ល្អម្នាក់ទោះបីជាធ្លាប់ជាប់គុកមែនប៉ុន្តែនាងបានជួយសង្គ្រោះជីវិតឯងណា លោកឃ្លានឲ្យមែនទេខ្ញុំនឹងទៅធ្វើមកហូបឲ្យលោកឥឡូវនេះ ហេតុអីក៏នាងមកស្លេកម្លេះតានាងឈឺ ខ្ញុំមិនអីទេខ្ញុំគ្រាន់តែខ្វះឈាមបន្តិចប៉ុណ្ណា ការពិតនាងខ្វះឈាមដោយសារតែនាងផ្ដល់ឈាមឲ្យខ្ញុំបានជួយសង្គ្រោះជីវិតខ្ញុំតែនាងមិនបាននិយាយរឿងនេះប្រាប់ខ្ញុំទេ សួរឲ្យខ្ញុំជួយច្រឡំរឿងអ្នកនាងស៊ូលោកប្រុសពួកជឹងត្រូវតែប្រញាប់ទៅសន្តាគារឥឡូវនេះនាងខ្ពស់មានគ្រោះថ្នាក់ហើយ ថាម៉េច ស៊ូនៀនឯងខ្ញុំមិនធ្លាប់ប៉ះពាល់នាងសោះថ្ងៃនេះត្រូវតែចាត់ការនាងហើយ បើលោកហ៊ានប៉ះពាល់ខ្ញុំទោះស្លាប់ក៏ខ្ញុំមិនលើកលែងឲ្យលោកដែរ រឿងនេះក៏អាស្រ័យលើនាងមែនទេថ្ងៃនេះទេវតាក៏មិនអាចជួយនាងបានដែរខ្ញុំត្រូវតែប៉ះពាល់នាងឲ្យបាន ឈប់លឹមនេះមិនអីទេនេះរឿងអី គឺលោកជាអ្នកឲ្យគូជីមឹកមកធ្វើបាបខ្ញុំមែនទេ មិនមែនខ្ញុំទេខ្ញុំមិនដែរស្គាល់គេទេ លោកស្រីរឿងនេះមិនពាក់ព័ន្ធជាមួយអ្នកប្រុសទេគឺខ្ញុំត្រូវអាម្នាក់នេះគេបងប្រាស់ខ្ញុំដែរ អាលីគឺឯងមែនទេដែលឲ្យគេម្នាក់នេះមកធ្វើបាបប្រពន្ធរបស់យើង
គេប្រាប់ថាគេជាសង្សាររបស់លោកស្រីហើយគេនិយាយថាលោកស្រីមិនមែនជាមនុស្សល្អទេទើបបានជាខ្ញុំប្រើល្បិចថោកទាបដើម្បីជួយអ្នកប្រុសទៅ ខ្ញុំប្រាប់ឲ្យច្បាស់ទោះជាស៊ូនីនមានកំហុសវាក៏ជារឿងរបស់យើងដែរមិនទាន់ដល់វេនឯងមកសម្រាប់ចិត្តហើយធ្វើបែបនេះទេ បាទខ្ញុំដឹងកំហុសហើយខ្ញុំសុខចិត្តទទួលទោស គូជីមីងលោកហ៊ានថាខ្ញុំមិនមែនចំនួនល្អផង ស៊ូនីនពួកយើងមិនមែនតែកំពុងស្រឡាញ់គ្នាទេអីហើយបានជានឹងចេញពីគុកក៏រៀបការជាមួយអ្នកផ្សេងបែបនេះបាទខ្ញុំតែខ្ញុំឃើញព័ត៌មាននាងចង់បោកប្រាស់ខ្ញុំមួយជីវិតមែនទេ អ្នកដែលស្រឡាញ់គ្នាជាមួយលោកជាខ្ញុំមែនទេចុះសង្សាររបស់លោកមិនមែនជាស្រីមួយម៉ាអាយុ50ឆ្នាំម្នាក់នោះទេ មិនបានជានាងដឹង បើមិនចង់ឲ្យគេដឹងទេកុំធ្វើឲ្យសោះរឿងដែលខ្ញុំទទួលជាមួយសិនស៊ូឡានកាលពីមុននោះពេលនេះមិនទាន់អាចបញ្ចេញមកបានទេចាំពេលដែលខ្ញុំរកផុតតាំងបានគ្រប់គ្រាន់ខ្ញុំនឹងធ្វើឲ្យសិនស៊ូឡានជាប់គុកនិងធ្វើឲ្យតកូលគូរលាយគ្មានសល់ មិនបានជានាងបាយខ្ញុំអញ្ចឹង គូជីមីងទង្វើថោកទាបរបស់លោកមិននេះធ្វើឲ្យខ្ញុំប្រអប់ណាស់ រឿងនេះក៏មិនអាចបន្ទោសខ្ញុំតែម្នាក់ឯងដែរអាលីគឺជាអ្នកជួញថាខ្ញុំស្មានថាគឺជាបច្ចេករបស់អ្នកប្រុសហ្វុង គូជីមីងបើថ្ងៃក្រោយលោកមករករឿងខ្ញុំទៀតខ្ញុំនឹងមិនឲ្យលោកបានសុខឡើយ នាងមិនបានធ្វើបាបខ្ញុំទេរឿងនេះទូឲ្យខ្ញុំជាអ្នកចាត់ការចុះ ឈប់បាយទៅបើបាយគេទៀតគេនឹងស្លាប់ អ្នកប្រុសផ្ដល់ឱកាសខ្ញុំម្ដងទៅ អាចធ្វើឲ្យប្រពន្ធយើងប៊ីតែនឹងត្រូវគេធ្វើបាបយើងមិនលើកលែងអាចដាច់ខាតបើជួបគេឲ្យទៅជិះឥណ្ឌូរ៉ានៅអាហ្វ្រិកទៅបើគ្មានវិជាយើងកុំឲ្យគេមកវិញឲ្យសោះ បាទ សុំទោសស៊ូនីនដោយសារតែកំហុសរបស់ខ្ញុំធ្វើនាងត្រូវលំបាកបែបនេះ រឿងនេះមិនមែនជាកំហុសរបស់លោកទេលោកក៏មិនមែនជាអ្នកធ្វើដែរអូមែនហើយចាំរបស់លោកជាហើយមែនទេ ត្រូវអរគុណនាងដែលកន្លងមកមើលថាខ្ញុំយ៉ាងល្អហើយក៏សូមអរគុណដែលផ្ដល់ជាខ្ញុំដែរហេតុអីបានជាមិននិយាយរឿងនេះប្រាប់ខ្ញុំ នោះជាការដកដូររវាងខ្ញុំហើយនិងលោកតាមិនពាក់ព័ន្ធជាមួយលោកទេខ្ញុំផ្ដល់ជាឲ្យលោកចំណែកគាត់ជួយឲ្យខ្ញុំចេញពីគុក មិនថាមានអ្វីកើតឡើងទេខ្ញុំក៏ត្រូវតែអរគុណនាងបើគ្មាននាងទេប្រហែលជាខ្ញុំពេលនេះមិនអាចដើរវិញបានទេ ហ្វុងជាឆាន់បើលោកចង់អរគុណដល់ខ្ញុំមែននោះអញ្ចឹងលោកត្រូវរស់នៅឲ្យបានល្អហើយធ្វើតាមអ្វីដែលពួកយើងសន្យាពីមុនមកប្រសិនបើលោកជួបមនុស្សដែលលោកស្រឡាញ់ពួកយើងនឹងលែង ខ្ញុំមិនលែងលះទេ ប៉ុន្តែខ្ញុំធ្លាប់ជាប់គុក ពេលនាងចេញពីគុកហើយឬមិនសប្បាយចិត្តពីមុនមកភ្លេចចោលទៅទោះខ្ញុំមិនអាចសន្យាបានគ្រប់យ៉ាងតែខ្ញុំនឹងផ្ដល់ជីវិតដ៏សុខសាន្តមួយដល់នាង ខ្ញុំអរគុណណា បើ ស់ អញ្ចឹងនាងចង់ខ្ញុំជួយចាត់ការប្រុសម្នាក់នោះទេ មិនបាច់ទេខ្ញុំចង់ចាត់ការគេដល់ផ្ទាល់ដៃ អញនិយាយថាម៉េចបរាជ័យហើយហ៎ គឺអ្នកប្រុសហ្វុងទៅជួយនាងទាន់ពេលមិនស្មានថាអ្នកប្រុសហ្វុងបារម្ភពីនាងនៅថ្នាក់នេះសោះ ចុះរឿងដែលនាងទទួលទោសចំនួននោះ ខ្ញុំគិតថានាងប្រហែលជាស៊ើបមិនទាន់ដឹងទេព្រោះថានៅពេលនេះនាងគឺជាលោកស្រីតកូហ្វុងហើយមានអ្វីគ្រប់យ៉ាងទៅហើយហេតុអីបានជានាងសំណាងដល់ថ្នាក់នេះ ជាមីងតើបងស្ដាយក្រោយទេដែលបោះបង់នាង មិនដែរទេទោះបីជាបងជ្រើសរើសម្ដងទៀតក៏ដែរចុះក៏បងនៅតែជ្រើសរើសជុកអូនដែរពីព្រោះថាអូនគឺជាស្នេហ៍ពិតរបស់បង ជាមីងបងធ្វើឲ្យអូនជឿជាក់លើស្នេហាម្ដងទៀតហើយថ្ងៃនេះអូនទទួលបានសុខលះរួចរាល់ហើយអូនចង់ផ្ដល់កិត្តិយសឲ្យបងខ្លាចជាប្តីទី19របស់អូន មើលប្រាប់រត់តកូគូនៅពេលនេះខ្ញុំបានរៀបការចូលគ្រូសានអាមីនហើយ ប្រពន្ធសម្លាញ់អូនចង់ទៅគេនៅបន្ទប់បងទេបន្ទប់បងធំទូលាយហើយស្ងាត់ទៀតផង មិនបាច់ទេខ្ញុំយកថាបន្ទប់នេះធំល្មមហើយ ប្រពន្ធសម្លាញ់ជើងបងថ្មីនេះមិនដឹងជាយ៉ាងម៉េចទេស្រាប់តែស្ពឹកហើយក៏បើសិនជាបងក្រោកទៅបន្ទប់ទឹកហើយដួលបងមិនត្រូវអង្គុយនៅលើរទេះរុញទៀតទេអី អូអញ្ចឹងជប់នេះខ្ញុំកែកំដៅលោកចាស់បើលោកមានគ្រោះថ្នាក់អីនោះលោកតាច្បាស់ជាបារម្ភលោកណាស់ ត្រូវហើយអញ្ចឹងអូនជួយគ្រាបងទៅបន្ទប់ទៅអូមែនហើយមិននេះអូនគូអីឲ្យបងសុំបន្តិចបានទេ នេះគឺជាគំនូរឆ្នៃម៉ូដគ្រឿងអលង្ការរបស់ខ្ញុំចាំពេលដែលលោកចេញទៅធ្វើការខ្ញុំរកការងារធ្វើដែរតើទេ អូវ៉ាទាំងអស់នេះគឺសុទ្ធតែអូនជាអ្នកគូដោយផ្ទាល់មែនទេ លោកយកយ៉ាងម៉េចដែរ ល្អណាស់ពិតជាស្អាតបើសិនជាគ្រឿងអលង្ការទាំងនេះបានពាក់លើខ្លួនអូនច្បាស់ជាស្អាតមិនខាន ក្តីសម័យរបស់ខ្ញុំគឺចង់ខ្លាចជាអ្នកឆ្នៃម៉ូដគ្រឿងអលង្ការម្នាក់ហើយក៏មានក្រុមហ៊ុនផ្ទាល់ខ្លួនមួយ បានតាអញ្ចឹងបងវិនិយោគឲ្យអូន មិនបាច់ទេខ្ញុំចង់ប្រើសមត្ថភាពខ្លួនឯងតែខ្ញុំធ្លាប់ជាប់គុកប្រហែលជាគ្មានក្រុមហ៊ុនណាទទួលខ្ញុំទេ អញ្ចឹងបងបានក្រុមហ៊ុនមួយឲ្យអូនតែម្ដងទៅ ឲ្យខ្ញុំសាកល្បងដល់ខ្លួនឯងសិនបើមិនបានចាំគិតទៀត បានបងជឿថាអូនគឺជាមាសសុទ្ធនៅទីណាក៏មិនបាត់បងពលឺដែរ អញ្ចឹងពួកយើងគេងទេ ល្អ នេះជាផ្ទះអូនមែនទេពិតជាពិនិត្យណាស់តាទីនេះនឹងខ្លាចទៅជួបផ្ទះពួកយើងមែនទេ ត្រូវហើយទីនេះគឺផ្ទះយើង ស៊ីឡានអរគុណអូនណាដែលឲ្យបងរស់នៅក្នុងជីវិតល្អបែបនេះថ្ងៃក្រោយទៅបងនឹងស្រឡាញ់អូនឲ្យល្អបំផុត
មិនចលឺសំឡេងក្មេងជុំចឹង លោកស្រីសិនលោកស្រីត្រឡប់មកវិញហើយហី ស៊ីឡានតែក្មេងម្នាក់នេះជាណាទៅអូនជិតដល់រដូវទៅហើយនេះមិនមែនកូនអូនទេ មើលចោលភ័យដល់ថ្នាក់នឹងផងនេះគឺចៅរបស់អូនទេ ឆាប់មើលទៅនេះគឺជាលោកតាថ្មីរបស់ចៅណា ចុះហើយអញទើបតែជុំ25ឆ្នាំសោះស្រាប់តែខ្លាចទៅជាតាគេហើយ ជីមីង អឺ ណែបងចាំតិចទេបងមើលគេផងកុំធ្វើដូចអ្នកដទៃអីបងគួរតែសុំនឹងគ្នាឲ្យបានច្រើនអូនទៅងូតទឹកសិនណា ណែហើយចុះខ្ញុំមិនក៏ចេញទៅអញ្ចឹងនៅពេលនេះខ្ញុំធ្វើជាម៉ែដល់ហ្វ្រីមែនទេ មីងជូអាចត្រឡប់មកវិញបាត់គ្រឿងអលង្ការមួយមកហើយរើយកប្រពន្ធបងជួយធ្វើការផងពេលដែលអាចត្រឡប់មកវិញហាមនិយាយជាដាច់ខាតថាអញជាប្អូនស្រីបងណាប្រពន្ធបងមិនចង់ពឹងពាក់លើខ្សែស្រឡាយទេ ប៉ុន្តែតកូលពួកយើងដូចគ្នាទេអាចលាក់បានយូរប៉ុណ្ណាទៅ អញ្ចឹងអាចកុំតន់ប្រាតកូហ្វុងអីអាចត្រូវជួយបង លោកប្រហ្វឹងលោកសង្ហានណា លោកប្រុសហ្វុងស្អីទៅបងជាប្តីរបស់អូនតាឥឡូវនេះអូនត្រូវហៅថាម៉េច លោកប្តីថ្ងៃនេះបងត្រូវចេញទៅធ្វើការទៀតមែនទេអញ្ចឹងអូនជួយបងផ្លាស់សម្លៀកបំពាក់ ប្រពន្ធសម្លាញ់អូននិយាយមកបើជើងរបស់បងត្រូវជាសះស្បើយទាំងស្រុងអូននៅមើលថែបងទៀតទេ មើលថែបងមិនហត់ឯណាអូនមើលថែបងរហូតក៏បានដែរ ហើយចុះអូនអាចគេងកំដរបងរហូតបានទេ ក៏អាចស្លៀករួចរាល់ឲ្យបងប្រញាប់ទៅលោកមុខដោះថ្មិញទៅខ្ញុំក៏ត្រូវប្រញាប់រកការងារធ្វើដែរ នៅមើលទៀតទេមកញ៉ាំអាហារពេលព្រឹកសិនទៅអូនកុំបារម្ភអីអូនច្បាស់ជាអាចរកការងារបានមិនពិបាកទេ គេធ្លាប់ប្រាប់ខ្ញុំថាមិនបាច់ធ្វើការទេតែមើលថែគេទៅបានហើយខ្ញុំស្មានតែនោះគឺជាក្តីស្រឡាញ់រហូតដល់គេក្បត់ខ្ញុំតែខ្ញុំដឹងច្បាស់គេប្រាប់ពាក្យថាស្រឡាញ់មកបោកប្រាស់ដើម្បីបោកខ្ញុំធ្វើជាអ្នកបម្រើហ្វ្រីក្នុងផ្ទះតែប៉ុណ្ណោះតែទោះបីយ៉ាងណាក៏គេគោរពនឹងការសម្រេចចិត្តរបស់ខ្ញុំដែរ បងប្រុសបងប្រុសបងតែឡើងថ្មីទៀតហើយហើយចុះបងរៀបការតាំងពីពេលណារឿងធំបែបនេះមិនក៏បងប្រាប់ខ្ញុំសោះអញ្ចឹងបងខ្លាចតែជាកូនស្រីមកពីគ្រួសារ នេះ ណា គាត់តែ ដែរ ជំនួសធម្មតាម្នាក់ប៉ុណ្ណោះមិនមែនឯងមកសុំលុយបោះរុស្ស៊ីទេពីពេលនេះតទៅបងថ្លៃរបស់ឯងជាអ្នកវិនិយោគរបស់ឯង បងប្រុសមិនក៏បងច្រឡំចំពោះបងខ្លាញ់ម្លេះគាត់ធ្លាប់ជួយជីវិតបងឯង ត្រូវហើយនេះធ្លាប់ជួយសង្គ្រោះជីវិតបងអញ្ចឹងហើយបងមិនចង់នេះលំបាកទេ យល់ហើយពួកយើងនឹងបាក់ក្រុមហ៊ុនឆ្នៃម៉ូដគ្រឿងអលង្ការឲ្យគាត់លក់គ្រឿងអលង្ការដែលគាត់ឆ្នៃឲ្យផ្ទុះតែម្ដងឲ្យគាត់ខ្លាចជាអ្នកឆ្នៃម៉ូដគ្រឿងអលង្ការកម្រិតអន្តរជាតិ ធ្វើមួយជំហានម្ដងទៅបើផ្លូវឆ្នៃម៉ូដនេះដើរមិនកើតបងរៀបចំផ្លូវផ្សេងឲ្យនាងដើរបន្តទៀតសរុបមកត្រូវតែមានផ្លូវមួយដែលស័ក្តិសមជាមួយនាងគង់តែមានថ្ងៃណាមួយស្របនឹងនាងទេ បងប្រុសមិនក៏បងមិនដែរគិតចង់រៀបចំផ្លូវភាពជោគជ័យឲ្យខ្ញុំខ្លះផង ហើយកើតមកលើកំណុំមានប្រាក់ទៅហើយនៅចង់ទៅណាទៀតឆាប់ទៅធ្វើការទៅកុំឲ្យប្រពន្ធបងរងចាំ ល្អ ឡាននៅខាងនោះ ហៅឡូ សួស្ដីតើគឺនាងស៊ូនីនមែនទេនាងខ្ញុំគឺមីងយូមកពីក្រុមហ៊ុនសិនឆិនខ្ញុំបានរកឃើញប្រវត្តិរូបសង្ខេបរបស់នាងហើយឃើញថានាងស័ក្តិសមនឹងក្រុមហ៊ុនយើងណា ប៉ុន្តែខ្ញុំមិនចាំថាបានដាក់ពាក្យទៅក្រុមហ៊ុនអ្នកនាងនៅពេលណាទេ គឺមិត្តភ័ក្តិរបស់ខ្ញុំជាអ្នកផ្ញើឲ្យមើលគឺក្រុមហ៊ុនយើងកំពុងខ្វះអ្នកឆ្នៃម៉ូដគ្រឿងអលង្ការតែនាងចង់សាកល្បងនៅក្រុមហ៊ុនយើងទេ មិនស្មានថាសំណាងមកលឿនបែបនេះសោះ អាឡូបងប្រុសបើក្រុមហ៊ុនថ្មីរញ៉េរញ៉ៃពេកខ្ញុំក៏ទិញយកក្រុមហ៊ុនដែលមានស្រាប់មួយតែម្ដងទៅបានណាប្រពន្ធបងមកសុភីនៅរសៀលនេះចាំមិនដែរលបឿនខ្ញុំមិនធម្ម ឯ តា ងសុំ ទេ ប្រពន្ធស្រីបងមែនធ្វើបានល្អណាស់ត្រូវចាំទុកណាពេលសម្ភារពេលរសៀលនេះកុំឲ្យបាយកាយអីសោះ ដឹងហើយខ្ញុំយកលុយបងហាញ់តាពេលនេះខ្ញុំគឺជាកញ្ញាមីងដ៏មានអំណាចម្នាក់ខ្ញុំធានាថាមិនឲ្យបងខ្លាចដឹងថាខ្លួនគាត់ធ្វើការតាមខ្សែ ឯងទៅមើលស្នាដៃឆ្នៃម៉ូដរបស់នេះឲ្យបានច្បាស់ទៅបងជឿថានេះពិតជាមានសមត្ថភាព មិនអីទេចាំរសៀលនេះខ្ញុំជួបគាត់នឹងពិនិត្យមើលឲ្យច្បាស់ ហើយមិនស្មានថាក្រុមហ៊ុនស៊ីងឆាន់ធំដល់ថ្នាក់នេះសោះបន្តិចទៀតនេះនៅពេលដែលសម្ភារខ្ញុំត្រូវតែខំប្រឹងឲ្យពីសមត្ថភាព រូបរាងសំសួនស្បែកសមមាត់មុខមាត់សុភីពីផ្សាររកពីសុនភ្លុនមិនខុសទេនេះគឺបងថ្លៃរបស់ខ្ញុំហើយនាងគឺនាងស៊ូនីនមែនទេខ្ញុំគឺមីងយូ ម្នាក់នេះចម្លែកម្លេះគេមិនមែនជាអ្នកបោកប្រាស់ទេដឹងនេះគឺកញ្ញាមីងតែក្រុមហ៊ុនអ្នកនាងធ្វើអាជីវកម្មត្រឹមត្រូវមែនទេខ្ញុំបញ្ជាក់មុនណាខ្ញុំមិនធ្វើការងារបោកប្រាស់ទេ ប្រហែលមួយនេះខ្ញុំរៀបតាក់ពេកធ្វើបងថ្លៃភ័យហើយពួក
ពួកយើងជាក្រុមហ៊ុនត្រឹមត្រូវតើគ្រាន់តែគ្រាដំបងខ្ញុំឃើញអ្នកនាងមានអារម្មណ៍ថាអ្នកនាងដូចមិត្តខ្ញុំណា អ្នកនាងមីងអ្នកនាងដូចជាមនុស្សម្នាក់ដែលខ្ញុំស្គាល់អញ្ចឹង ដូចមិត្តភក្តិអ្នកនាងមែនទេ អត់ទេគេដូចប្តីរបស់ខ្ញុំគេដូចប្តីរបស់ខ្ញុំ ស្លាប់ហើយមិនបងថ្លៃស្គាល់អត្តសញ្ញាណខ្ញុំលឿនម្ល៉េះអ្នកនាងថាខ្ញុំដូចមនុស្សប្រុស មិនមែនទេអ្នកនាងមីងស្អាតខ្លាំងណាស់ប្រហែលមកពីមនុស្សស្អាតតែងតែមានចំណុចស្តៀងគ្នាឲ្យមើលទៅណា កុំនិយាយរឿងហ្នឹងអីពួកយើងទៅការិយាល័យដើម្បីនិយាយគ្នាទៅខ្ញុំចង់មើលស្នាដៃរបស់អ្នកនាងមិនស្មានថាបងថ្លៃមានសមត្ថភាពដល់ថ្នាក់នេះគ្រឿងអលង្ការដែលគាត់ច្នៃគួរឲ្យចង់បានទាំងអស់តែម្ដងបើផលិតចេញមកប្រកាសជាលក់ដាច់ខ្លាំងមិនខានទេអ្នកនាងស៊ូគំនូរច្នៃម៉ូដរបស់នាងខ្ញុំមើលរួចអស់ហើយ តែអ្នកនាងចូលចាំមិនដែរបាទអ្នកនាងមានបន្តិយោបល់អីនោះអាចប្រាប់ខ្ញុំបានទេ មិនបាច់ទេខ្ញុំយល់ថាវាល្អខ្លាំងណាស់គ្រប់ម៉ូដទាំងអស់គឺសុទ្ធតែឥតខ្ចោះ អ្នកនាងមានទំនុកចិត្តលើខ្ញុំដល់ថ្នាក់ហ្នឹងឯង ប៉ាត់មែនហើយតាមបទពិសោធន៍ក្នុងវិស័យម៉ូដជាច្រើនឆ្នាំរបស់ខ្ញុំជឿថាអ្នកនាងច្បាស់ជាអាចល្បីខ្លាំងមិនខានស្អែកនេះអ្នកនាងអាចមកធ្វើការបានណា លឿនម្លេះ ចាំមិនចង់មែនទេចង់អ្នកនាងចាំមកធ្វើការពេលណា គឺថ្ងៃស្អែកហ្នឹងហើយខ្ញុំគ្រាន់តែចង់សួរថាហេតុអីក៏សម្ភារលឿនម្លេះអ្នកនាងមិនសួរពីប្រវត្តិរបស់ខ្ញុំទេខ្ញុំធ្លាប់ជាប់គុកណា ខ្ញុំដឹងតើអ្នកនាងធ្លាប់ជាប់គុកមែនប៉ុន្តែពេលនេះចេញមកវិញហើយតើច្បាប់ក៏ដោះលែងអ្នកនាងហើយដែរអញ្ចឹងអ្នកនាងក៏អាចមកធ្វើការបានដែរ ខ្ញុំអរគុណអ្នកនាងដែលផ្ដល់ការឲ្យខ្ញុំនឹងប្រឹងធ្វើការឲ្យពីសមត្ថភាព ប៉ុន្តែមុននឹងខ្លាចជាអ្នកច្នៃម៉ូដម្នាក់អ្នកនាងត្រូវសាកល្បងនៅផ្នែកលក់សិនអ្នកច្នៃម៉ូដដែលជោគជ័យម្នាក់ត្រូវតែយល់ដឹងពីគ្រប់ដំណាក់កាលនៃគ្រឿងអលង្ការ អ្នកនាងនិយាយត្រូវណាស់ខ្ញុំពិតជាមានរៀនច្រើនទៀតដែលត្រូវរៀនសូត្រខ្ញុំរីករាយនឹងការចាត់ចែងមួយនេះ ហើយអត្តចរិតបងថ្លៃពិតជាល្អណាស់ទោះគាត់រៀបការជាមួយបងប្រុសខ្ញុំក៏ដោយតែគាត់មិនមានរកពីជាលោកស្រីអភិជនឡើយមិនប្លែកទេដែលបងប្រុសបារម្ភពីគាត់ខ្លាំងបែបនេះ ប្រពន្ធសម្លាញ់បងត្រឡប់មកវិញហើយអរគុណអូន លោកប្តីអូនមានដំណឹងល្អចង់ប្រាប់បង រឿងអីទៅ អូនប្របានការងារធ្វើហើយ ប៉ុន្មានទេ អូនក៏មិននឹកស្មានថាស្រួលបាត់នេះដែរម្ចាស់ក្រុមហ៊ុនចូលចិត្តការច្នៃម៉ូដរបស់អូនណានាងតែក្មេងទេថែមទាំងស្អាតទៀតផងមានអារម្មណ៍ថាពួកបងទាំងពីរនាក់មានមុខមាត់ស្តៀងគ្នាណា មកពីអូននឹកបងពេកទេដឹងបានជាមួយឃើញអ្នកណាក៏ដូចជាបងដែរ មិនមែនទេ ថ្ងៃនេះពេលធ្វើការបងនឹកអូនណាតែគួរស្ដាយដែលបងមិនអាចនឹកក្បែរអូនបាន រឿងការងារត្រូវតែមានជំនាញច្បាស់លាស់អូនគិតថាអូនធ្វើការក្នុងវិស័យគ្រឿងអលង្ការនេះគឺត្រូវហើយបើថ្ងៃណាមួយអូនអាចជោគជ័យដល់ខ្លួនអាចមែននោះថាកែអូនគាត់និយាយថាអូនដូចជាមិត្តនាងទៀតផងប្រហែលជាពួកយើងមាននិស្ស័យនឹងគ្នាហើយ ពិតជាមិននឹកស្មានថានាងពេញចិត្តខ្ញុំបែបនេះសោះនាងខុសពីមនុស្សស្រីដែលខ្ញុំធ្លាប់ជួបកាលពីមុន មិនក៏បងសំណងអូនបែបហ្នឹង បងកំពុងគិតថាតើពេលណាពួកយើងរៀបការឲ្យសមរម្យ រឿងនេះមិនបាច់បញ្ញាប់ពេកទេដឹងព្រោះអូនមិនទាន់មានអ្វីជារបស់ខ្លួនឯងនោះ អូនខ្លាចគេនិយាយថាក្រោយពេលរៀបការទៅអូនមិនសមជាមួយនឹងបងទេ មែនហើយបើអ្នកដទៃដឹងថាអូនជាប្រពន្ធបងពួកគេច្បាស់ជាប្រាកដពង្រីកមកតាមដានគ្រប់សកម្មភាពអូនហើយដល់រាប់ណាអូនមិនទាន់មានការងារច្បាស់លាស់អូនមិនចង់ឲ្យគេមកសម្លឹងមើលបែបនេះទេ ល្អបងគោរពតាមការសម្រេចចិត្តរបស់អូនចាំដល់ពេលដែលអូនរៀបការចាំពួកយើងរៀបចំចុះ លោកប្តីអរគុណបងណាស់ដែលផ្ដល់កិត្តិយសដល់អូននឹងខំប្រឹងអស់ពីសមត្ថភាពដើម្បីទទួលបានភាពជោគជ័យណា ល្អអញ្ចឹងបងនៅក្បែរអូនរងចាំថ្ងៃនោះមកដល់ជាមួយគ្នា ស៊ូនីនថាកែបានបកគលនេះឲ្យខ្ញុំមើលការខុសត្រូវអញ្ចឹងនាងត្រូវនៅក្បែរខ្ញុំដើម្បីរៀនសូត្រឲ្យបានច្រើនក៏មើលស្រាប់ផ្នែកលក់ថាគ្មានតម្លៃអីសោះវាជាវិជ្ជាជីវៈមួយ ចា ដ៏ អ្នក សំ គ្រប់ ខាន់ គ្រងខ្ញុំនឹងខំរៀនដល់យកចិត្តទុកដាក់ ល្អហើយធ្វើការចុះ ធ្វើការថ្ងៃដំបូងហើយត្រូវមកជុំមនុស្សថោកទៀតមករំខានទៀត ហេយ៉ានេះមិនអាចជាស៊ូនីនទេដឹងហើយមិនអាចធ្វើជាលោកស្រីនៅក្នុងគ្រួសារភិជនមកធ្វើជាបកលើកនៅទីនេះវិញខ្ញុំស្មានតែច្រឡំនោះតើ អាយ៉ាមើលរបៀបក្អេងកាំងរបស់លោកចាឬមកយាយចាំម្នាក់នោះលើកលោកជាប្តីពេញច្បាប់ហើយ មែនហើយស៊ីឡានរៀបការជាមួយខ្ញុំហើយនៅពេលនេះខ្ញុំគឺជាលោកប្រុស ក្នុងគ្រួសារអភិជនត្រូវហើយពេលនេះលោកជាលោកតាក្នុងគ្រួសារអភិជនទៅត្រូវ ជាលោកតាស្អីទៅមិនក៏សម្ដីរបស់នេះស្ដាប់តែអាក្រក់ម្ល៉េះខ្ញុំគឺជាសេដ្ឋីថ្មីថ្មោង បើលោកនិយាយថាខ្ញុំជាលោកស្រីអភិជនអញ្ចឹងលោកក៏ជាលោកតាអ្នកមានដែរមិន ចង់និយាយក៏និយាយទៅនៅពេលនេះខ្ញុំមិនទៀបជាងនេះនោះទេអញ្ចឹងហើយណាស៊ីឡានក៏បានផ្ដល់លុយនឹងអំណាចឲ្យខ្ញុំដែរតែនឹងវិញទេត្រូវមកធ្វើការហត់បែបនេះមើលទៅប្តីនឹងប្រហែលជាមិនស្រឡាញ់នឹងទេមកទៅ ត្រូវហើយមនោសញ្ចេតនាខ្ញុំលោកប្តីខ្ញុំមិនល្អដល់លោកហើយនឹងនិយាយចាស់របស់លោកទេ នាងស្អាតស្អីនាងធ្វើការនៅទីនេះមួយជីវិតក៏រកលុយមិនស្មើនឹងខ្ញុំចាយមួយខែដែរ អូហូពេលនេះលោកមានសមត្ថភាពដល់ថ្នាក់នឹងផងអញ្ចឹងតែងគ្រឿងអលង្ការរបស់ហាងយើងខ្លះទៅចង់ដឹងថាលោកនិយាយពិតឬក៏គ្រាន់តែអួតក្អេងក្អាង បានតើសភាពនឹងក្រីក្របែបនេះខ្ញុំនឹងជួយទិញខ្លះទៅ ហើយមួយនេះ1លាន2សែនយ៉ុនលោកប្រហែលជាគ្មានលុយទិញទេដឹង
លោកប្រហែលជាគ្មានលុយទិញទេដឹង ខ្ញុំច្បាស់ជាមានលុយទិញតែរបស់នន់បែបនេះហើយក៏លួចថ្លៃដល់ថ្នាក់នេះ តំណែងក្នុងហាងយើងសុទ្ធតែមានតម្លៃកំណត់ច្បាស់លាស់ណាបានលោកថាមិនសមតម្លៃប្រហែលមកពីលោកមិនដែលទិញរបស់ brand តែយកថៃវាថ្លៃបែបនេះ បានទិញក៏បានដែរ តែហើយចិញ្ចៀនរៀបការលោកទិញនៅចង់ទិញចិញ្ចៀនមួយថ្មីឲ្យប្រពន្ធលោកទេបើតែចិញ្ចៀននេះគាត់ច្បាស់ជាសប្បាយចិត្តណា ថ្ងៃនេះចំណាយលុយច្រើនដល់ថ្នាក់នេះត្រូវតែទិញក្រូចខ្លាយនាងបើធ្វើអញ្ចឹងនាងនឹងមិនស្ដីបន្ទោសឲ្យខ្ញុំហើយចាប់ទៅចាប់មក 1.8 លានយន់លេខនេះខ្ញុំចូលចិត្តណាស់ ចិញ្ចៀនបែបនេះដល់ទៅ1.8 លាននេះមិនមែនពួកអញផ្លន់មនុស្សទេអី ហេតុអីទៅឬលោកគាត់ថាប្រពន្ធលោកមិនសັບនៅពាក់ចិញ្ចៀនតម្លៃ1 លាននេះបើមិនអញ្ចឹងលោកទៅទិញនៅហាងលក់អីវ៉ាន់2ជាន់ឲ្យគាត់ទេ ហើយណែជប់ខ្ញុំមកពីមក1.8 លានក៏ទិញដែរប្រពន្ធខ្ញុំមានលុយ1 លានមិនខ្វល់នឹងលុយប៉ុណ្ណឹងទេ មនុស្សថោកទាបពិតជាប្រកាសខាងស៊ីលុយស្រីមែនលោកប្រគងតាមពេលលោកនៅទីនេះសោះធ្វើឲ្យខ្ញុំបារម្ភសឹងស្លាប់ក៏ជាមីងនេះជាកូនប្រុសលោកមែនទេអ្នកនាងកុំនិយាយព្រេះផ្ដានេះគឺជាចៅប្រុសរបស់គាត់តាស្អីគេក៏ជាមីងនេះគឺជាចៅរបស់លោកបានរៀបការជាមួយសិនស៊ូឡានហើយក្មេងម្នាក់នេះជាចៅរបស់គាត់អញ្ចឹងក៏ដូចជាចៅរបស់លោកដែរក៏ជាមីងលោកពិតជាលោកតាអភិជនមែនណា មិនចេះទៅសាយបើនៅតែសាយបានខ្ញុំមិនទិញទេ លោកពិតជាខ្លាំងមែនបានឡើងឋានៈលឿនដូចរន្ទះបានធ្វើជាលោកតាដែលមិនបាច់ពិបាកលោកតាចង់ទិញខ្សែកឲ្យចៅប្រុសលោកតាទេនេះខ្សែកនេះស្អាតណាស់1 លាន2 សែនយន់បូកនឹង2 សេង 20,000 យន់បូកនឹង1 លាន 80,000 យន់សរុបទាំងអស់គឺ2 លាន 5 សែនយន់ ការពិតទៅបងទិញច្រើនបែបនេះក្នុងគូបំណងចង់ទិញចិញ្ចៀនឬកាយអូនមួយចុះគឺស្អាតណាស់ស្អាតមែនទែនបងពាក់ឲ្យអូនមកចាំបងពាក់ឲ្យមកស្អាតណាស់ អូយ អញមនុស្សបំផ្លាញមួយថ្ងៃអញចាយលុយយើងអស់2 លាន 5 សែនយន់អញគិតថាលុយខ្ញុំនេះវាហោះតាមខ្ញុំមែនទេតាមមានរឿងអីកើតឡើង ស៊ីឡានចុះក្មេងម្នាក់នេះគឺជាអ្នកណាដែរទៅ អូនមិនដឹងទេតាមការចងចាំរបស់អូនម្ចាស់ផ្សារទំនើបនេះគឺជាបរិបទវិកណ្ដាលម្នាក់តាមិនមែនក្មេងស្រីម្នាក់នេះឡើយ អ្នកនេះថាកែភ្ញៀវម្នាក់នេះបានទិញទំនិញអស់2 លាន 5 សែនយន់ហើយវិក័យប័ត្រក៏បានចុះហត្ថលេខារួចដែរប៉ុន្តែពេលនេះក្នុងករណីទំនិញមិនមានបញ្ហាអ្វីសោះគាត់បែរជាមកទាមទារដូរទំនិញយកលុយវិញ លោកប្រុសទំនិញរបស់ពួកយើងលក់ចាញ់ហើយបើគ្មានបញ្ហាគុណភាពទេមិនអាចដូរវិញបានឡើយនេះជាច្បាប់របស់ពួកយើងនាងជាអ្នកណាអ្នកគ្រប់គ្រងទីនេះមិនមែនជានាងទេចុះលោកស្រីជាអ្នកណា ប្រពន្ធខ្ញុំគឺម្ចាស់ក្រុមហ៊ុនសិនគ្រប់ អូក្រុមហ៊ុនសិនគ្រប់មិនអាចលីឈ្មោះសោះនាងលោកស្អីចង់បង្កបញ្ហានៅទីនេះមែនទេជឿទេថាខ្ញុំនឹងអាចត្រកូលហ្វុងចាត់ការលោក អ្នកនាងត្រកូលហ្វុងមែនទេ អត់ទេខ្ញុំឈ្មោះមីងជូស្អីខ្ញុំមិនអាចលីឈ្មោះនឹងតតែសោះឈ្មោះរបស់ខ្ញុំមិនមែនសម្រាប់មនុស្សដូចនាងដឹងឮឡើយព្រោះនាងជាមនុស្សចិត្តចោលរំដាយទៅហើយសារទំនើបនេះខ្ញុំទៅទិញពីម្សិលមិញចឹងម៉េចហ៊ានបង្កបញ្ហាកន្លែងបងថ្លៃខ្ញុំផងចាំមើលស្មាតដៃខ្ញុំចុះទិញផ្សារទំនើបនេះយ៉ាងហោចណាស់ក៏ត្រូវចំណាយ 1000 លានដែរនាងជាកូនស្រីមកពីគ្រួសារអភិជនណារឿងរបស់ខ្ញុំនាងមិនបាច់ចង់ដឹងទេចំណាយពួកនាងវិញបានមកទិញអីវ៉ាន់នៅទីនេះត្រឹមត្រូវពួកយើងស្វាគមន៍តែបើចង់មកបង្កបញ្ហាជឿទេថាខ្ញុំនឹងធ្វើឲ្យសិនគ្រប់នាងខ្សែធននោះស្រីម្នាក់នេះមើលទៅក្មេងរឹកពីមិនធម្មតាមិនគួរប៉ះពាល់គេឡើយមិនគួរតបតជាមួយនាងទេចាំត្រឡប់ទៅវិញស៊ើបប្រវត្តិសិនចាំគិតទៀត បើក្រុមហ៊ុនខ្សែធនពិតមែនអញ្ចឹងការខំប្រឹងបោកស្រីចាម្នាក់នេះខ្លាយទៅជាអាសាបងហើយស៊ីឡានពួកជើងទៅវិញទៅថ្ងៃក្រោយមុននឹងចាយលុយបងប្រកាសជាប្រាប់អូនដែលខាតមិនខ្ជិះជាងអញ្ចឹងទេ ហើយយ៉ារញ៉េរញ៉ៃណាថ្ងៃក្រោយអូននឹងដាក់ការកំណត់ការចាយរបស់បង កុំអីស៊ីឡានចាំមកផងស៊ីឡាន មានរឿងអីហ្នឹងថ្ងៃនេះធ្វើបានល្អណាស់លោកបានដល់ទៅ2 លាន 5 សែនយន់ ម្នាក់នោះគឺជាអតីតសង្សារខ្ញុំគេទៅតែបានរៀបការជួបគ្រួសារអ្នកមានតែចង់មកបង្អួតសុវត្ថិភាពនិងភាពមានបានរបស់គេតែសុខចិត្តចំណាយលុយទិញបែបនេះ ហេតុអីក៏នាងទៅស្លាញ់មនុស្សប្រុសចាំតែចាយលុយស្រីបែបហ្នឹង កាលពីមុនមកពីខ្ញុំភ្នែកមិនល្អមើលមនុស្សមិនធ្លុះសំឡងឲ្យតែប្តីខ្ញុំក៏ល្អដាក់ខ្ញុំនោះ បងថ្លៃថាបងប្រុសខ្ញុំល្អដាក់គាត់ខ្ញុំត្រូវសួរច្បាស់ប្តីនេះល្អដាក់នាងខ្លាំងណាស់មែនទេមិនក៏គេឲ្យនាងមកធ្វើការបែបនេះខ្ញុំមើលទៅគេដូចជាមិនសើអារម្មណ៍ពីនាងសោះ គឺខ្ញុំខ្លួនឯងទេដែលចង់មកធ្វើការប្តីខ្ញុំក៏ផ្ដល់កិត្តិយសនិងគោរពការសម្រេចចិត្តរបស់ អញ្ចឹងតាអ្នកទាំងពីរក្រុងយកកូនប្រហែលអ្នកដែរ ខ្ញុំនឹងគាត់ទៅរៀបការជាមួយគ្នាទេនៅមិនទាន់គិតដល់រឿងនេះទេមិនទាន់គិតទេ កុំប្រាប់ណាថាអ្នកទាំងពីរមិនទាន់បានគេជាមួយគ្នាខ្ញុំដឹងហើយបងប្រុសខ្ញុំច្បាស់ជាមិនហ៊ានធ្វើអីទេមើលទៅខ្ញុំត្រូវជួយគាត់បន្តិចហើយបងប្រុសបងនិងបងថ្លៃមិនទាន់បានគេជាមួយគ្នាទេមែនទេ មិនបានចាយនឹង ខ្ញុំដឹងហើយថាបងមិនកាត់ការ ពូមីជូអាយចង់ត្រូវរំពាន់ទេហ៊ានថាបងមិនកើត បងប្រុសបងសួរអ្នកដែលរៀបការឲ្យជួយបាញ់ខ្លួនបងមើលតើមានអ្នកណាដែលរៀបការឲ្យមិនទាន់បានរួមដំណេកនោះ បងខ្លាចថានេះនៅមិនទាន់បានត្រៀមខ្លួនហើយម្យ៉ាងទៀតនេះជារឿងរវាងបងហើយនិងបងថ្លៃឯងបងមានគម្រោងរបស់បងអាយយល់ទេ បើកុំតែបងឲ្យលុយខ្ញុំក៏មិនចេះដឹងរឿងបងដែរ
អាយ៉ាខ្ញុំគ្រាន់តែចង់ឲ្យបងហើយនឹងបងថ្លៃនៅជាមួយគ្នាដែរសុភមង្គលខ្លាចជាគូស្នេហ៍ក៏ដូចក្នុងលោកប៉ុណ្ណោះពេលនេះចិត្តដល់មកបងថ្លៃចេញពីធ្វើការហើយឈប់ធ្វើការហើយប្រញាប់ទៅផ្ទះកន្លោះគាត់ បានហើយបងនៅតែឥឡូវនេះ លោកប៉ូលីសចាងអរគុណលោកណាស់ដែលចំណាយពេលមកជួបខ្ញុំ មិនចាំបាច់ទូសំទេអ្នកនេះនិយាយថាសំណុំរឿងការពីមុនគឺមានបញ្ហាតើបញ្ហាអ្វីទៅ ខ្ញុំមិនដែលបាក់ឡានបុកមនុស្សទេខ្ញុំត្រូវបានសង្សារចាបបោកបញ្ឆោតឲ្យទទួលទោសចំនួនសិនស៊ូឡានអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដគឺជាម្ចាស់ក្រុមហ៊ុនសិនគ្រប់នោះសិនស៊ូឡាន អ្វីដែលនេះនិយាយគឺមានផុសតាងដែរទេ ខ្ញុំបានលើពួកគេនិយាយគ្នាផ្ទាល់ទៅជាតែខ្ញុំអត់មានផុសតាំងនៅក្នុងដៃទេហេតុនេះហើយលោកប៉ូលីសចាងខ្ញុំចង់ឲ្យលោកស៊ើបរឿងក្តីនេះឡើងវិញបន្តិច បងថ្លៃមិនព្រមទៅផ្ទះបាច់ជាមិនណាត់ជួបមនុស្សប្រុសនៅខាងក្រៅនេះហើយជាមូលហេតុដែលគាត់មិនព្រមរួមដំណេកជាមួយបងប្រុសខ្ញុំព្រះអើយខ្ញុំទទួលយកមិនបានទេហើយយ៉ាព្រះអើយខ្ញុំពិតជាទទួលយកមិនបានទេបងប្រុសមានអារម្មណ៍ថាក្បាលកំពុងដោះស្នែងហើយមែនទេ ពិតជាស៊ូនីនពិតមែននេះហ៊ានលួចណាត់ជាមួយប្រុសផ្សេងក្រៅក្នុងខ្ញុំផងខ្ញុំចង់ដឹងថាម្នាក់នឹងសង្ហាកម្រិតណាមិនឃើញសង្ហាស្អីផងតើស៊ូនីនខ្វាក់ភ្នែកហើយហ៎មានប្តីសង្ហានៅផ្ទះហើយនៅតែមិនពេញចិត្តបើជាផ្អែមល្ហែមជាមួយប្រុសខាងក្រៅបែបនេះចាំទៅស៊ើបម្នាក់នៅក្នុងរូបថតរបស់ខ្ញុំភ្លាមតើម្នាក់នឹងជានរណាមុនពេលមក12យប់ត្រូវបានព័ត៌មាន បាទខ្ញុំនឹងចាត់ការ ហេតុអីក៏នេះក្បត់ខ្ញុំឬក៏មកពីខ្ញុំល្អដាក់នាងពេកទើបបានជានេះហ៊ានធ្វើបែបនេះមិនបានទេត្រូវតែសួរឲ្យដឹងរឿងខ្ញុំបើនាងពិតជាក្បត់ខ្ញុំមែនតើគួរធ្វើយ៉ាងម៉េចតើត្រូវដើរចេញឬក៏បែកគ្នាជាមួយនាងមិនកើតទេមិនកើតទេមិនកើតទេមិនអីទេខ្ញុំគួរតែចាំនាងត្រឡប់មកវិញស្ដាប់ការបញ្យល់សិនត្រូវហើយបើសិនជានាងចាញ់បោកប្រុសនៅខាងក្រៅលើកមុននាងចាញ់បោកជីមិញម្ដងទៅហើយមិនក៏មិនចេះចាំសោះអញ្ចឹងណោះ លោកប៉ូលីសចាងអរគុណដែលបានមកតាមកាន់ណាបាទសំណុំរឿងមានការវិវត្តទៅមុខយ៉ាងណាសូមប្រាប់ខ្ញុំឲ្យបានដឹងផង បាទ អញ្ចឹងខ្ញុំលាទៅវិញហើយ លោកគឺប៉ូលីសមែនទេ មែនហើយមានការអី គ្មានអីទេគ្រាន់តែឃើញលោកសង្ហាទៅចង់សុំវិឆារបស់លោកនឹងណាសុំទោសខ្ញុំទៅសិនហើយ ខ្ញុំពិតជាសង្ហាមែនទេនាងប្រកែកមួយគ្រាន់បើ មានរឿងស្អីទៀតហើយ អីចាបងប្រុសម្នាក់ណាជួបបងថ្លៃថ្ងៃមិញនេះគឺជាប៉ូលីសតាឬមួយបងថ្លៃកុំប្រាប់ណាបងថ្លៃចូលចិត្តប្រភេទជាប៉ូលីសមិនស្មានសោះថាបងថ្លៃមើលទៅសភាពរៀបសារបើជាមានចំណងជាមួយចិត្តខ្លាចតែបងក៏បារម្ភខ្ញុំស៊ើបហើយគេមិនសង្ហាដោយបងទេខ្ញុំគិតថាបងថ្លៃគ្រាន់តែចង់សាច់ជាមួយគេតែប៉ុណ្ណោះ ចុះពេលនេះបងត្រូវធ្វើយ៉ាងម៉េចត្រូវស៊ូនីនត្រង់តែម្ដងទៅឬមួយក៏ បងប្រុសតាមខ្ញុំយល់បងត្រូវបង្ក្រាបគាត់ឲ្យបានធ្វើឲ្យគាត់ខ្លាចនឹងគ្រប់បងពេលនោះគាត់នឹងមិនហ៊ានទៅរកប្រុសក្រៅទៀតទេ ប៉ុន្តែនេះបានក្បត់បងហើយតើចាំឲ្យបងត្រូវគេពាក់ស្នែលើក្បាលធ្វើជាមិនដឹងមិនលឺទ្រាំមិនបានទេ បងប្រុសកុំអាខឹងខ្ញុំគិតថាពួកគេប្រហែលមិនទាន់អត់ថ្នាក់នេះជាមួយគ្នាទេព្រោះពួកគេមិនមានការប៉ះពាល់គ្នាទេប្រហែលទៅតែស្គាល់គ្នានឹងជប់នេះខ្ញុំទិញរបស់ម្ចាស់ឲ្យបងកំពុងឲ្យគេដឹកទៅឲ្យបងហើយកុំសួរច្រើន លោកប្តីអូនមកវិញហើយ ថ្ងៃនេះធ្វើការយ៉ាងម៉េចដែរ ថ្ងៃនេះអូនលក់ដាច់ខ្លាំងណាស់ខែក្រោយអូននឹងបានប្រាក់លើកទឹកចិត្តច្រើនមិនខាន ប្រពន្ធបងពិតជាប្រកែកមែនមិនស្មានថាអូនមានសមត្ថភាពផ្នែកលក់អញ្ចឹងសោះ ឥឡូវនេះអូនលក់គ្រឿងអលង្ការដែលគេរចនាថ្ងៃក្រោយអូននឹងលក់គ្រឿងអលង្ការដែលអូនរចនាដោយខ្លួនឯងហើយអូននឹងដើរទៅមុខមួយជំហានម្ដងដើរដោយមានទំនុកចិត្ត កាយភ្នែកនាងមើលមកខ្ញុំពោពេញទៅដោយភាពកក់ក្ដៅស្ដីរបស់នាងដែលនិយាយមកកាន់ខ្ញុំក៏នៅតែផ្អែមល្ហែមដែរតែនាងក្បត់ខ្ញុំយ៉ាងម៉េចទៅហេតុអីក៏ថ្ងៃនេះអូនត្រឡប់មកវិញយប់ម្លេះកន្លែងធ្វើការនៅផ្ទះរបស់យើងនៅមិនឆ្ងាយទេបើសិនជាអូនព្រមសារភាពតាមត្រង់ព្រមសារភាពកំហុសឲ្យកាយខ្លួនបងនឹងផ្ដល់ឱកាសអូនម្ដងទៀត មែនហើយកន្លែងធ្វើការមិនឆ្ងាយទេតែក្រោយពេលចេញពីធ្វើការអូនទៅជួបមនុស្សម្នាក់តែបានជាយឺតបែប ទៅជួបនរណាទៅជួបមិត្តភក្តិ មិនមែនមិត្តភក្តិទេគឺជា អ្នកប្រុសផងមានតែបានផ្ញើជូនលោក បងបានកំងអីមកមែនទេ ទៅមើលទៅដឹងហើយ អ្នកប្រុសនេះគឺជាបានលោក អរគុណមិនដឹងថាមានជួបផ្ញើស្អីឲ្យទេមានជួបអាចចង់ធ្វើបាបបងមែនទេមិនក៏ផ្ញើខ្នោតដៃមកឲ្យខ្ញុំទៅវិញ បងតែអីហ្នឹងមិនក៏មើលទៅដូចខ្លួនម្លេះ គឺគ្មានអ្វីសំខាន់ទេ ចុះមិនក៏បងលាក់បងធ្វើអី មិនមែនថាអូនមើលមិនបានទេតែបងខ្លាចអូនភ័យ បងនិយាយបែបនេះអូនកាន់តែចង់ដឹងហើយ បានតែមុនពេលដែលបងឲ្យអូនមើលអូនត្រូវឆ្លើយសំណួរបងសិន តែជាសំណួរអីទៅ តើអូនចូលចិត្តប្រភេទប៉ូលីសទេ សំណួរនេះគឺ បើអូនមិនចង់ឆ្លើយក៏មិនដែរ អូនគិតថាសំណួរនេះអូនគួរតែឆ្លើយប្រាប់បងឲ្យត្រង់តាមពិតទៅអូនក៏ចូលចិត្តបែបនឹងខ្លះដែរឥឡូវនេះបងឲ្យអូនមើលបានហើយនៅបងតែងខ្នោតដៃមកធ្វើអី ខ្ញុំមិនអាចនិយាយប្រាប់ថាបងអូនត្រូវខ្ញុំជាអ្នកផ្ញើអូនទេមានតែបង្ខំចិត្តទទួលខ្លួនឯងតែប៉ុណ្ណោះគឺអូនជាអ្នកនិយាយថាអូនចូលចិត្តបែបដូចជាប៉ូលីសអញ្ចឹងណា រឿងប៉ូលីសគឺសៀបតែអាចសំខាន់ដើម្បីតាក់ទាញតែខ្នោតដៃនេះគឺជាការតាក់ទាញបែប អូនមិនចូលចិត្តទេ ចុះបងចូលចិត្តទេ បងគិតថាពួកយើងអាចសាកល្បងបានជីវិតត្រូវការសាកល្បងបែបហ្នឹង តើបងចង់សាកល្បងវាណាស់មែនទេ អូនមិនចង់ទេ តែចង់របស់បងមិនទាន់ជាស្របួល នរណាថាជើងបងជាយូរមកហើយបើមិនជឿទេអូនសាកល្បងមើលទៅ យើងទៅញ៉ាំបាយសិនទៅអូនឃ្លានហើយ
លើកដំបូងតែត្រូវរៀបចំខ្លួនបែបណាទេលោកប្តី ចាំមិនដែរ លោកប្តីបងមិនមែនចង់តាក់ទាញអូនទេហេតុអីក៏បងចុះខ្នោះដៃមកដាក់អូនបែបនេះ បងចង់ជុំនេះដាក់ខ្នោះអូនសិនចុះចាំថ្ងៃស្អែកចាំដាក់ខ្នោះបងម្ដង ស៊ីឡានបងដឹងក៏ហើយបងសន្និដ្ឋានថ្ងៃក្រោយបងមិនចាស់លើកចាស់ជឿទេផ្ដល់ឱកាសបងម្ដងទៅបានទេទុកឱកាសឲ្យបងទៅ លោកស្រីសិនអ្នកប្រតូចយកមិនឈប់សោះប្រហែលជាចង់ឲ្យលោកតាពោហើយ ចង់ឲ្យខ្ញុំមួយកូនទៀតហើយខ្ញុំមិនមើលទេនាងមិនឃើញទេខ្ញុំកំពុងច្បាស់ជើងឲ្យប្រពន្ធខ្ញុំ ខ្ញុំក៏មើលដឹងដែរចាស់ប្រុសខ្ញុំនាងស្រឡាញ់លោកតាគេណាទៅមើលក្មេងទៅ ឡោះ អាឡូ លោកស្រីមើលរឿងថ្មីប៉ូលីសចាប់តាមស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នោះឡើងវិញហើយស៊ីឡានមានរឿងអី ស៊ូនីនចង់លេងសារជាមួយខ្ញុំមែនទេ មកពីរឿងលុយការពីថ្ងៃមិញមែនទេ មុននេះជំនួយការខ្ញុំតែមកប្រាប់ថាប៉ូលីសស៊ើបសំណុំរឿងក្តីគ្រោះថ្នាក់នោះឡើងវិញតែសំណុំរឿងនោះបាត់យូរហើយតាបើមិនមែនស៊ូនីនទៅនិយាយរឿងអីប្រាប់ប៉ូលីសទេហេតុអីបានជាប៉ូលីសទៅស៊ើបរឿងក្តីនោះឡើងវិញ ច្បាស់ជានេះតែប្រាប់រឿងគ្រោះថ្នាក់ចរាចរណ៍នោះហើយ ប្រហែលជាបែបហ្នឹងហើយទើបប៉ូលីសចង់ស៊ើបអង្កេតឡើងវិញបែបនេះជីមីងយកចាយទៅឲ្យម្ដងមើលទៅជីមីងយប់នេះបងត្រូវរកនឹកវិធីឲ្យឃើញដាច់ខាតមិនត្រូវឲ្យប៉ូលីសស៊ើបមកដល់ខ្ញុំបានឡើយណាមិនអញ្ចឹងខ្ញុំច្បាស់ជាចាប់មិនខានពួកយើងពេលនេះជាប្តីប្រពន្ធស្របច្បាប់បើសក់ជាមួយគ្នាបើវិនិច្ឆ័យក៏វិនិច្ឆ័យជាមួយគ្នាដែរបើបងអាចដោះស្រាយបញ្ហាមួយនេះបានលើកខ្ញុំប្រហែលចង់ចាយក៏បានស្រេចចិត្ត ស៊ីឡានអូនកុំបារម្ភអីបងនឹងច្បាស់ថាពួកយើងជាប្តីប្រពន្ធគ្នាមិនអញ្ចឹងកាលពីមុនបងក៏មិនបញ្ចុះបញ្ចូលឲ្យគេជាប់គុកចំនួនដែរទុកចិត្តចុះបងនឹងដោះស្រាយរឿងនេះឲ្យបាន ល្អកាប់មួយនេះបងអ្នកយកចុះបើត្រូវប្រើលុយដើម្បីដោះស្រាយអីក៏ប្រើទៅណា ឡោះបងនឹងទៅដោះស្រាយដល់នេះ លោកប្រុសមនុស្សដែលលោកឲ្យខ្ញុំស៊ើបខ្ញុំបានស៊ើបហើយគេជាប៉ូលីសនៅក្នុងប៉ុស្តិ៍ប៉ូលីសខាងកើតគេអ្នកកាន់សំណុំរឿងក្តីលោកស្រីកាលពីមុន តែពួកគេសិតពីប៉ូលីសចាំងធ្វើអីទៅ អូនសម្លាញ់ហេតុអីក៏ភ្ញាក់ផ្អើលបែបនេះឬមួយក៏បងធ្វើអូនភ្ញាក់ផ្អើល លោកប្តីមិញនេះជាមួយការបងទូរស័ព្ទមក គេនិយាយស្អីខ្លះ ហេតុអីក៏បងសិតពីប្រវត្តិប៉ូលីសចាំងធ្វើអីទៅ ខ្ញុំស្រាប់តែភ្លេចរឿងនេះឲ្យឈឹងបើនេះបានដឹងទៅហើយនោះអញ្ចឹងខ្ញុំគួរតែនិយាយជាមួយនេះឲ្យបានច្បាស់លាស់ស៊ូនីនតើប៉ូលីសចាំងកាលពីមុនធ្លាប់ជួយអូនមែនទេ ហេតុអីក៏បងគិតបែបនេះ ឬក៏មកពីគេសង្ហា ក៏ធម្មតាតាមកដូចមនុស្សទូទៅហ្នឹង ចុះមកប្រៀបធៀបជាមួយបងអូនចាំបាច់លូបងទេបងចង់ស្ដាប់សម្ដីពិត ច្បាស់ណាស់គេមិនសង្ហាដូចបងទេ ហើយចុះលុយ ហើយក៏មិនមានលុយដូចបង ហើ ដែរ យចុះចរិត អូននៅលោកប៉ូលីសចាំងគឺមិនសិតស្នាគ្នាទេចាំមិនអ្នកដឹងថាចរិតគេយ៉ាងម៉េចនោះលោកប្តីថ្ងៃនេះបងកាត់អីហ្នឹងមិនក៏មើលគេចំណាយម្លេះហើយហេតុអីក៏បងសិតពីប៉ូលីសចាំងធ្វើអីទៅ អូនថើមិនស្និទ្ធស្នាលជាមួយគេអញ្ចឹងហេតុអ្វីបានជាណាត់ជួបគ្នា ចុះមិញនេះអូនពិតជាបានជួបលោកប៉ូលីសចាំងមែនតែអូនមានរឿងចង់ឲ្យគាត់ជួយទេមិនមែនតែណាត់ជួបស្នេហាអីណា មានរឿងអីហេតុអីបានជាប្រាប់បងត្រូវតែទៅរកគេ គឺអូនទៅសួររឿងក្តីគ្រោះថ្នាក់ចរាចរណ៍ពីមុនរឿងនេះមានតែគេទេដែលជួយបាន ប៉ុន្តែរឿងនេះក្រាញចំយូរហើយម្យ៉ាងទៀតអូនក៏ចេញពីគុកហើយដែរតា តែគ្រោះថ្នាក់នោះអូនមិនមែនជាអ្នកបង្កឡើងទេខ្ញុំចង់ប្តឹងឡើងវិញ បើមិនមែនជាអូនទេចុះហេតុអីក៏អូនត្រូវជាប់គុកអញ្ចឹងមិនមែនជាអូនជាអ្នកបង្កឡើងទេថាម៉េចមិនមែនជាអូនទេចុះហេតុអីក៏អូនត្រូវជាប់គុក គឺមកពីអូនល្ងងខ្លាំងពេកកាលនោះគូជាមីងប្រាប់អូនថាគេចិត្តបានឡើងតំណែងជាអ្នកគ្រប់គ្រងគេចង់ឲ្យអូនទទួលទោសជំនួសជាប់គុកជាមួយគេចិត្ត2ឆ្នាំគេសន្យាថាពេលអូនចេញមកវិញគេនឹងរៀបការជាមួយអូន អូនពិតជាល្ងងមែនទែនគូជាមីងម្នាក់នេះពិតជាថោកទាបណាស់បងមនុស្សស្លាប់ហើយឲ្យមនុស្សស្រីមកទទួលទោសជំនួស តាមពិតទៅគេមិនមែនជាអ្នកបុកទេ ចុះអ្នកណាទៅវិញទៅ គឺនៅថ្ងៃដែលអូនចេញពីគុកមកវិញអូនបានឮពួកគេនិយាយគ្នាដោយផ្ទាល់មាត់អូនគ្រាន់តែមិនទាន់មានផតតាំងនៅក្នុងដៃប៉ុណ្ណោះអញ្ចឹងឲ្យតែអូនទៅរកលោកប៉ូលីសចាំងឲ្យគាត់ជួយស៊ើបអង្កេតឡើងវិញតែប៉ុណ្ណឹងឯង ប្រពន្ធសម្លាញ់បងសុំទោសបងពិតជាយល់ច្រឡំលើអូនមែនហេតុអីបានជាអូនប្រាប់បងឲ្យដឹងបងអាចជួយអូនស៊ើបរឿងនេះបានតា បងរវល់ខ្លាំងណាស់អូនខ្លាចតែរំខានបង បងគឺជាប្តីរបស់អូនរឿងរបស់អូនក៏ជារឿងបងដែរម្យ៉ាងទៀតដាច់ខាតមិនត្រូវឲ្យពួកថោកទាបទាំងអស់នេះរួចខ្លួននោះទេបងនឹងជួយអូនស៊ើបរឿងនេះឲ្យបានច្បាស់លាស់ហើយនឹងជួយលេងជំរះភាពអយុត្តិធម៌របស់អូនឲ្យបាន លោកប្តីអូនអរគុណបងណាស់កាលពីមុនអូនមិនហ៊ាននិយាយរឿងនេះប្រាប់បងទេអូនខ្លាចបងគិតថាអូនល្ងង អូនមិនល្ងងទេ
គឺគូជាមិញទេដែលជាមនុស្សថោកទាបមិនដឹងខុសត្រូវមនុស្សស្រីល្អដូចជាអូនគេមិនសមនឹងទទួលបានទេ ប៉ុន្តែមិនក៏បងដឹងថាយប់មិញអូនទៅជួបលោកពលីចាង អូគឺមិត្តភក្តិបងបានឃើញអូននៅតាមផ្លូវទើបគេនិយាយប្រាប់បង តែអូនដូចជាមិនដែលស្គាល់មិត្តភក្តិបងទេ គឺដោយសារតែបងធ្លាប់ឲ្យគេមើលរូបថតរបស់អូននឹងហើយបានជាគេស្គាល់ អូបងគិតថាអូនមានរឿងអីជាមួយនឹងលោកពលីចាងមែនទេតែបានជាបងទិញខ្នោតដៃមកបែបនេះហ្វុងយាយឈិនបងធ្វើដល់តែប្រធានក្រុមហ៊ុនហ្វុងគ្រប់ដ៏ធំម្នាក់ហេតុអីក៏ចូលចិត្តគិតរឿងប្រេះប្រាស់បែបហ្នឹង ចាំមិញអូនមិនចូលចិត្តទេ បានហើយស្អែកអូនត្រូវទៅធ្វើការទៀតសុំកេងសិនហើយ មួយ រាត្រីសួស្ដី ស្នៀនអូនចង់ធ្វើការបាននេះដល់ពេលណាទៀតឲ្យអូនធ្វើជាបុគ្គលិកលោកបាននេះបងថាដូចជាមិនសមទេ អូនយល់ថាការរៀបចំរបស់តកែអូនគឺល្អណាស់គាត់ចង់ឲ្យអូននេះបានជួបជាមួយអតិថិជនបានច្រើនដើម្បីដឹងថាពួកគេចូលចិត្តការរចនាបែបណាបន្ទាប់មកចូលចំណុចទាំងនោះមកច្នៃប្រឌិតថ្មីដើម្បីបង្កើតស្នាដៃថ្មីៗធ្វើបែបនេះទៅអាចបង្កើតស្នាដៃដែលល្អ បង បាន គ្មានបញ្ហាទេគឺល្អហើយបើសិនជាមានការលំបាកនៅកន្លែងធ្វើការប្រាប់បងមក អូនធ្វើការបានប្រាក់ខែតែប្រហែលពាន់ជាន់ហ្នឹងទោះមានបញ្ហាក៏ជាបញ្ហាតូចតាចមិនរំខានបងទេអូនអាចដោះស្រាយបាន ស្នៀនរឿងដែលពាក់ព័ន្ធជាមួយអូនមិនមែនជារឿងតូចតាចទេយល់ទេ ថ្ងៃក្រោយបើមានរឿងអីអូននឹងប្រាប់បងទាំងអស់បើមានដឹងទេអូនមានអារម្មណ៍ថាការរបស់អូននេះគឺជាមនុស្សអត់កំបាំងណា អត់កំបាំងអី គាត់តែត្រឡប់មកពីបរទេសគឺមកដល់ក្នុងថ្ងៃដែលគាត់តាក់ទងជាមួយអូនតែម្ដងគាត់បានចំណាយលុយរាប់រយលានដើម្បីទិញក្រុមហ៊ុនដែលអូនកំពុងតែធ្វើការរួចហើយក៏តាក់ទងមកសភាអូនភ្លាមដូចជាគាត់មកដើម្បីដោះស្រាយរឿងការងារឲ្យអូនអញ្ចឹង មិនអាចទេប្រហែលជារឿងចៃដន្យទេដឹង បើចៃដន្យហេតុអីក៏ចៃដន្យម្ល៉េះ អូប្រហែលជាគាត់ចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនពេលដែលត្រឡប់មកវិញដើម្បីបង្ហាញសមត្ថភាពខ្លួនឯងតែប៉ុណ្្នឹងទេ ប្រហែលជាកំណត់អ្នកមានអូនមិនយល់ទេដឹងប៉ុន្តែគាត់ម្នាក់នេះល្អខ្លាំងណាស់ល្អដូចបងអញ្ចឹង ល្អយ៉ាងម៉េច គាត់តែងតែយកចិត្តទុកដាក់នឹងអូនដូចបងអញ្ចឹងថ្ងៃនេះបងកាត់អីឬក៏ទៅដល់កូននេះក៏ដៃពេកធ្វើឲ្យបងឆ្លោះរហូតអញ្ចឹង ប្រហែលជាមកពីបងបញ្ញាផឹកពេកបងទៅធ្វើការសិនហើយ ពួកយើងតែជាមួយគ្នាទេ នាង ថាកែមិនក៏អ្នកនាងមកទីនេះ ខ្ញុំយកមករចនាដែលសម្រាប់គ្រួមកឲ្យនាងមើលបើនាងមើលទៅថាគ្មានបញ្ហាទេខ្ញុំនឹងឲ្យគេចាប់ផ្ដើមផលិតភ្លាម លឿនដល់ថ្នាក់នឹងផង ប្រសិទ្ធភាពការងារខ្ញុំលឿនបែបហ្នឹងហើយតែទៀតដឹងហើយ អ្នកនាងគឺជាមនុស្សដែលធ្វើការលឿនដែលខ្ញុំមិនធ្លាប់ជួបមែនអ្នកនាងច្បាស់ជាជោគជ័យមិនខានទេ ស៊ូនីនហេតុអីអញនិយាយបែបនេះថាការរបស់យើងឥឡូវនេះជាអ្នកជោគជ័យទៅហើយ អ្នកនាងខ្ញុំសុំទោសផងមកពីខ្ញុំអត់មិនល្អតែនិយាយមិនត្រូវរឿង ហើយយ៉ាមិនបាច់សុំទោសអីទេឥឡូវនេះមិនទាន់រាប់ថាជោគជ័យពិតប្រាកដទេតោះតែជោគជ័យដោយសមត្ថភាពខ្លួនឯងទើបហៅថាជោគជ័យពេ ពេល ក ក្រោយអ្នកនាងច្បាស់ជាជោគជ័យខ្លាំងជាងនេះ ភាពជោគជ័យរបស់ខ្ញុំគឺផ្ញើលើនាងហើយ អរគុណអ្នកនាងដែលផ្ដល់កិត្តិយសឲ្យខ្ញុំ បងខ្លាចសុខចិត្តលះបង់ជីវិតសុខស្រួលមកធ្វើការហេតុអីគាត់សុខចិត្តមកធ្វើការបែបនេះទៅវិញតែគាត់មិនទៅគួរឲ្យស្រឡាញ់ណាមិនឆ្ងល់ទេដែលបងប្រុសគាត់ស្រឡាញ់នោះបើមានបញ្ហាអីប្រាប់ខ្ញុំណាខ្ញុំទៅសិនហើយ ជំរាបលាអ្នកនាង អេស៊ូនីនអញមានចាប់អារម្មណ៍ទេថាកែមើលមកអញខុសពីគេណា ចម្លែកត្រង់ណា គាត់ដូចជាចូលចិត្តអញខ្លាំងណាស់ គាត់ធ្វើល្អដាក់អ្នកគ្រប់គ្នាដូចតែគ្នា មិនដូចគ្នាទេមុនពេលអញមកគាត់មិនដែលសាច់ដាក់ពួកយើងទេតែតាំងពីអញមកស្នាមញញឹមគាត់មិនដែលបាត់ពីមុខសោះឬមួយគាត់ចូលចិត្តមនុស្សស្រីដូចគ្នា ចង់មានន័យថាគាត់ស្រឡាញ់ខ្ញុំមែនទេប៉ុន្តែខ្ញុំមានប្តីរួចហើយខ្ញុំក៏ស្រឡាញ់ប្តីខ្ញុំខ្លាំងណាស់ តែថាកែពួកយើងគាត់មានលុយច្រើនណាស់មកចោះគាត់ហ៊ានចំណាយលុយរាប់លានដើម្បីទិញផ្សារទំនើបនេះ តែប្តីខ្ញុំក៏មានលុយច្រើនដែររឿងទាំងនេះវាមិនសំខាន់ទេអ្វីដែលសំខាន់គឺខ្ញុំស្រឡាញ់ប្តីរបស់ខ្ញុំ ហើយអញនៅក្មេងខ្ចីពេកហើយយកក្តីស្រឡាញ់មិនអាចញ៉ាំបានទេណា ខ្ញុំមិនដែលគិតពីរឿងនេះទេហើយខ្ញុំក៏មិនដែលគិតចង់រូបផ្អែកលើមនុស្សប្រុសដែរ ស៊ូនីនប្រឹងប្រែងឡើងអញមិនដូចពួកយើងទេថ្ងៃក្រោយអញច្បាស់ជាខ្លាចជាអ្នករចនាម៉ូដដល់ឆ្នាំម្នាក់ អរគុណអ្នកគ្រប់គ្រងខ្ញុំនឹងខំប្រឹងឲ្យពីសមត្ថភាព ស៊ូនីនអញទៅញ៉ាំបាយថ្ងៃត្រង់សិនទៅចាំបដូរវេនជាមួយខ្ញុំ អ្នកគ្រប់គ្រងខ្ញុំមិនទាន់ឃ្លានទេឬមកក៏បងទៅញ៉ាំមុនទេ មិនបាច់គូសំទេអញទៅញ៉ាំមុនទៅឆ្លៀតពេកមិនសូវមានភ្ញៀវណា ចា៎ Hello នាងស៊ូនីនបានទេ ចាត្រូវហើយ មាននៅបានផ្ញើឲ្យនាងចេញមកយកបន្តិចមក ខ្ញុំចាំថាខ្ញុំមិនបានទិញអីទេ ប្រហែលជាមិត្តភក្តិនាងផ្ញើមកទៀតហ្នឹងខ្ញុំនៅខាងមុខផ្សារទំនើបនេះនាងចេញមកទទួលទៅ ឬមួយក៏ហ្វុងនិយាយឈិនជាអ្នកទិញឲ្យខ្ញុំចាខ្ញុំនឹងចេញតែឥឡូវនេះ នាងនឹងហើយនៅខាងនេះ អរគុណ លោកប្រធានខ្ញុំសុំទោសចាំខ្ញុំមិនគួរទូរស័ព្ទទៅលោកទេគួរតែផ្ញើសារវិញល្អជាងមកពីខ្ញុំខ្វះការប្រុងប្រយ័ត្ន អញពិតជាខ្វះការប្រុងប្រយ័ត្នមែនអញគិតថាលើនេះយើងនៅលីវហ៎អញគិតថាយើងដេកម្នាក់អញមែនទេ
ព្រះហើយលោកប្រធានកំពុងតែអួតពីរឿងលើក្រែប្រាប់ខ្ញុំមែនទេខ្ញុំមិនស្មានថាលោកហើយនឹងលោកស្រីពិវត្តរឿងនៅថ្នាក់នឹងសោះខ្ញុំស្មានថាអ្នកទាំងពីររៀបការជាមួយគ្នាដល់មកខំគ្មានមនុស្សចេតនា ការពីដំបូងឡើងពិតជាគ្មានមនោសញ្ចេតនាពិតមែនប៉ុន្តែឥឡូវនេះអាយមិនដឹងថាប្រពន្ធយើងគួរឲ្យស្រឡាញ់ប៉ុណ្ណាទេ អាចចូលរឿងការពីជុំមិញលោកស្រីមិនខឹងទេមែនដែរទេ នាងមិនខឹងយ៉ាងម៉េចទៅតែបើតាមចរិតនាងមិនយូរទេក៏បាត់ខឹងហើយ លោកប្រធានស្រឡាញ់លោកស្រីខ្លាំងបែបនេះហេតុអីក៏មិនឲ្យគាត់ធ្វើការនៅក្បែរខ្លួនទៅធ្វើបែបនេះគឺអាចនៅក្បែរគ្នា24ម៉ោង អាយមិនយល់ទេនាងមានក្តីស្រមៃនឹងការតស៊ូរបស់នាងចំណែកខ្ញុំវិញគ្រាន់តែចង់នាងខ្លាចជាមនុស្សម្នាក់ដែលសំណាងល្អដើម្បីថ្ងៃក្រោយពេលដែលខ្ញុំឈប់ក្បែរនាងអ្នកដទៃនឹងមិននិយាយថានាងឈរដោយពឹងផ្អែកលើយើងយល់ទេ ចូលហើយលោកជាអ្នកណាហេតុអីក៏លោកចាប់ខ្ញុំមកបែបនេះ ឥឡូវដឹងថាយើងជាអ្នកណាហើយមែនទេ នេះលោកគឺជាឪពុករបស់ជនរងគ្រោះមែន ហើយ ទេ ដោយសារតែនឹងធ្វើរឿងអាក្រក់ទើបខ្ញុំចាំច្បាស់បែបនេះ លោកចាប់ខ្លួនខ្ញុំគឺដើម្បីសង្ស័យកូនស្រីលោកមែនទេ មែនហើយនៅមកឡាននេះត្រូវជាប់គុកបាត់ទៅហើយសមាមរដ្ឋថៃចេញមកវិញរឿងបែបនឹងសោះហើយនាងពិតជាគ្រាន់បើមែនតែបើច្បាប់ដាក់ទូនាងមិនបានទេនោះអញ្ចឹងមានតែខ្ញុំកាត់ក្តីដល់ខ្លួនឯងហើយសងសឹកឲ្យកូនស្រីខ្ញុំ ហេតុអីស៊ូនីនមិនទាន់មកវិញទៀតដល់ម៉ោងធ្វើការហើយសូមអភ័យទោសលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេនៅពេលនេះសូមព្យាយាមម្ដងទៀតនៅពេលក្រោយញ៉ាសាក៏មិនតបទូរស័ព្ទក៏ខលមិនចូលឬមួយមានរឿងអីកាត់ឡើងអ្នកនាងថាកែស៊ូនីនទៅញ៉ាំបាយថ្ងៃត្រង់ឥឡូវមិនទាន់មកវិញទេខ្ញុំតាក់ទងទៅនាងមិនចូលសោះថាម៉េចតាក់ទងមិនបានទេទូរស័ព្ទនាងខលមិនចូលសង្ស័យថាមានរឿងអីហើយអាឡូបងប្រុសស៊ូនីនបាត់ខ្លួនហើយ ថាម៉េចបាត់ខ្លួនមនុស្សមួយទៅមួយស្រាប់តែបាត់ខ្លួនបែបនេះ ត្រូវតែសងសឹកឲ្យកូនស្រីខ្ញុំ កូនស្រីលោកមិនមែនខ្ញុំអ្នកសម្លាប់ទេ នាងនិយាយថាម៉េច ខ្ញុំពិតជាមានបានបើកបំមែនប៉ុន្តែតាំងពីបញ្ចប់ការសិក្សាមកខ្ញុំមិនដែលបានបើកឡានឡើយតែខ្ញុំទៅបើកបោកកូនស្រីលោកស្រាប់យ៉ាងម៉េច នាងក៏មិនអត់សាកាលពីមុននាងមិនបាននិយាយអញ្ចឹងទេ តែតាំងពីរៀនចប់ខ្ញុំគ្មានការងារធ្វើទេឡានដែលបោកកូនលោកស្រាប់គឺជាឡាន BMW តែខ្ញុំមានលុយអាណត្តិទៅទិញឡានទំនើប តែបានចំណេញតឡាការនាងប្រាប់ថាជាឡានមួយប្រុសនាង នោះគឺជាឡានរបស់លោកស្រីសិនស៊ីវឡានជាប្រធានរបស់មិត្តប្រុសខ្ញុំគឺអ្នកដែលបោកកូនស្រីលោកគឺជាម្ចាស់ក្រុមហ៊ុនសិនពួកគេរៀបគម្រោងឲ្យខ្ញុំមកទទួលកំហុសជំនួស ទូជាមួយអញ្ចឹង មិត្តប្រុសខ្ញុំគូជីមីងប្រាប់ខ្ញុំថាគេគឺជាអ្នកបើកបុកសម្រាប់មនុស្សតែការងាររបស់គេកំពុងតែរីកចម្រើនគេមិនអាចជាប់គុកបានទេតែពេលមកខ្ញុំអាចជាប់គុកជំនួសរឿងនៃការភូតកុហកទាំងអស់ប៉ូលីសកំពុងតែស៊ើបអង្កេតរឿងនេះឡើងវិញហើយ បើប៉ូលីសស៊ើបអង្កេតហើយបានជាគេមកប្រាប់ខ្ញុំនាងច្បាស់ជាកុហកខ្ញុំហើយមិត្តប្រុសនាងប្រាប់ថានាងតាក់ទងអ្នកមានម្នាក់ទើបគេជួយដោះលែងនាងមកវិញ គឺគូជីមីងមែនទេដែលធ្វើឲ្យលោកមិនសងសឹកខ្ញុំ គេគ្រាន់តែប្រាប់ការពិតដល់ខ្ញុំប៉ុណ្ណោះបើគុំតែគេខ្ញុំប្រហែលជាត្រូវនាងបោកបោរហូតហើយនាងច្បាស់ជាកុហកជាងបើអ្វីដែលនាងនិយាយជាការពិតមែននោះហើយនេះក៏មិនតាក់ទងមកខ្ញុំនាងប្រកាសជាកុហកនាងជាគិតតកនាងជាគិតតកសម្រាប់កូនជើង ជប់ភ្លាម នាងជាគិតតកសម្រាប់កូនជើង ជប់ភ្លាម តាមម្នាក់នេះហើយដែលជាអ្នកជួយនាងចេញពីគុកនោះហើយកុំចុំមកសោះបើហ៊ានទៅចុំមកជើងនឹងសម្រាប់នាង លោកចិត្តតែសិនទៅអ្នកដែលបោកកូនស្រីលោកមិនជាស៊ូនីនទេបើថ្ងៃនេះលោកធ្វើបាបស៊ូនីនលោកមិនត្រឹមតែមិនអាចផ្ដល់យុត្តិធម៌វិញ្ញាណខណ្ឌកូនស្រីលោកថែមទាំងធ្វើឲ្យជាតកពិតប្រកប ហើយក៏មកបោកជើងមិននេះនាងក៏និយាយបែបនឹងដែរផ្លាញ់សុទ្ធតែបោកជើងតាមពិតមែនទេ អត់ទេលោកដឹងទេថាហេតុអ្វីបានជាគូជំនាញទៅរលោកព្រោះថាមិនសមស៊ូនីនបានទៅរកប៉ូលីសចាំងដើម្បីប្រាប់ការពិតពួកគេខ្លាចបែកការទើបខ្ចីដៃលោកសម្រាប់មនុស្សបំមុតមាត់ ឲ្យខ្ញុំជឿផ្សាយខ្ញុំមិនទៅពួកឯងសុទ្ធតែជាមនុស្សអាក្រក់ជឿមិនជឿឯងទេលោកចៅខ្ញុំអាចធ្វើសារស្អីបានលោកចៅលោកនឹងចាំខ្ញុំទេខ្ញុំគឺជាប៉ូលីសចាំងខ្ញុំអញស៊ូនីនពិតជាមនុស្សខ្ញុំមែននាងប្រាប់រឿងជីមីងដែលបង្ខំឲ្យនាងជាប់គុកជំនួសខ្ញុំកំពុងតែស៊ើបរឿងនេះឡើងវិញហើយចាំពេលដែលមានតម្រូវខ្ញុំនឹងតាក់ទងទៅលោកតែស្មានមកដល់បែកជាបែកការមុនបែកនឹងសោះហើយដេកខ្លាចជាបែបនេះ អូមិនទេ អូនមិនអីទេបងរអូនឃើញដែររបៀបណា បងឆាយកាមេរ៉ាសមត្ថភាពនៅមុខផ្សារទំនើបហើយក៏ជិះតាមរហូតដល់ទីនេះ តែហេតុអីសុកបងទៅឆែកកាមេរ៉ានៅផ្សារទំនើប ដែលពេលនេះស៊ូនីនត្រូវបានគេចាប់ហើយលើកនេះគេមានតែផ្លូវស្លាប់មួយគត់ទោះបីជាពលីរកឃើញផុតតាំងមិនល្អពីបងក៏ដោយចុះគឺជាងអាចប្រើលុយដល់ស្រ័យបានព្រោះថាគ្មានអ្នកណាតាមដានរឿងនេះដដែលនោះទេ ជាមីងតាំងពីឃើញបងលើកដំបូងម្លេះអូនមានអារម្មណ៍ថាបងមិនដូចប្តីមុនរបស់អូនទេដែលមានតែសម្រស់តែគ្មានខួរក្បាលតែភ្នែកនៅពុះពេញដោយភាពឆ្លៀវវៃរបស់បងនេះធ្វើឲ្យអូនឆ្លងវិញហើយថ្ងៃក្រោយលុយដែលអូនរកបានបងចង់ចាយប្រហែលក៏បាន ទោះបីជាពេលនេះខ្ញុំចង់សម្បត្តិអាពាហ៍ពិពាហ៍ជាមួយគេក៏ដោយចុះប៉ុន្តែខ្ញុំគ្មានកូនជាមួយនឹងទេបើសិនជាថ្ងៃណាមួយនេះស្លាប់ទៅទ្រព្យសម្បត្តិច្បាស់ជាធ្លាក់ទៅលើកូននឹងហើយនឹងចាយនេះជាមិនខានទេខ្ញុំត្រូវតែមានកូនជាមួយនឹងឲ្យបានធ្វើបែបនេះទើបខ្ញុំអាចពឹងលើកូនដើម្បីយកទ្រព្យសម្បត្តិនេះមកវិញស៊ីឡាណាលើកមុនអូនប្រាប់ថាអូនដូចជាអត់ដឹងហើយមែនទេអូនគ្រាន់តែនិយាយប្រហែលមិនមែនជាការពិតទេមែនទេ អាយ៉ាជាមីងហេតុអីសុកមកបារម្ភពីសុខភាពអូនបែបនេះ អូនជាប្រពន្ធបងច្បាស់ជាបារម្ភពីអូនហើយ ជាមីងបងសួរអូនបែបនេះកុំប្រាប់ណាថាបងចង់មានកូនជាមួយអូនមែនទេ គ្មានអ្វីលាក់បាំងចេញពីភ្នែកអូនបានទេបងពិតជាស្រឡាញ់អូនណាស់ទើបបងចង់មានកូនជាចំណងដែរ អាយ៉ាមិនមែនអូនមិនចង់មានឲ្យបងទេតែអូនខ្លាចថាអូនមិនអាចកាត់បានទៀតណាព្រោះរដូវរបស់អូនបាត់អស់តាំងពីខែមុនមកម្លេះ តើតើគួររបស់ខ្ញុំត្រូវដាច់គួយត្រឹមខ្ញុំមែនទេស៊ីឡាន
ចុះបើបែបនេះវិញឲ្យបងតែមានកូនជាមួយស្រីផ្សេងហើយដាក់ឈ្មោះកូននោះប្រើតែកូនអូនទុកជាកូនបង្កើតបានទេបានទេ ហ៎អាឡូ លោកស្រីសិនមិននេះខ្ញុំបានឃើញស៊ូនីនឡើងឡានលោកផងបាត់ហើយស៊ូនីនមិនទាន់ស្លាប់ទេតែមានរែងទៅស៊ីឡាននេះ មិនមែនអញថាស៊ូនៀនលើកនេះនឹងស្លាប់ទេហ៎ហេតុអីកូនចៅយើងរាយការណ៍មកថាឃើញយើងឡានរបស់បងយាយឈិនទៅវិញហេតុអីទៅ មិនអាចទៅរួចទេមិនក៏បរាជ័យទៅវិញ ហើយមិញនេះបងនិយាយថាម៉េចបងចង់ទៅយកកូនជាមួយនឹងស្រីផ្សេងមែនទេ បងសុំទោសបងខុសឲ្យប្រពន្ធសម្លាញ់បងខុសហើយបងមិនអាចទៅយកកូនជាមួយអ្នកណាបានទៅបងនឹងក្បែរអូនមួយជីវិត បើដឹងខុសហើយអូននឹងផ្ដល់ឱកាសឲ្យបងម្ដងទៀតចុះក្នុងការដែលគម្រោងការទី1បរាជ័យបងត្រូវរកវិធីទី2មកដោះស្រាយឲ្យបានណា បងនឹងរកវិធីឥឡូវនេះ អូនសម្លាញ់អូនចេញមកធ្វើការខាងក្រៅបែបនេះបងមិនទុកចិត្តទេចាំបងផ្ដាំផ្ញើតកែរបស់អូនខ្លះ អញ្ចឹងសោះបានជាតកែអូនល្អដាក់អូនខ្លាំងណាស់ បងមិនឲ្យគាត់មើលថែអូននៅក្នុងរឿងការងារទេគ្រាន់តែចង់ឲ្យគាត់ធានាសុវត្ថិភាពអូនប៉ុណ្ណោះព្រោះពេលអូនចេញពីគុកខ្លាចក្រែងតែមានមិត្តរួមការងារធ្វើបាបអូនបងចង់អូនធ្វើការដោយសុបាយចិត្ត លោកប្តីអរគុណបងណាបើថ្ងៃនេះគ្មានបងមកជួយអូនទាន់ទេអូនប្រហែលជាត្រូវស្លាប់បាត់ទៅហើយឥឡូវនេះបងជាអ្នកមានគុណជួយជីវិតអូនណា បើអញ្ចឹងតើបងអាចសុំរឿងមួយពីអូនបានទេ តែសុំរឿងអីទេ បងគ្រាន់តែបំភ័យលេងទេថ្ងៃក្រោយអូនកុំទៅជួបមនុស្សផ្លាយមុខតែម្នាក់ឯងទៀតដរាបណារឿងនេះមិនទាន់បានលេខតារាងជាសាធារណៈសញ្ញារបស់ជនរងគ្រោះមកសងសឹកអូនពេលណាក៏បានដែរ អូនដឹងហើយថ្ងៃក្រោយអូននឹងប្រយ័ត្ន ល្អមិញអូនច្បាស់ជាភ័យខ្លាំងហើយអញ្ចឹងបងជូនអូនទៅផ្ទះសម្រាប់ មិនមានរបបអីផងអូនមិនសម្រាប់ទេម្យ៉ាងទៀតអូនទៅជិតធ្វើការថ្មីថ្មោងសុំច្បាប់សម្រាប់មិនល្អមើលទេ ល្អណាស់អញ្ចឹងបងជូនអូនទៅកន្លែងធ្វើការវិញតោះទៅ នាងចាប់ពីថ្ងៃនេះទៅនាងទៅធ្វើការនៅផ្នែករចនាម៉ូដវិញទៅការងារនៅកន្លែងទទួលភ្ញៀវនេះចាប់ត្រឹមនេះ អ្នក ចុះ នេះថាកែខ្ញុំមិនអីទេខ្ញុំនឹងអាចបន្តការងារនៅកន្លែងទទួលភ្ញៀវបាន ស៊ូនីនខ្ញុំបានមើលស្នាដៃអញហើយឲ្យអញធ្វើអ្នកទទួលភ្ញៀវពិតជាខាត់បងសមត្ថភាពអញណា អញ្ចឹងក៏បានដែរ សំណាងឲ្យដល់បងថ្លៃមិនអីបើថ្ងៃនេះមានរឿងកាត់ឡើងលើបងថ្លៃមែននោះបងប្រុសច្បាស់ជាមិនលើកលែងឲ្យខ្ញុំទេថ្ងៃក្រោយត្រូវមើលថែបងថ្លៃល្អបំផុត អ្នកនេះថាកែខ្ញុំមានរឿងចង់និយាយជាមួយនឹងអ្នកនាងបន្តិច បាន ប្តីរបស់ខ្ញុំបានប្រាប់ហើយរឿងដែលគាត់និយាយជាមួយអ្នកនាងនោះខ្ញុំសុំទោសផងខ្ញុំមិនស្មានថាគាត់មករំខានអ្នកនាងបែបនេះទេ គេប្រាប់នាងហើយហ៎ អ្នកនាងថាកែថ្ងៃក្រោយអ្នកនាងកុំចាត់ទុកខ្ញុំជាប្រពន្ធរបស់ហ្វុងយេឈិនបានទេចាត់ទុកខ្ញុំត្រឹមជាបុគ្គលិកធម្មតាម្នាក់ទៅបាន ច្បាស់ជាមិនបានទេខ្ញុំចូលចិត្តស្នាដៃនាងណាក៏រំពឹងថានឹងជួយបង្កើតប្រាក់ចំណូលក្រុមហ៊ុនផងដែរនាងកុំគិតច្រើនអីប្រញាប់ទៅធ្វើការវិញចុះ អរគុណអ្នកនាងថាកែ ឡានណាមកកោទូថ្នាក់នោះដល់មកគឺនៅក្រោមឈ្មោះសឹងស៊ូឡានប៉ុន្តែមុនពេលកាត់ហេតុបន្តិចគេក៏បានផ្ទេរឡាននោះទៅឲ្យជាមីង នៅកន្លែងកាត់ហេតុគ្មានផុសតាអ្វីទេ នៅទីនោះគ្មានកាមេរ៉ាសុវត្ថិភាពសូម្បីតែមួយមិនចឹងទេក៏គ្មានអ្នកទទួលទស្សន៍ដែរ មានន័យថាពេលនេះពួកយើងគ្មានផុសតាអ្វីនោះទេ មែនហើយមកទល់ពេលនេះហើយគឺមិនទាន់មានផុសតាងទេ បើវិធីសាស្ត្រធម្មតាដោះស្រាយមិនចេញអញ្ចឹងយើងមានតែប្រើវិធីសាស្ត្រមិនធម្មតាមកដោះស្រាយ វិធីសាស្ត្រមិនធម្មតាជាវិធីបែបណាទៅ ចាំដល់ពេលនោះលោកប្រកាសជាបានដឹង បានចឹងខ្ញុំរងចាំដំណឹងឲ្យពីលោកចុះបើមានអ្វីខ្ញុំអាចជួយបានសូមប្រាប់គ្រប់ពេល ថ្ងៃនេះលោកហុននេះហើយ មិនអីទេ ចាំរៀបចំប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ជាបន្ត បានចុះប្រធានបទជាអ្វីទៅ នៅក្នុងពេល3ថ្ងៃធ្វើឲ្យក្រុមហ៊ុនសិនខ្សែធនឲ្យបាន លោកម្ចាស់ហេតុអីលោកត្រឡប់មកវិញលឿនម្ល៉េះ ឬថាចាប់សារខ្ញុំត្រូវគេចាប់ចម្រិតតើជារឿងពិតដែរទេ ពិតជាមានរឿងបែបនេះមែនប៉ុន្តែលោកស្រីមិនអីទេ ហើយចុះឥឡូវគេណែណា គាត់មិនទាន់ចេញពីធ្វើការទេ រឿងធំបែបហ្នឹងហើយនៅតែធ្វើការទៀតមកពិចារព្រឹកខ្ញុំមិនបានការចូលសមុទ្រអាពីពីជួហើយមិនព្រមប្រកាសជាសាធារណៈបើព្រមរៀបការតាំងពីដំបូងឲ្យគ្រប់គ្នាដឹងថានេះគឺជាលោកស្រីវ័យក្មេងនៃតកូហ្វុងនោះចាំមើលអ្នកណាហ៊ានធ្វើបាបនេះទៅ លោកតាមិនមែនលោកតាទៅដល់លេងទេ តើដើមមិនទាន់ពេញស្រុកផងឬថាត្រូវគេចាប់ចម្រិតតើភ័យសុនស្លោហើយក៏ឆាប់បញ្ញាប់មកវិញតែម្ដងទៅហើយនេះឯងមិនអីទេ លោកតាខ្ញុំមិនអីទេលោកតាកុំបារម្ភសំណាងឲ្យបានយេឈិនទៅជួយធន់ពេលនោះ គឺទៅជួយចៅគឺជាកាតព្វកិច្ចរបស់គេហើយបើគ្រាន់តែប្រពន្ធខ្លួនឯងការពារមិនបានទេនោះអត់លឹកមកជីវិតទៅ លោកតាត្រឡប់មកវិញដើម្បីស្ដីខ្ញុំតែប៉ុណ្្នឹងទេ មែនហើយយ៉ាងម៉េចឬមួយឯងគិតថាខ្លួនឯងធ្វើបានល្អហើយមែនដែរទេកុំឲ្យសោះមានប្តីណាឲ្យប្រពន្ធខ្លួនឯងទៅលំបាននៅខាងក្រៅនោះហេទោះជាស៊ូនាងគេចង់ធ្វើការអ្វីក៏ដោយចុះហេតុអីក៏មិនឲ្យនឹងទៅធ្វើការនៅក្រុមហ៊ុនគូសាជាងទៅ លោកតាមកពីខ្ញុំទេដែលមិនចង់ទៅធ្វើការនៅក្រុមហ៊ុនធំ ចាំមិនចាំបាច់ជួយការពារគេទេកុំប្រាប់ណាថារឿងមិនចង់រៀបការគឺជាគំនិតចៅដែរនោះច្បាស់ជាមកពីគេហើយ ត្រូវហើយលោកតាខ្ញុំពិតជាមិនទាន់ចង់រៀបការមែនលោកតាយកច្រឡំលើគាត់ថា ហេតុអីបានជាមិនចង់រៀបការឬមួយឯងមិនស្រឡាញ់ចៅប្រុសជាងទេ ខ្ញុំស្រឡាញ់គាត់គ្រាន់តែខ្ញុំចង់រងចាំឲ្យគ្រឿងអលង្ការដែលខ្ញុំរចនាបានលក់លើទីផ្សារសិនទើបចង់រៀបការជាមួយគាត់ មែនហើយបើចង់ពីនេះគឺអាចរៀបចំពិធីរៀបការបានហើយ ស្អែកនេះខ្ញុំនឹងចាប់ដើមរៀបចំ ណនណាបើចឹងតានឹងទៅមើលក្បួនតម្រាសិនជ្រើសរើសថ្ងៃនោះសម្រាប់ពួកឯងណា តាទៅសិនហើយ លោកតាដើរយឺតមើលទៅលោកតាបារម្ភនឹងស្រឡាញ់អូនណា អូនក៏ស្មានមិនដល់ដែរតាំងពីតូចរហូតដល់ធំគឺអូនមិនដែលបានទទួលអារម្មណ៍កក់ក្ដៅពីគ្រួសារទេ តើអូនចង់តាមរកគ្រួសារពិតប្រាកដទេ ពីមុនអូនធ្លាប់ចង់រកតែពេលនេះអូនលែងចង់ដឹងហើយកាលពីមុនពួកគេបោះបង់អូនចោលអញ្ចឹងពេលនេះពួកគេប្រហែលជាមិនចង់ជួបអូនទេ ជុំបើអ្នកដែលបោះបង់អូនមិនមែនជាពួកគេអូនមិនចង់ស៊ើបទេ អាចណា
ឆ្នាំនេះពុនស្រីឯងរៀនចប់សាកលវិទ្យាល័យហើយមែនទេ ត្រូវហើយ បើចង់ឲ្យនឹងបញ្ញាប់មកវិញមកឯងជិះរៀបការហើយឲ្យក៏ជួយរៀបចំចាត់ចែងមង្គលការឯង លោកតាមានចៅស្រីម្នាក់ទៀតទេ តាមានចៅស្រីម្នាក់ទៀតកំពុងតែរៀននៅបរទេសធម្មតាមិនដែលតាក់ទងមកពុយជើងឡើយបើថ្ងៃណាមួយតាក់ទងមកគឺច្បាស់ជាសំលុយ គេមិនអាចប្រៀបជាមួយចៅបានឡើយលើកនេះគេមកវិញតានឹងឲ្យគេរៀនតាមចៅឲ្យបានច្រើនពួកឯងចាំទៅតាទៅសម្រាប់សិន អេតែបងស្រីបងជាមនុស្សបែបនេះមែនទេ គឺដូចជាលោកតាបាននិយាយអញ្ចឹងក្រៅពីចាយលុយដូចកណ្ដាលហើយគ្មានចំណុចអាក្រក់អ្វីផ្សេងទៀតនោះទេ ស៊ីដឹងតែពីស៊ីរឿងខ្ញុំឲ្យបងដោះស្រាយនោះគិតចេញនៅ ណែអូនសម្លាញ់កំខឹងអីបងគិតវិធីដ៏ល្អមួយហើយ តើជាវិធីអីទៅ ពេលនេះស៊ូនីនមានលោកបងគឺចាំជួយការពារជាក្នុងមួយថ្ងៃពួកជើងច្បាស់ជាធ្វើអ្វីទៅមិនបានទេចាប់ចំណុចបរាជ័យគេច្បាស់ជាសង្ស័យថាជាស្នាដៃពួកជើងនៅពេលនេះពួកគេប្រកាសជាប្រយ័ត្នខ្ពស់ អញ្ចឹងពួកយើងគួរធ្វើបែបណាទៅ នេះកំពុងតែស៊ើបអង្កេតឡើងវិញបើសិនជារកឃើញថាអូនជាឃាតករពិតប្រាកដនោះអូនច្បាស់ជាជាប់មិនខានទេដូច្នេះយើងត្រូវតែប្រញាប់ប្រមូលលុយរត់ទៅ នេះជាវិធីល្អដែលបងគិតឃើញនោះ មែនហើយស្លាតអូនត្រូវតែជឿបងណាស់នៅពេលនេះពួកជើងជិះទូកជាមួយហើយបើបងស្លាប់អូនក៏មិនរួចដែរ អាឡូ មេរឿងធម្មតាលោកស្រីសិនខាងភ្នាក់ងារពុនដាពួកគេកំពុងតែឆែកបញ្ជី ចង់ ឆ្នាំ ឆែ នេះ កក៏ឆែកទៅអញភ័យធ្វើស្អី គេឆែកបញ្ជីចុងក្រោយ3ឆ្នាំនេះមួយឆ្នាំទៀតខាងគ្រប់គ្រងបាននិយាយថាទំនិញខាងពួកជើងមានបញ្ហាពួកគេមិនអាចផ្ដល់ឲ្យពួកជើងទាន់ពេលទេពួកជើងមិនអាចប្រកួតទំនិញតាមការកំងបានទេពួកជើងប្រហែលជាត្រូវសងការខុសខាត់ក្នុងតម្លៃខ្ពស់ ហេតុអីក៏បែបនេះទៅវិញខ្ញុំនៅតែក្រុមហ៊ុនឥឡូវនេះ ណែមានរឿងអីមែនទេ អាចចាំមកសៀតហេតុអីមិនប្រាប់ឲ្យរត់គេជួយលឿនជាងនេះពេលនេះចង់រត់ក៏មិនរត់ដែរ ណែជប់អូនត្រូវគេតាមដានណា ត្រូវហើយពេលនេះខ្ញុំត្រូវទៅក្រុមហ៊ុនបងនៅផ្ទះមើលថែចៅឲ្យល្អទៅ ណែជប់អូនត្រូវគេតាមដានពួកជើងបើម៉ៃគ្នារត់ទៅឲ្យបងទៅមុនចុះ បំបាយផ្លេចគ្នារត់ស្អីអញchỉនឹងនិយាយខ្លួនអញតើថាពួកយើងស្ថិតលើទូកតែមួយនោះអីបើចង់ទៅគឺត្រូវទៅជាមួយគ្នាបើចង់នៅជាមួយគ្នា ធីឡានណែពេលនេះអូនត្រូវគេតាមដានជាប់ហើយបើអូនមិនជប់លុយក្រុមហ៊ុនរបស់អូនឲ្យបងទៅក្រៅប្រទេសមុនទេដល់ពេលនេះអូនមិនសល់អ្វីទេ ល្អណាស់គូជីមីងពេលនេះគំនិតអាក្រក់របស់ឯងបង្ហាញឲ្យខ្ញុំឃើញចាំតែម្ដងបើឯងចង់ចាយលុយខ្ញុំអញ្ចឹងរកវិធីជួយដោះស្រាយបញ្ហាទៅរឿងផ្សេងទៀតកុំនិយាយសោះ លោកប្រុសលោកជួយពោះឆៃ ឆែ បន្តិច កទៅក្រុមហ៊ុនជិះខ្សែធនហើយក៏មករកខាងខ្ញុំអី ចូលមកអេបញ្ញាប់មកមើលនេះទៅលឿនឡើងគំរូស្នាដៃនាងចេញមកហើយយ៉ាងមិនដែរ ហេតុអីក៏លឿនម្លេះ ទៅចេញបានមកផ្នែកប៉ុណ្ណោះ មិនស្មានថាគ្រាន់តែជាគំរូដំបងស្អាតយ៉ាងនេះទៅហើយ នាងពេញចិត្តគឺល្អហើយចាំដល់ពេលផលិតផលចេញលក់ជាផ្លូវការខ្ញុំនឹងរៀបចំពិធីសម្ពោធឲ្យនាងយ៉ាងអធិកអធម អ្នកនាងថាកែអ្នកនាងនិយាយមែនទេ ប្រកាសហើយគ្រឿងអលង្ការនាងរចនាស្អាតយ៉ាងនេះពេលលក់ចេញច្បាស់ជាលក់ដាច់មិនខានអាឡូលោកតា មិញជួលឺថាយើងរៀនចប់ហើយមែនទេបើអញ្ចឹងបញ្ញាប់មកវិញមកបងប្រុសអាចគេរកបានបងថ្លៃហើយពួកគេជិតរៀបការជាមួយគ្នាហើយ ខ្ញុំដឹងហើយលោកតាបងប្រាប់ខ្ញុំយូរហើយ ដឹងហើយដែលបានជិះមិនឆាប់មកវិញមួយថ្ងៃឯងកំពុងតែធ្វើអ្វីទៅជឿទេថាតានឹងទៅចាប់ឯងមកវិញ លោកតាខ្ញុំដឹងហើយខ្ញុំកំពុងរវល់ការងារបានហើយខ្ញុំមិននិយាយជាមួយលោកតាទៀតទេ អ្នកនាងថាកែអ្នកនាងក៏មានបងប្រុសហើយក៏មានលោកតាដែរមែនទេ មានបញ្ហាអី អត់មានអីទេ អញ្ចឹងល្អហើយនាងទៅធ្វើការបន្តចុះ ចា ប្រឹងប្រែងណា អ្នកនាងថាកែប្រហែលមិនមែនជាប្អូនស្រីរបស់ហ្វុងយេឈិនទេហ្វុងយេឈិនប្រាប់ថាប្អូនស្រីគាត់ចាយលុយដូចកណ្ដាលតែតកែរបស់ខ្ញុំទាំងតស៊ូនិងមានមហិច្ឆតាណាច្បាស់ជាមិនមែននាងទេ មិញជួមិនដានេះកាន់តែធំគឺកាន់តែរឹងរូសហើយមិនបានទេតាត្រូវតែចាប់នឹងត្រឡប់មកវិញ លោកតាមីងជូពេលនេះជាតការរបស់នាង ហ៎ គឺនាងមិនចង់ពឹងផ្អែកលើខ្ញុំទើបខ្ញុំឲ្យមីងជូត្រឡប់មកវិញដើម្បីជួយនាងរងចាំដល់ស្នាដៃរបស់នាងចេញលក់សិនទើបខ្ញុំនិយាយការពិតប្រាប់ ក៏ហកគេបែបនេះមិនខ្លាចគេខឹងទេ នាងមិនមែនជាមនុស្សបែបហ្នឹងទេខ្ញុំគ្រាន់តែចង់ផ្ដល់ឱកាសការងារឲ្យនាងតែប៉ុណ្ណោះចំណែកភាពជោគជ័យដែលនាងទទួលបានសុទ្ធតែមកពីសមត្ថភាពនាង យយចាក់ប្រុសម្នាក់នេះមនុស្សសមត្ថអាចប្រែជាល្អចំពោះនាងប្រាប់តាតាមត្រង់មកឯងលងស្រឡាញ់គេហើយមែនទេ ស្រឡាញ់ប្រពន្ធនឹងមានលៀបសំណាង មែនហើយស្រឡាញ់ប្រពន្ធគឺមានលៀបសំណាងឡនណាស់ ត្រូវពីនេះដល់ទៅទឹកប្រាក់120លានជាន់ក្រុមហ៊ុនសិនគ្រប់មានលុយច្រើនដល់ថ្នាក់ហ្នឹងចាប់ហើយអញសិនស៊ីឡានមិនត្រូវខ្សែធនថៃទេបើអញ្ចឹងខ្ញុំរៀបការជាមួយនាងមិនមែនជាការខាត់បងទៅទេមិនបានត្រូវតែទៅក្រុមហ៊ុនមួយសិនប្រធានគួរលោកស្រីសិនត្រូវគេចាប់ខ្លួនហើយហើយได้ចាប់ខ្លួនខាងពុនដាគឺតម្រូវឲ្យលោកស្រីបង់ប្រាក់120លានប៉ុន្តែលោកស្រីមិនមានប្រាក់បង់ទេទើបត្រូវចាប់ខ្លួនពេលនេះក្រុមហ៊ុននេះសល់ប៉ុន្មានប្រញាប់ដកទៅធនាគារមកខ្ញុំបានសួរខាងគណៈនេះហើយនៅក្នុងម៉ាស៊ីននៅសល់តែពី3លានប៉ុណ្ណោះត្រូវបង់ថ្លៃទំនិញដែលនៅចំពាក់គេមិនគ្រប់ទេដែលធានាលោកស្រីហើយđâyក្រុមហ៊ុននេះសល់តែប៉ុណ្ណឹងក្រុមហ៊ុនធំដល់ថ្នាក់ហ្នឹងមិនក៏សល់តិចម្ល៉េះនៅមានលុយថ្លៃទំនិញរាប់លានទៀតដែលមិនទាន់ទូទាត់ទោះបីជាប្រម៉ូទក៏មិនអាចធានាចេញមកបានដែរណាហេតុអីគឺគម្រោងទាំងរបស់ក្រុមហ៊ុនពេលបច្ចុប្បន្នគឺសុទ្ធតែជួបបញ្ហាប្រហែលជាមានអ្នកណាម្នាក់ចង់ធ្វើស៊ីពួយជឹងឬមួយជាហ្វុងជាឈិនមែនហើយជុងតាមព័ត៌មានដែលខ្ញុំបានស៊ើបពិតជាលោកហ្វុងពិតមែនតែជាអ្នកធ្វើបាក់ពួយជឹងចប់ហើយមិនបានជាគេគុំដល់ថ្នាក់នេះប្រធានគួរបញ្ញាប់រកវិធីដោះស្រាយទៅខ្ញុំមានវិធីអីទៅប៉ុន្តែនៅពេលនេះ
ក្រុមហ៊ុនសិនគ្រប់របស់ពួកជើងខ្សែធនហើយលោកប្រធានគួរខ្ញុំឮព័ត៌មានមកថាប្រពន្ធរបស់លោកហ្វុងគឺជាសង្សារចាររបស់លោកមែនទេលោកអាចទៅសុំវល់ឲ្យគេជួយដល់ពួកជើងទៅហើយយ៉ាខ្ញុំនឹងគេគឺចាប់គ្នាដាច់ស្រេចហើយខ្ញុំទៅវល់នាងគឺមិនអាចទៅរួចនោះទេមិនអាចទេបើសិនមិនធានាសិនស៊ីវឡានចេញមកទេអញ្ចឹងខ្ញុំមិនបានផលប្រយោជន៍ពីនាងឡើយដើម្បីលុយទូទៅធ្វើឆ្កែក៏ព្រមដែរសុនៀនខ្ញុំ លោកដឹងទេហេតុអីបានជាខ្ញុំព្រមមកជួបលោក ហេតុអី ពីព្រោះខ្ញុំមិនដែលឃើញអ្នកណាដែលមុខក្រៅឥតគេខ្មាស់និងថោកទាបដូចជាលោកបែបនេះទេដែលខ្ញុំមកនេះគឺដើម្បីចង់ប្រាប់លោកថាធ្វើអាក្រក់ផលអាក្រក់តបស្នងហើយថ្ងៃល្អរបស់លោកដល់ទីបញ្ចប់ហើយ សុនៀនរឿងការពីលើកមុនបងអាចបញ្ជូលបានណា ប៉ុនយល់រឿងដែលស៊ូឡានបាក់ឡានបុកមនុស្សស្លាប់ហើយលោកឲ្យខ្ញុំទទួលទោសចំនួននាងមែនទេរឿងនេះមែនទេ ការពិតណាស់ ឬមួយរឿងដែលលោកប្រាប់សាច់ញាតិជនរងគ្រោះឲ្យមកសម្លាប់ខ្ញុំឬជារឿងនេះមែនទេ បងមិនអាចគេទៅសម្រាប់អូនទេបងគ្រាន់តែប្រាប់គេថាអូនចេញពី លោ គុ ក ក ប្រាប់ ហើយ គេថាខ្ញុំចេញពីគុកតែលោកមិនប្រាប់គេថាអ្នកដែលបាក់ឡានបុកកូនស្រីគេស្លាប់គឺជាសិនស៊ូឡានទេទង្វើនេះមិនមែនបានន័យថាលោកញញឹមឲ្យគេប្រសងសឹកខ្ញុំទេមួយជីវិតនេះខ្ញុំមិនដឹងថាកម្មពីអីទេតែមកជួបមនុស្សថោកទាបដូចលោក សុនៀនមនុស្សតែងតែឡើងខ្ពស់ទឹកតែងតែហូរចុះក្រោមបងគ្រាន់តែមិនចង់លួចហត់ជាងមុន មានន័យថាលោកចង់បានស្រីអ្នកមានចិញ្ចឹមតែត្រូវបង្ខំចិត្តយកខ្ញុំទៅដកដូរមែនទេបើលោកមិនធ្វើបាបខ្ញុំលោកខ្លាចអបជើងស្រីអ្នកមានម្នាក់នោះមិនជាប់មែនទេ សុនៀនបងពិតជាធ្វើខុសចំពោះអូនមែនប៉ុន្តែបងសុំបងអូនរឿងមួយបានទេជួយតែប្រាប់ប្តីរបស់អូនឲ្យគេជប់ធ្វើបាបក្រុមហ៊ុនសិនគ្រប់ទៅរឿងរវាងពួកជើងកុំឲ្យប៉ះពាល់ដល់អ្នកដទៃ មើលទឹកមុខដ៏គួរអាណិតរបស់លោកពេលនេះចាសិនស៊ូឡានប្រហែលជាចិត្តខ្សែធនហើយមែនទេ ពេលនេះមានតែអូនទេដែលអាចជួយបងបានអ្នក ភ្ញាក់ខ្លួនឡើងខ្ញុំចង់ឲ្យលោកស្លាប់ភ្លាមៗឥឡូវនេះហើយចង់ឃើញលោកបាត់បង់គ្រប់យ៉ាងឃើញក្តីសម័យចង់ចូលគ្រួសារអ្នកមានរបស់លោករលាយបែបនេះវាធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់ ចង្រៃជូហ្វុងជិះឈិនឆ្លាញ់នេះត្រង់ណាទៅតានេះមានអីឡទៅខ្ញុំមើលមិនឃើញសោះ និយាយគ្នាចាប់លឿនម្ល៉េះ ខ្ញុំតែបានចេះគេទីបំផុតបានបញ្ចេញកំហឹងឲ្យធូរទ្រង់ហើយ បាត់ខ្ញុំវិញកុំថាឡាយជេសុំបីមុខក៏ចង់វាយដែរ ក្តីសម័យចង់ធ្វើជាកូនប្រសាអ្នកមានត្រែលាយគ្មានសាល់គួរថែមម្ដាយពីរទៀតទៅផ្សព្វ គួរតែសប្បាយចិត្តបានហើយមនុស្សប្រុសសាវ៉ាបែបហ្នឹងមិនបានសុខទេ អ្នកនាងថាកែអរគុណហើយដែលបានកំដៅខ្ញុំមក អាយ៉ាមិនអីទេតាមពិតខ្ញុំក៏ចូលចិត្តចង់ដឹងរឿងគេដែរតោះយើងត្រឡប់ទៅក្រុមហ៊ុនវិញត្រៀមសម្ពោធផលិតផលថ្មី លោកស្រីសិនបញ្ហាដែលលោកស្រីកំពុងតែជួបប្រទះនៅពេលនេះពួកជើងបានដោះស្រាយហើយ គឺហ្វុងជាឈិនឲ្យលោកមកមែនទេគេចង់កំចាត់ខ្ញុំដើម្បីសងសឹកឲ្យស៊ូនីនមែនទេ បើប្រធានខ្ញុំចង់ឲ្យលោកស្រីស្លាប់មែននោះមិនច្បាច់នៅហត់បាននឹងទេចុះហៅទៅលេខាលេខព្រមព្រៀងនេះលោកស្រីអាចចាប់ផ្ទះបាន គេចង់យកទ្រព្យសម្បត្តិខ្ញុំទាំងអស់ចង់ឲ្យខ្ញុំអស់ពីខ្លួននៅលីងឯង លោកស្រីសិននៅពេលនេះលោកស្រីគឺគ្មានចំណេះទៀតនោះទេចុះហៅទៅលេខាលើនេះទៅហើយត្រឡប់ទៅផ្ទះវិញចុះ បើខ្ញុំព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះហ្វុងយេឈិននឹងឈប់ចង់កម្មពីជាមួយខ្ញុំមែនទេ ប្រកាសណា ចាត់ទុកថាចំណាយលុយរំដោះគ្រោះចុះវាប្រសើរជាងជាប់គុក លោកប្រធានសិនស៊ីឡាបានចុះហៅទៅលេខានៅពេលនេះក្រុមហ៊ុនសិនគ្រប់គឺជារបស់ពួកជើង ឲ្យមនុស្សតាមដានគេចុះជំហានបន្ទាប់ចិត្តចាប់ផ្ដើមហើយ បាទ ជាមីង ប្រពន្ធសម្លាញ់អូនត្រូវគេពីណីមែនទេ អូនបកគលក្រុមហ៊ុនឲ្យហ្វុងជាឈិនហើយឲ្យតែគេអស់ហើយ ឲ្យតែគេអញ្ចឹងឯង ហ្វុងជាឈិនច្បាស់ជាចង់ធ្វើបាបអូនតតែបានគេចង់ឲ្យពួកយើងអស់ពីខ្លួនបើអូនមិនឲ្យក្រុមហ៊ុនតែគេមិនលែងអូនឲ្យមានសេរីភាពទេ បើអញ្ចឹងពេលនេះពួកជើងគ្មានសល់អ្វីទេមែនទេ ហើយចាជាមីងឲ្យតែនៅមានជីវិតមិនខ្វះឱកាសនោះទេ អូនអាយុ50ឆ្នាំហើយនៅមានកម្លាំងធ្វើស្អីទៀតទៅ អូនក៏មានអារម្មណ៍ថាហត់នឿយដែរសំខាន់គឺហ្វុងជាឈិនកំពុងតាមធ្វើបាបយើងគេច្បាស់មិនទុកឱកាសឲ្យយើងរួចខ្លួនឡើយ បើអញ្ចឹងពេលនេះជើងធ្វើយ៉ាងម៉េចទៅអូនអាយុច្រើនប៉ុណ្ណឹងគឺច្បាស់ជាគ្មានអ្នកណាមកជួយអូនទេអូនកុំសង្ឃឹមថាបងចេញទៅធ្វើការចិញ្ចឹមអូន ជាមីងយើងជាប្តីប្រពន្ធនឹងគ្នាជាប្តីប្រពន្ធត្រូវរួមសុខទុក្ខជាមួយគ្នាមិនអញ្ចឹង មិនមែនទេដែលបងរៀបការជាមួយអូនគឺដើម្បីចង់បានរស់ស្រួល អូនក៏ចង់ឲ្យបងរស់ស្រួលដែរតែពេលនេះត្រូវហ្វុងជាឈិនយកទ្រព្យអស់ហើយគួរតែគិតបន្តទៀតធ្វើម៉េចផ្ទះនេះទិញឈ្មោះក្រុមហ៊ុនទេបន្តិចទៀតក៏មិននៅដែរ សូម្បីផ្ទះក៏គេដកដែរ ជាមីងចុះផ្ទះបងរស់នៅពីមុន នោះជាផ្ទះជួលទេបងជប់ជួលជុំមកហើយ អញ្ចឹងគួរធ្វើម៉េចទៅអូននៅត្រូវចិញ្ចឹមចៅទៀតណា ចង្រៃពិតមែនមិនមែនទេនេះអូនពិតជាគ្មានលុយសូម្បីតែបន្តិចពិតមែន លុយក្រៅប្រទេសនៅមានខ្លះដែរតែវានៅក្រោមដៃកូនប្រុសអូនគឺច្បាស់ជាមិនឲ្យអូនទេ បងមិននៅជាមួយអូនទៀតទេបងចង់លេងជាមួយអូន អូនមិនព្រមលេងដាច់ខាតអាយុអូនប៉ុណ្ណេះទៅហើយបើលេងជាមួយបងឲ្យអូនទៅរកប្រុសគ្មានសង្ហាឯណាបានទៀតគូជាមីងទទួលយកព្រៀងវាសនាទៅពេញមួយជីវិតនេះបងត្រូវធ្វើប្តីអូនរហូត ចង់តាំងបងមែនទេ យើងជាប្តីប្រពន្ធស្របច្បាប់ឲ្យតែអូនមិនយល់ព្រមជាតិនេះកុំសង្ឃឹមថាបានលេងលះគ្នាអសោះ
វាយអូនមកវាយមកអូនមានជំងឺលើឈាមណាបើបងវាយអូនចូលពេទ្យបងគិតច្បាស់នៅថាត្រូវជាអ្នកចេញថ្លៃព្យាបាលឲ្យអូន ចង្រៃជួខ្ញុំត្រូវតែលេងលះជាមួយស្រីចាស់ម្នាក់នេះឲ្យបានបើមិនចឹងទេជីវិតចុងក្រោយខ្ញុំគឺច្បាស់ជារលាយហើយខ្ញុំសង្ហាចាស់នេះលេងលះហើយអាចរកស្រីផ្សេងបានទៀតមេធាវីខ្ញុំចង់លេងលះជាមួយប្រពន្ធតែនាងមិនព្រមលេងលះទេលោកមានវិធីណាអាចឲ្យខ្ញុំរួចខ្លួនបានដែរទេ លោកចង់លេងលះតែប្រពន្ធលោកមិនយល់ព្រមទេខ្ញុំមានយោបល់មួយប៉ុន្តែវារៀងថោកទាបបន្តិចតែវាមិនខុសច្បាប់ទេ ជប់អីទៅលោកនិយាយមកចុះថោកទាបឬអត់មិនសំខាន់ទេ បើលោកអាចបញ្ជូនប្រពន្ធលោកចូលគុកបានចាំតែ2ឆ្នាំនោះនឹងលេងលះដោយស្វ័យប្រវត្តិហើយតែបើនាងត្រូវកាត់ទោសប្រហារជីវិតវិញយើងក៏មិនចាំបាច់រងចាំដល់2ឆ្នាំដែរ មែនហើយវិធីនេះគឺល្អបំផុតឲ្យតែបញ្ជូននាងចូលគុកបានខ្ញុំប្រកាសជាមានសេរីភាព ត្រូវហើយលោកមានផុសតាំងល្មើសច្បាប់របស់នាងទេបើសិនជាមានខ្ញុំអាចបញ្ជូននាងឲ្យចូលក្នុងគុកបាន មានខ្ញុំមាន ម៉ាក់តិចទៀតមានកម្មវិធីតាំងពីពណ៌គ្រឿងអលង្ការជិតដល់ថ្ងៃកំណត់របស់ម៉ាក់ហើយចាំដល់ពេលនោះកូននឹងនាំម៉ាក់ទៅមើល អាយ៉ាឈៀងយីកូនម៉ាក់ធំដឹងក្តីហើយនៅចេះទិញកាដូឲ្យម៉ាក់ទៀត ម៉ាក់ចាំកូនចូលធ្វើការក្នុងក្រុមហ៊ុនមានសមត្ថភាពរកលុយបានកាន់តែច្រើនកូននឹងទិញកាដូឲ្យម៉ាក់ឲ្យច្រើន ល្អបើសិនកូនស្រីខ្ញុំនៅមានជីវិតតើកូននឹងដឹងក្តីនឹងឆ្លាស់បែបនេះដែរទេជាមីងដើរយឺតបន្តិចមើលអូនចាស់ហើយដើរលឿនមិនទាន់បងទេ ចាំនៅកន្លែងនេះទៅគឺបានហើយ បងតាឲ្យតា បើ ស៊ី មិនបានថៃតាស៊ីបន្តិចទៀតនឹងមានគេមកទទួលអូននៅពេលនេះអូននៅមានពេលបន្តិចបន្តួចចាត់ចែងរឿងកូនចៅស៊ូទេ គួរជាមីងបងចង់បានន័យថាម៉េច នេះរបស់បងគឺមិនទាន់ច្បាស់ទេមែនទេប៉ូលីសគឺចាប់ខ្លួនអូនហើយ បងក៏បាត់អូនមែនទេ អូនមិនព្រមលេងលះជាមួយបងអូនមិនខំឲ្យបងដើរផ្លូវទាល់ទេសិនស៊ីឡានខ្លួនអូនមានសុទ្ធតែក្លិនមនុស្សចាស់បើគ្មានលុយនោះទេកុំសង្ឃឹមថាខ្ញុំរៀបការជាមួយឥឡូវអូនអស់លុយហើយចង់មកតោងបងមែនទេទៅឲ្យឆាយទៅ យើងជាប្តីប្រពន្ធនឹងគ្នាណាមិនក៏បងធ្វើដាក់អូនបែបនេះ ហើយអ្នកណាចង់ធ្វើប្តីជាមួយនាងនោះហ៎បើដឹងចឹងយើងមិនគួរបោះបង់ស៊ូនីនមករៀបការជាមួយនាងទេ Hello លោកប៉ូលីសចាង អ្នកនាងស៊ូពួកយើងទើបតែចាប់ខ្លួនសិនស៊ូឡានបានប្តីរបស់គាត់ជាមីងគឺបានផ្ដោតផុតតាំងឲ្យពួកយើងឥឡូវគឺសារភាពខ្មោះហើយ ប៉ាត់ជាល្អណាស់មិនស្មានថាអាចរកការពិតបានលឿនយ៉ាងនេះសោះ គឺប្តីរបស់អ្នកនាងបានជួយច្រើនណាស់គេធ្វើឲ្យស៊ូឡាននឹងជាមីងខាំគ្នាដូចឆ្កែអញ្ចឹងទើបធ្វើរឿងក្តីនេះមានតម្រុយបានសម្រេច ចាលោកប្តីអរគុណបងណាស់ដែលជួយរកភាពស្អាតស្អំឲ្យអូនណា អញ្ចឹងអូនចង់អរគុណបងម៉ែតណា បែបហ្នឹងគ្រប់គ្រាន់ដែរទេ ប៉ុណ្ណឹងមិនគ្រាន់ទេ សួស្តីភ្ញៀវកិត្តិយសទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីសម្ពោធផលិតផលថ្មីពេលនេះនាងខ្ញុំមីងជូប្រធានក្រុមហ៊ុនស៊ីងឆឹងក្រុបហើយអ្នកឆក់ក្បែរខ្ញុំនេះគឺអ្នករចនាគ្រឿងអលង្ការរបស់យើងគឺកញ្ញាស៊ូនៀនបន្ទាប់មកនាងនឹងណែនាំពីផលិតផលរបស់យើងជូនអ្នកទាំងអស់គ្នា ខ្សែកមួយខ្សែនេះគឺមានកំណត់ច្នៃប្រឌិតចេញពីពន្លឺព្រះច័ន្ទនៃពាក់កណ្ដាលរដូវក្តៅសូមអ្នកទាំងអស់គ្នាមើលមកត្រង់នេះមកវាមានរាងជារង្វង់តំណាងឲ្យផ្កាយឬមួយកូនទិញខ្សែកនេះឲ្យម៉ាក់ទៅទោះជាវាថ្លៃបន្តិចមែនតែវាពិតជាស័ក្តិសមនឹងម៉ាក់ណា ក្មេងស្រីម្នាក់នេះមើលទៅដូចខ្ញុំកាលពីក្មេងណាស់ ម៉ាក់ម៉ាក់កាត់អីហ្នឹង គ្មានអីទេមិញកូននិយាយអី ឃើញម៉ាក់សម្លឹងមើលខ្សែកនោះមិនដាក់ភ្នែកតែឲ្យជាពេញចិត្តចាំកូនទិញឲ្យម៉ាក់ចា វាថ្លៃពេកហើយកូនមានលុយណាទិញវា ខ្ញុំមិនមានលុយសុទ្ធមែនប៉ុន្តែខ្ញុំអាចឈប់កាត់សិនរួចចាំបងរំលឹក កូនមានចិត្តបែបនេះម៉ាក់សប្បាយចិត្តណាស់បើមិនគ្រាន់ទេចាំម៉ាក់ជួយថែមឲ្យ ម៉ាក់មានតម៉ាក់ទេដែលស្រឡាញ់កូនជាងគេ អ្នករចនាម៉ូដថ្មីម្នាក់នេះគឺជាអ្នកណាដល់ថ្នាក់ធ្វើឲ្យក្រុមហ៊ុនស៊ីនឆឹងរៀបចំកម្មវិធីសម្ពុតផលិតផលបានយ៉ាងពិសេសបែបនេះមើលទៅស្នាដៃនេះពិតជាមិនធម្មតា មនុស្សដូចបងដឹងអីទៅខ្ញុំឃើញថាក្មេងស្រីម្នាក់នេះរចនាម៉ូដណាក៏ស្អាតដែរ បើអញ្ចឹងបងទិញឲ្យអូនទាំងអស់ចំណុចដែរ ល្អណាស់តាឲ្យតែជារបស់នាងរចនាខ្ញុំពេញចិត្តទាំងអស់ហ្នឹង នេះគឺជាខ្លឹមសារទាំងស្រុងនៃកម្មវិធីសម្ពោធគ្រឿងអលង្ការរបស់យើងថ្ងៃនេះសូមអរគុណអ្នកទាំងអស់គ្នា នាងនាងមិញមានអតិថិជនធំម្នាក់បានទិញស្នាដៃដែលឯងរចនាទាំងអស់ អ្នកណាទៅ នោះពួកគាត់មកដល់ហើយលោកប្រធានប៉ៃនេះគឺអ្នករចនាម៉ូដរបស់យើងស៊ូនៀននេះគឺលោកប្រធានប៉ៃលោកស្រីប៉ៃនិងកញ្ញាប៉ៃ សួស្តីអរគុណណាស់ដែលពេញចិត្តស្នាដៃរបស់ខ្ញុំឥឡូវនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅបន្ទប់ VIP ដើម្បីមើលផលិតផលផ្ទាល់ ល្អណាស់ សូមជើញតាមផ្លូវនេះ មើលមួយនេះទៅមក ស៊ូនីនជួយពាក់ខ្សែកនេះឲ្យម៉ាក់ខ្ញុំបន្តិចបានទេ ក្មួយស្រីស៊ូឆ្នាំនេះក្មួយអាយុប្រហែលហើយ ជំរាបលោកស្រីឆ្នាំនេះខ្ញុំអាយុ23ឆ្នាំហើយ បើកូនស្រីខ្ញុំនៅមានជីវិតឆ្នាំនេះក៏អាយុ23ឆ្នាំដែរចុះក្មួយជាអ្នកស្រុកណាដែរ
ខ្ញុំក៏មិនច្បាស់ថាខ្លួនឯងជាអ្នកស្រុកណាពិតប្រាកដដែរខ្ញុំធំដឹងក្តីនៅក្នុងមណ្ឌល ធំឡើងនៅមណ្ឌលកុមារកំព្រាចុះឪពុកម្ដាយបង្ការរបស់ក្មួយ ខ្ញុំក៏មិនដឹងដែរ អាយ៉ាប្រពន្ធសម្លាញ់គូតែប្រឡែងដៃគេសិនទៅធ្វើបែបនេះគឺគេភ័យហើយណាក្មួយសួរឲ្យខ្ញុំសុំទោសប្រពន្ធខ្ញុំប្រហែលជានឹកកូនស្រីខ្លាំងពេក ម៉ាក់គិតថាក្មេងស្រីម្នាក់នេះជាកូនស្រីដែលបាត់ខ្លួនច្រើនឆ្នាំរបស់ម៉ាក់នោះឯង ត្រូវហើយក្មួយស្រីស៊ូមានមុខមាត់ដូចម៉ាក់កាលពីក្មេងណាបងមើលទៅមែនទេ រឿងនេះណែ ម៉ាក់អ្នកទាំងពីរគ្មានចំណុចណាដូចគ្នាសុបបីបន្តិចមកពីម៉ាក់លើថានាងមកពីមណ្ឌលកុមារកំព្រាទៅបានជាគិតថាដូចមែនទេក្មេងៗនៅមណ្ឌលកុមារកំព្រាច្រើនណាស់ ក្មួយស៊ូតើក្មួយព្រមធ្វើតេស្ត DNA ជាមួយនឹងមីងទេក្មួយស៊ូតើក្មួយព្រមធ្វើតេស្ត DNA ជាមួយនឹងមីងទេ លោកស្រីខ្ញុំប្រហែលមិនមែនជាកូនលោកស្រីទេថាកែប្រាប់ថាតកូលប៉ៃជាគ្រូសាស្ត្រពីជនលំដាប់នៅទីក្រុងនេះតើខ្ញុំអាចជាកូនស្រីតកូលប៉ៃយ៉ាងម៉េចទេ ខ្ញុំបានទិញគ្រឿងអលង្ការក្មួយច្រើនណាស់គ្រាន់តែសុំធ្វើតេស្ត DNA ប៉ុណ្ណឹងមិនបានទេ អតិថិជនគឺជាស្ដេចគ្រាន់តែធ្វើតេស្ត DNA ទេព្រមតាមគាត់ចាស់ចេះអញ្ចឹងលោកស្រីចង់ឲ្យខ្ញុំធ្វើវានៅពេលណាប្រាប់ខ្ញុំមកចាស់ខ្ញុំនឹងទៅភ្លាម ប្រពន្ធសម្លាញ់បងមើលអូនទៅប្រហែលជានឹកកូនស្រីជើងខ្លាំងពេកហើយអូនថាក្មួយស្រីស៊ូនេះមុខមាត់ដូចអូនចុះបើកូនស្រីធំឡើងមុខមាត់ដូចបងវិញ ភ័យកុំនិយាយមិនសមហេតុផលបែបហ្នឹងមុខដូចបងហ៎អាយ៉ាប្រញាប់តែគិតលុយទៅ អាយ៉ា តើស៊ូនៀនជាកូនស្រីខ្ញុំឬអត់ធ្វើតេស្ត DNA ទៅគឺដឹងហើយ ថាម៉េចគ្រូសាស្ត្រតកូលប៉ៃចង់ធ្វើតេស្ត DNA ជាមួយស៊ូនីនណា ត្រូវហើយលោកស្រីប៉ៃតែស្នាដៃបងថ្លៃទាំងអស់តែម្ដងលក្ខខណ្ឌគឺសូមឲ្យបងថ្លៃធ្វើតេស្ត DNA ជាមួយនឹងគាត់បងប្រុសបងគិតថារឿងនេះមានអីមិនស្រួលទេ កុមារស្រន់ស្លោបងថ្លៃឯងពិតជាធំឡើងនៅក្នុងមណ្ឌលកុមារកំព្រាមែនបងកំពុងតែឲ្យគេតាមរកឪពុកម្ដាយបង្ការរបស់នាងបើតកូលប៉ៃសង្ស័យថានាងជាកូនដែលបាត់ខ្លួនរបស់ពួកគេអញ្ចឹងធ្វើតេស្តក៏មិនអីដែរ អញ្ចឹងក៏បានដល់ពេលនោះខ្ញុំនឹងជូនបងថ្លៃទៅដោយផ្ទាល់ មិនចាំបាច់ទេប្រពន្ធបងចាំបងជូនទៅយប់នេះកម្មវិធីជប់លៀងបងក៏ទៅចូលរួមដែរ ល្អនាង ចា៎ ខ្ញុំមានដំណឹងមួយចង់ប្រាប់ឯង ដំណឹងអីទេ ការបញ្ជាទិញរបស់ពួកយើងលក់ដាច់ខ្លាំងណាស់ ខ្ញុំដឹងហើយថាច្បាស់ជាធ្វើបាន ហេតុអីក៏ប្រែយ៉ាង មិន នេះ ជាបាយរឹកអញ្ចឹងទុកខ្ញុំដូចជាសមាជិកគ្រួសារនេះ មកញ៉ាំតែគុជឲ្យសម្រាប់តិចទៅណា ចាអរគុណតកែ អរគុណអីទៅមិនប្រកាសទេនាងអាចជាកូនស្រីតកូលប៉ៃផងក៏មិនដឹងឯងដឹងទេថានឹងមានន័យយ៉ាងម៉េច បានន័យថាម៉េចទេ នៅក្នុងទីក្រុងចាន់ឆឹងនេះក្រៅពីមហាសេដ្ឋីលំដាប់លេខ1តកូលហ្វុងមានតែតកូលប៉ៃនឹងហើយបើឯងពិតជាកូនស្រីតកូលប៉ៃមែនឯងនឹងប្តីឯងពិតជាសមគ្នាខ្លាំងណាស់ បើខ្ញុំពិតជាកូនស្រីតកូលប៉ៃមែននោះក៏ល្អដែរតែខ្ញុំប្រហែលជាគ្មានវាសនាដល់ថ្នាក់នឹងទេ យ៉ាងណាក៏ដោយទោះឯងមិនមែនកូនស្រីអ្នកមានក៏មិនអីដែរឯងពូកែយ៉ាងនេះមិនបាច់ពឹងអ្នកណាក៏ឯងអាចធ្វើឲ្យខ្លួនឯងលេចធ្លោបានដែរ ខ្ញុំក៏គិតថាគួរតែពឹងលើសមត្ថភាពខ្លួនឯងដែរ ជប់នេះមានកម្មវិធីជប់លៀងតើឯងចង់បបួលប្តីឯងមកចូលរួមដែរទេ គាត់ជាមនុស្សដែលមានគេស្គាល់ច្រើនបើគាត់មកចូលរួមគ្រប់គ្នាច្បាស់ជាចំណាំគាត់បានហើយពេលនោះគ្រប់គ្នានឹងដឹងពីទំនាក់ទំនងរបស់ខ្ញុំ អញ្ចឹងក៏បានអញទូរស័ព្ទទៅគាត់ទៅថាថ្ងៃនេះអញទទួលអាចណាមិនអាចឲ្យទៅផ្ទះមុនបានទេ ចាំខ្ញុំទូរស័ព្ទទៅប្រាប់គាត់ អាឡូប្រពន្ធសម្លាញ់ លោកប្តីអូនប្រាប់បងណាគ្រឿងអលង្ការដែលអូនរចនាគឺលក់ដាច់ខ្លាំង អបអរសាទរផងអូនប្រកាសជាហត់នឿយហើយ អើត្រូវហើយតែកែអូនរៀបចំពិធីជប់លៀងអបអរឲ្យអូនថ្ងៃទីអូនប្រហែលជាទៅផ្ទះយឺតបន្តិចហើយណា ល្អណាស់យប់នេះបងមានកម្មវិធីត្រូវចូលរួមដែរ កម្មវិធីអីទេ កម្មវិធីដ៏សំខាន់មួយ អញ្ចឹងបងកុំញ៉ាំស្រាច្រើនពេកណាព្រោះសុខភាពបងទៅតែជាសះស្បើយទេ អូនកុំបារម្ភអីបងដឹងខ្លួនឯងច្បាស់ណាស់ ចា បាយបាយ អរគុណទាំងអស់គ្នាដែលបានចូលរួមកម្មវិធីជប់លៀងយប់នេះកម្មវិធីសម្ពោធថ្ងៃនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះតែថ្ងៃក្រោយពួកយើងនឹងមានស្នាដៃកាន់តែអស្ចារ្យជាងនេះទៀតតោះពួកយើងលើកកែឡើង ចូលការចូលការសូមជើញ នោះជាក្រុមហ៊ុនស៊ីនឆឹងឈ្មោះមីងជូមែនទេ ត្រូវហើយគាត់ទៅតែណែនាំខ្លួនថាឈ្មោះមីងជូនៅក្នុងចាំងឆឹងមានគ្រួសារអភិជនតកូលមីងដែរ មិនច្បាស់ទេតែតកូលមីងគឺដូចជាម្ដាយលើទេតែខ្ញុំនឹងថាគឺមានកូនស្រីអភិជនម្នាក់ឈ្មោះថាមីងជូប៉ុន្តែតកូលនេះគឺហ្វុង ហ្វុងមីងជូ មែនហើយកូនស្រីបង្កើតរបស់ហ្វុងជាឈិនគឺហ្វុងមីងជូរៀននៅបរទេសមករហូតអញ្ចឹងទើបបានជាមិនសូវស្គាល់នាង នាងមានមុខមាត់ស្តៀងនឹងហ្វុងយេឈិនដែរ ឬមួយនឹងជាប្អូនស្រីបង្កើតរបស់លោកហ្វុងជាឈិនមែនទេ ពួកគេកំពុងសាក់សៀវគ្នារឿងអី ពួក ហ្នឹង គេនិយាយថាហ្វុងយេឈិននឹងមានប្អូនស្រីម្នាក់ដែលមានឈ្មោះថាហ្វុងមីងជូពួកគេថាហ្វុងមីងជូនឹងឯង ថាម៉េចអ្នកនាងថាកែអ្នកនាងជាប្អូនស្រីបង្កើតរបស់យេឈិនមែនទេថាម៉េចអ្នកនាងថាកែអ្នកនាងគឺជាប្អូនស្រីបង្កើតរបស់យេឈិនមែនទេ ទេមិនមែនទេបងថ្លៃមិនមែនទេ បងថ្លៃ អីហ៎ បងថ្លៃអ្នកនាងហៅខ្ញុំថាបងថ្លៃ មីងជូពិតជាប្អូនស្រីបងមែន អ
ចុះដែលគាត់ថាយប់នេះមានកម្មវិធីសំខាន់កុំប្រាប់ណាថាកម្មវិធីសំខាន់នោះ សួស្តីលោក សួស្តី ធាន លោក សួស្តីលោកប្រធាន ប្រពន្ធសម្លាញ់ ប្រហើយមិនស្មានថាអ្នករចនាម៉ូដម្នាក់នេះគឺជាប្រពន្ធរបស់លោកហ្វុង ផងជាឆិនបើកក្រុមហ៊ុនឲ្យប្អូនស្រីដើម្បីឲ្យប្រពន្ធធ្វើការនៅក្នុងក្រុមហ៊ុនប្អូនស្រីធ្វើបែបនេះកុំឲ្យប្រពន្ធហត់នឿយនឹងសង្គមខាងក្រៅហួយពិតជារំភើបខ្លាំងណាស់ណោះបងថ្លៃស្ដាប់ខ្ញុំបញ្យល់សិនខ្ញុំជាអ្នកសុំលុយបងប្រុសដែលសារខ្ញុំចង់បើកក្រុមហ៊ុនពេកទើបបងប្រុសបង្ខំចិត្តឲ្យលុយខ្ញុំបង្កើតក្រុមហ៊ុននេះ ត្រូវហើយ ចុះរឿងដែលនាងរើខ្ញុំចូលធ្វើការវិញ បងប្រុសបានបង្ហាញស្នាដៃរចនាបងឲ្យខ្ញុំមើលខ្ញុំពិតជាយល់ថាបងពូកែមែនទើបខ្ញុំសម្រេចចិត្តរើបងចូលធ្វើការនឹងណា ចុះរឿងដែលគ្រឿងអលង្ការថ្មីលក់ដាច់ខ្លាំងយប់នេះកុំប្រាប់ណាថាបងចូលគេឲ្យទៅទិញវា អត់ទេអត់ទេអត់ទេ មិនមែនបងប្រុសខ្ញុំអ្នកធ្វើទេការទិញទាំងអស់មានបញ្ជីត្រឹមត្រូវវាសុទ្ធតែមកពីការខិតខំរបស់បងនិងសមត្ថភាពល្អរបស់បងទើបលក់ដាច់ខ្សែខ្ញុំដកបញ្ជីឲ្យបងមើលក៏បាន អញ្ចឹងល្អហើយកុំចំណាយលុយឥតប្រយោជន៍ដើម្បីខ្ញុំអីណាខ្ញុំដឹងថាអ្នកទាំងពីរបារម្ភខ្លាចខ្ញុំចេញមកធ្វើការត្រូវគេធ្វើបាបតែខ្ញុំមិនអីទេស្មារតីខ្ញុំគឺរឹងមាំល្អខ្លាំងណាស់ ស៊ូនីនអូនត្រូវជឿជាក់លើបងមិនជ្រៀតជ្រែកការងាររបស់អូនទេភាពជោគជ័យរបស់អូនថ្ងៃនេះកើតមកពីការខិតខំរបស់អូន ត្រូវឲ្យបងថ្លៃតាមពិតបងពូកែស្រាប់ទៅហើយទោះបងមិនមែនកូនស្រីតកូលប៉ាយក៏ដោយក៏បងនៅតែស័ក្តិសមនឹងបងប្រុសខ្ញុំដែរ មិនស្មានថាបងថ្លៃមានចរិតល្អបែបនេះសោះគ្មានរកពីជាកូនអ្នកមានទេទោះជាពួកគេលួចបោកខ្ញុំបន្តិចមែនតែខ្ញុំមិនខឹងបន្តិចណាទេប៉ុន្តែចាត់ថ្ងៃក្រោយឲ្យខ្ញុំហៅអ្នកនាងថាម៉េច មីងជូឥឡូវគ្រប់គ្នាដឹងថាបងជាបងថ្លៃខ្ញុំអស់ហើយកុំហៅខ្ញុំថាកែទៀតអី មីងជូ ខ្ញុំលើបងប្រាប់ថាបន្ទាប់ពីចាប់កម្មវិធីសម្ពោធនេះអ្នកទាំងពីរត្រៀមរៀបការហើយមែនទេអញ្ចឹងសម្រាប់ឲ្យស្រួលចុះត្រៀមធ្វើកូនកំបងទេ ប្រពន្ធសម្លាញ់បងដឹងថាអូនមិនខឹងនឹងបងទេ បើថ្ងៃក្រោយបងហ៊ានបោកអូនទៀតអូននឹងគិតបញ្ជីទាំងចាស់ទាំងថ្មីជាមួយបងមិនខានទេ នៅគ្មានលើក្រោយទៀតទេពីថ្ងៃនេះតទៅអូននឹងបានដឹងរឿងគ្រប់យ៉ាងពីបង ប្រហើយមិនស្មានថាប្រធានហ្វុងដល់ចាប់បាយជាខ្លាចប្រពន្ធសោះតើប្រពន្ធគាត់ជានរណាទៅ មិនដឹងដែរប្រហែលមកពីគ្រូសាធម្មតាទេដឹងបើមិនអញ្ចឹងទេមិនក៏ចាប់ផ្ដើមពីអ្នករចនាម៉ូដបែប តែ នេះ បើមានក្នុងម៉ាយជឿលោកហ្វុងបែបនេះនៅថ្ងៃខាងមុខគឺច្បាស់ជាខ្លាចទៅជាអ្នករចនាម៉ូដដល់ល្បីឈ្មោះមិនខានទេហើយចុះគ្រឿងអលង្ការថ្មីរបស់នាងគឺអាចទិញបានឯណាទៅខ្ញុំត្រូវតែទិញខ្លះទៀតបាន ថ្ងៃនេះគ្រឿងអលង្ការឈុត fancy ដែលខ្ញុំរចនាគឺបានដាក់លក់ហើយអរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រ មិនមែននាងមកចេះសោះទេហ៎មិនក៏ស្រាប់តែរចនាគ្រឿងអលង្ការទៅវិញ បងមើលចុះនេះគឺរូបថតអូនកាលពីនៅក្មេងក្មួយស្រីស៊ូម្នាក់នោះមុខមាត់ដោយអូនពីក្មេងបេះបិទតែម្ដងអូនថាមិនបាច់ធ្វើតេស្ត DNA ទេនាងពិតជាកូនស្រីយើងមិនខាន ពិតជាដូចមុខមែនប៉ុន្តែធ្វើតែ DNA គឺត្រូវតែចាំបាច់អូនក៏បានដឹងដែរថាប្រហែលឆ្នាំមកនេះមានមនុស្សច្រើនអ្នកណាស់ដែលបន្លំធ្វើជាកូនស្រីយើងចុះបើក្មួយស្រីស៊ូម្នាក់នេះគ្រាន់តែមុខមាត់ដូចអូនកាលពីនៅក្មេងចាច់ដុននោះ បងនិយាយត្រូវពួកយើងគួរប្រយ័ត្នបន្តិចទើបល្អចាំលទ្ធផលតេស្តចេញមកសិនចាំពួកយើងត្រេកអរកំទាន់ហួសពេលដែរ តែមើលទៅអូនប្រកាសចិត្តណាស់ថាក្មួយស្រីស៊ូគឺជាគុណបង្កើតអូន អូនមិនដែលដឹងញៀនខ្លាំងបែបនេះពីមុនមកទេចរិតដ៏សុភាពរាបសារកាយភ្នែកថ្លាឆ្វេងនិងពន្លឺនៃភាពជឿជាក់របស់នាងគឺដោយអូនកាលពីក្មេងបេះបិទតែម្ដង មិនហើយកាន់តែនិយាយគឺកាន់តែជួលថាដូច មែនទេអញ្ចឹងស្អែកអូននឹងនាំនេះទៅធ្វើតេស្តហើយ ដបើសិនក្មួយស្រីស៊ូពិតជាកូនយើងពិតមែននោះយើងទទួលនាងមកផ្ទះវិញ ត្រូវតែបែបនេះហើយកូនស្រីយើងត្រូវរងទុក្ខនៅខាងក្រៅច្រើនឆ្នាំពួកយើងត្រូវប៉ះប៉ៅនាងឲ្យបានទ្វេដង ហើយចុះឈិញជីវិញនោះអូនគិតបែបណា ហើយចាបងកាន់តែចាស់កាន់តែចិត្តទុនហើយឈិងជីគ្រាន់តែជាកូនដែលយើងយកមកចិញ្ចឹមតាបើក្មួយស្រីស៊ូពិតជាកូនបង្កើតជាងមែនអូនច្បាស់ជាស្រឡាញ់កូនបង្កើតជាងហើយទោះចិញ្ចឹមនាងមក20ឆ្នាំក៏ដោយនាងមិនអាចស្មើនឹងសាច់ឈាមបង្កើតបានទៅ គ្រាន់តែជាអ្នករចនាម៉ូដតូចតាចម្នាក់បើហ៊ានមកដណ្ដើមទ្រព្យសម្បត្តិតកូលប៉ៃជាមួយខ្ញុំនឹងមិនលើកលែងឲ្យនាងដាច់ខាត នោះជាប្រធានក្រុមហ៊ុនហ្វុងស៊ឺលោកហ្វុងជាជនមែនទេ មិនក៏គាត់មកជាមួយស៊ូនៀនអញ្ចឹងឬមួយពួកគេស្គាល់គ្នា មើលចុះពួកគេទាំងពីរកាន់ដៃគ្នាជាប់ណាប្រហែលមានរឿងអីលាក់បាំងហើយ លោកប្រធានប៉ៃលោកស្រីប៉ៃកញ្ញាប៉ៃសួស្ដីប្តីរបស់ខ្ញុំគាត់បារម្ភខ្លាចខ្ញុំមកម្នាក់ឯងទើបគាត់មកកំដៅខ្ញុំដែរទេ ប្តី ត្រូវហើយខ្ញុំជាស្វាមីរបស់ស៊ូនីនពួកយើងធ្លាប់ជួបគ្នាពីមុនមែនទេ ខ្ញុំស្គាល់លោកច្បាស់ណាស់គ្រាន់តែមានអារម្មណ៍ថាភ្ញាក់ផ្អើលបន្តិចមិនស្មានថាជាប្តីរបស់ក្មួយស៊ូ ខ្ញុំនិងស៊ូនីនគឺជាប្តីប្រពន្ធស្របច្បាប់មានសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវពួកយើងក៏ជ្រាបការឲ្យដែរបើលោកប្រធានប៉ៃមានចំណាប់អារម្មណ៍អញ្ជើញទៅមង្គលការរបស់យើងផង ល្អណាស់មិនស្មានថាស៊ូនៀនមានវាសនាខ្ពស់បានប្តីល្អបែបនេះតោះយើងទៅធ្វើតេស្តទៅបើក្មួយពិតជាកូនស្រីពួកយើងមែនដល់ពេលនោះមិនគ្រាន់តែពិសាការទេគឺរៀបចំមង្គលការឲ្យកូនស្រីតែម្ដង តោះទៅ ត
bà niên chiaប្រពន្ធរបស់ហ្វុងយេឈិនមែនតែខ្ញុំយកអីទៅប្រកួតប្រជែងជាមួយនាងទេបើថ្ងៃក្រោយនាងមិនចូលចិត្តខ្ញុំនាងច្បាស់ជាដេញខ្ញុំចេញពីតកូបៃមិនបានទេខ្ញុំមិនអាចអង្គុយចាំស្លាប់បានទេ ក្មួយស៊ូនេះគឺឈិងយីកូនកំព្រាដែលពួកយើងយកមកចិញ្ចឹមពួកយើងយកនាងមកចិញ្ចឹមក៏ព្រោះសង្ឃឹមថាកូនស្រីរបស់ពួកយើងត្រូវបានអ្នកមានចិត្តបន់មើលថែដូចគ្នា មើលទៅនាងដូចជាមានចិត្តស្អប់មកលើខ្ញុំណាបើខ្ញុំពិតជាកូនស្រីដែលបាត់ខ្លួនជាច្រើនឆ្នាំមែនរឿងនេះច្បាស់ជាដូចក្នុងរឿងភាគអញ្ចឹងដែលកូនបង្កើតនិងកូនចិញ្ចឹមត្រូវដណ្ដើមគ្នា លោកប្រធានប៉ៃបើលទ្ធផល DNA ចេញមកថានាងជាកូនស្រីរបស់លោកតើលោកមានកម្រងធ្វើបែបណា បើនាងជាកូនស្រីខ្ញុំពិតមែននោះពួកយើងចង់ទទួលគេទៅផ្ទះជាមួយពួកយើងមួយរយៈសិន ត្រូវហើយពួកយើងជំពាក់នាងច្រើនណាស់ចង់ប៉ះប៉ូវសងនាងឲ្យល្អបំផុ ប៉ុ ត ន្តែអ្នកទាំងពីរមានកូនស្រីម្នាក់ទៀតហើយនាងនៅក្បែរខ្ញុំគឺជាពនាងបើសិនជាត្រឡប់មកនៅក្បែរអ្នកទាំងពីរតើអាចធានាបានទេថានាងនឹងខ្លាចជាអ្នកម្នាងតែម្នាក់គត់ ឥឡូវលទ្ធផលតែមិនទាន់បានចេញមកដល់ឡើយទេនិយាយរឿងនេះគឺមិនលឿនពេកទេ បងមិនស្គាល់ពួកគាត់ច្បាស់ទេនិយាយបែបនេះមិនអីទេ តែបងនិយាយត្រង់ពេកហើយ អូនមិនឃើញទេថាម្នាក់នោះមានបំណងមិនល្អចំពោះអូនទេ យេឈិននិយាយត្រូវនៅគ្រូសាហ្វុងអញមិនបាច់មើលមុខអ្នកណាឡើយមិនរងសម្ពាធពីអ្នកណាទេបើមកផ្ទះនេះហើយអញមិនមែនជាពនាងតែម្នាក់ទេអញចាំបាច់ត្រឡប់មកវិញធ្វើអី បើអញ្ចឹងណែ អញ្ចឹងឈិងយីយ៉ាបើនាងពិតជាកូនស្រីបង្កើតពួកយើងមែនកូនត្រូវរើចេញពីផ្ទះនេះទៅ ម៉ាក់ប៉ាម៉ាក់ដេញកូនចាញ់មែនទេ មិនមែនទេពួកយើងនឹងទិញផ្ទះមួយទៀតឲ្យកូនឥឡូវកូនធំហើយដល់ពេលរៀនរស់នៅខ្លួនឯងហើយក ូនមិនចង់បែកចេញពីអ្នកទាំងពីរទេ តើនាងមិនចង់បែកពីឪពុកម្ដាយចិញ្ចឹមឬមួយក៏នាងមិនចង់បាត់បង់ទ្រព្យសម្បត្តិរបស់តកូលប៉ៃឲ្យប្រកប លោកប្រធានហ្វុងមិនក៏លោកនិយាយមកកាន់ខ្ញុំបែបនេះខ្ញុំនៅជាមួយប៉ាម៉ាក់ខ្ញុំជា20ឆ្នាំមកហើយទោះបីខ្ញុំមិនមែនជាកូនបង្កើតតែខ្ញុំពិតជាស្រឡាញ់គាត់ណាស់ បើនាងពិតជាស្រឡាញ់គាត់មែនមិនក៏នាងមិនយល់ពីចិត្តរបស់ពួកគាត់បែបនេះ ខ្ញុំច្បាស់ជាយល់ហើយ បានអញ្ចឹងនាងហ៊ានស្បត់ទេបើនាងពិតជាកូនស្រីបង្កើតរបស់ពួកគាត់នាងនឹងមិនប៉ះពាល់លើទ្រព្យសម្បត្តិតកូលប៉ៃហ៊ានទេយ៉ាងម៉េចដែរមិនក៏មិនឆ្លើយក្រែងនាងទើបតែនិយាយមិញទេថានាងស្រឡាញ់ពួកគាត់ខ្លាំងណាស់ឥឡូវនេះប៉ាម៉ាក់ចិញ្ចឹមរបស់នាងកំពុងតែតាមរកកូនស្រីបង្កើតដែលពួកគាត់បានជំពាក់នាងជាង20ឆ្នាំទៅហើយពួកគាត់ចង់យកទ្រព្យសម្បត្តិទាំងអស់ឲ្យកូនបង្កើតវិញបើមិនអញ្ចឹងទេនាងត្រឡប់មកវិញធ្វើអីទៅ ហ្វុងយេឈិននិយាយមកគឺច្បាស់ជាចង់បានទ្រព្យសម្បត្តិតកូលប៉ៃប៉ាម៉ាក់អ្នកទាំងពីរពិតជាគិតបែបនេះមែនទេបើស៊ូនាងពិតជាកូនស្រីបង្កើតរបស់ប៉ាម៉ាក់នាងក៏ជាបងស្រីរបស់កូនដែរបងស្រីរៀបការចេញទៅហើយបើប៉ាម៉ាក់ប្រកួតទ្រព្យសម្បត្តិទាំងអស់ទៅឲ្យនាងវាមិនស្មើនឹងប្រកួតទ្រព្យសម្បត្តិតកូលប៉ៃទៅឲ្យតកូលហ្វុងទេ នេះពិតជាប្រការនិយាយមែនចុះថ្ងៃក្រោយនេះមិនរៀបការទេ ខ្ញុំមិនរៀបការទេខ្ញុំនៅក្នុងតកូលប៉ៃនេះមើលថែប៉ាម៉ាក់អស់មួយជីវិត មិនមែនជាកូនបង្ការរបស់គាត់តែចង់នៅក្បែរពួកគាត់ដើម្បីជជែកឈាមពួកគាត់អស់មួយជីវិតបើនាងពិតជាកូនស្រីរបស់គាត់មែនខ្ញុំដាច់ខាត់មិនឲ្យនាងត្រឡប់ទៅក្បែរពួកគាត់វិញទេ លោកហេតុអីក៏លោកចាំមិនដេញខ្ញុំចេញពីផ្ទះខ្ញុំមិនបានធ្វើរឿងអាក្រក់អីបន្តិចសោះ នេះពិតជាមិនទាន់ធ្វើរឿងអាក្រក់មែនប៉ុន្តែបំណងអាក្រក់របស់នាងវាបានបង្ហាញនៅលើមុខរបស់នាងអស់ហើយខ្ញុំគឺហ្វុងយេឈិនរស់ស៊ីច្រើនឆ្នាំមកនេះនាងគិតថាខ្ញុំមិនដល់ឲ្យនាងមកធ្វើបានប្រពន្ធខ្ញុំអញ្ចឹងហ៎ខ្ញុំហ្វុងយេឈិនរស់ស៊ីច្រើនឆ្នាំហើយនាងគិតថាខ្ញុំមិនដល់ឲ្យនាងមកធ្វើបានប្រពន្ធខ្ញុំអញ្ចឹងហ៎ ដើមឡើយគិតថាមានរឿងកូនពិតកូនខ្លាញ់ខ្លាយមែនតែនហើយមិនស្មានថាត្រូវប្តីខ្ញុំដោះស្រាយងាយបែបនេះសោះពិតជាខ្ យេ លាំង ឈិន មែន ក្មួយកុំបារម្ភអីពួកយើងច្បាស់ជាការពារកូនស្រីពួកយើងហើយរឿងនេះមិនបាច់សង្ស័យឡើយបើលទ្ធផលតេស្តចេញមកនាងជាកូនស្រីពួកយើងមែនទ្រព្យសម្បត្តិទាំងអស់របស់តកូលប៉ៃនឹងខ្លាចជារបស់នេះ នាងលឺហើយឬនៅនាងគ្មានជាប់សាច់ឈាមជាមួយតកូលប៉ៃទេតកូលប៉ៃចិញ្ចឹមនាង20ឆ្នាំហើយទិញផ្ទះនាងទៀតគឺមានមេត្តាចំពោះនាងហើយកុំចង់បានរបស់ដែលមិនមែនជារបស់ខ្លួនឯងមិនអញ្ចឹងទេនាងនឹងបាត់បង់អ្វីៗទាំងអស់ ខ្ញុំមិនអាចគិតចង់បានទ្រព្យសម្បត្តិតកូលប៉ៃទេខ្ញុំគ្រាន់តែមិនចង់បែកពីប៉ាម៉ាក់តែប៉ុណ្ណោះ នាងចង់ឬមិនចង់វាមិនសំខាន់ទេព្រោះនាងគ្រាន់តែជាអ្នកក្រៅតែប៉ុណ្ណោះ ញ៉ាំកាហ្វេសិនទេ បងកំពុងតែស្រេកទឹកល្មម លោកស្រីប៉ៃលទ្ធផលតេស្ត DNA របស់លោកស្រីចេញមកហើយ ប្រពន្ធសម្លាញ់កំភៃអីមិនថាអូនជាកូនបង្ការរបស់តកូលប៉ៃឬអត់ទេអូននៅតែជាប្រពន្ធបងរឿងនេះមិនមានការផ្លាស់ប្ដូរទេ នាងពិតជាកូនស្រីខ្ញុំមែនម៉ាក់ដឹងហើយថាអញពិតជាកូនស្រីម៉ាក់មែនមុខមាត់ឯងដូចម៉ាក់កាលពីក្មេងបេះបិទម៉ាក់ដាច់ខាតមិនចំណាំខុសឡើយនាងកូនស្រីដ៏កំសត់របស់ម៉ាក់ ខ្ញុំមិនដែលនឹកស្មានដល់សោះថាខ្ញុំគឺជាកូនស្រីដែលបាត់ខ្លួនជាច្រើនឆ្នាំរបស់តកូលប៉ៃតកូលប៉ៃគឺជាអ្នកមានលំដាប់កំពូលមួយនៅក្នុងក្រុមចាំងឆាំងហើយគ្រួសារនេះមានកូនស្រីបង្កើតតែម្នាក់គត់គឺខ្ញុំបើកាលពីក្មេងខ្ញុំមិនបានបាត់ខ្លួនទេនោះ
ប៉ាម៉ាក់ក៏មិនយកកូនចិនមកដែរ នាងទីនេះជាផ្ទះកូនហើយមុននឹងរៀបការជាមួយយាយឈិនកូនមកនៅផ្ទះយើងសិនទៅណា ចុះកូនចិញ្ចឹមរបស់អ្នកទាំងពីរពេលណាទៅរើចេញ លោកស្រីអេវ៉ាន់នាងឈីងយីរៀបចំរួចរាល់អស់ហើយល្អយកកូនសោឲ្យឈីងយីទៅ ជិញជីប៉ានឹងឲ្យអ្នកបើកឡានជូនកូនទៅផ្ទះថ្មីឥឡូវនេះកូនកុំបន្ទោសពួកជើងថាគ្មានបេះដូងពួកជើងចិញ្ចឹមកូនរហូតដល់ធំថែមទាំងផ្ដល់កន្លែងស្នាក់នៅដល់សុខសាន្តឲ្យកូនទៀតពួកជើងបានធ្វើរឿងដែលល្អបំផុតហើយចាប់ពីពេលនេះតទៅពួកជើងត្រូវមើលថែនឹងប៉ះពើឲ្យកូនស្រីបង្កើតពួកជើងវិញ ពួកយើងធ្វើបែបនេះដូចជាហួសហេតុពេកទេដឹងនាងគ្រាន់តែមានចរិតមិនសូវល្អដាក់អូនតែនាងមិនបានធ្វើរឿងអាក្រក់អីទេ ការដែលនាងមានចរិតមិនល្អចំពោះអូនមានន័យថាចរិតរបស់ម្នាក់នេះមានបញ្ហានាងរស់នៅក្នុងគ្រួសារបាយហឺហា20ឆ្នាំហើយតែបែរជាមិនដឹងគុណនៅហ៊ានប្រហើនដាក់អូនទៀតមនុស្សបែបនេះទោះជាអូនល្អប៉ុណ្ណាក៏គេមិនដឹង មក គុណ ពី ដែ ពួក រ យើងមិនបានអប់រំឈីងយីឲ្យល្អ មិនមែនជាកំហុសរបស់អ្នកទាំងពីរទេមនុស្សខ្លះកើតមកគឺបែបនឹងស្រាប់ និយាយឈិនក្មួយនឹងជួយត្រូវណាស់ចាប់ពីពេលនេះតទៅពួកជើងនឹងដាក់ចិត្តដាក់កាយទាំងអស់មើលថែនាងតែម្នាក់គត់ពួកជើងមិនជួយឈិញជីទៀតឡើយ ថែមទៀត ស៊ូនាងស្រីថោកទាបហេតុអីក៏មានសំណាងម្លេះមិនត្រឹមតែអាចរកប្តីអ្នកមានដូចជាហ្វុងយិឈិនទេថែមទាំងអាចរកគ្រួសារបាយឃើញទៀតហើយត្រូវគ្រួសារបាយទទួលស្គាល់ ថាម៉េចស៊ូនៀនប្រពន្ធហ្វុងយេឈិនមែនទេ មែនហើយ ខ្ញុំគឺជាសង្សារចាររបស់ស៊ូនៀនគឺជាស្រីថោកទាបម្នាក់នឹងគ្រាន់តែតតងលោកហ្វុងបានព្រាមក៏ទាត់ក្បាលខ្ញុំចោលភ្លាម រឿងដែលលោកនិយាយជាការពិតដែរទេ ស៊ូនៀនស្រីម្នាក់នឹងខ្ញុំស្អប់នាងណាស់ លោកស្អប់នាងក៏គ្មានប្រយោជន៍អីដែរពេលនេះនាងមិនត្រឹមតែមានហ្វុងយិឈិនជាបង្អែកតែនាងក៏មានគ្រួសារតកូប៉ៃចាំការពី គ្រួសារតកូប៉ៃមែនឯទេ ត្រូវហើយខ្ញុំប៉ៃឈិងយីជាកូនស្រីតកូប៉ៃខ្ញុំធ្លាប់លួងលោមពួកគាត់យ៉ាងល្អចិត្តបានចូលធ្វើការក្នុងក្រុមហ៊ុនប៉ៃទៅហើយតែចៃដន្យអីស៊ូនៀនបែកចរិចមុខ ស៊ូនៀននាងត្រូវជាអ្វីនឹងតកូប៉ៃទៅ ត្រូវហើយស៊ូនៀនទៅជាកូនស្រីបង្កើតរបស់ពួកគាត់ចំណែកខ្ញុំគ្រាន់តែជាកូនចិញ្ចឹមពេលស៊ូនៀនត្រឡប់មកវិញពួកគាត់ក៏ដេញក្បាលខ្ញុំ ច ចា ង្រៃជោស៊ូនៀនជាកូនស្រីមហាសេដ្ឋីតកូប៉ៃជាគូសារអភិជនដ៏មានអំណាចបំផុត លោកក៏ស្មានមកដល់ដែរមែនទេនាងពិតជាមានសំណាងណាស់ដែលអាចត្រឡប់ទៅគ្រួសារអភិជនវិញបានហេតុអីក៏នាងមិនស្លាប់នៅខាងក្រៅបាត់ទៅ ចង្រៃជោស៊ូនៀនមិនក៏លាក់ប្រវត្តិចិត្តខ្លាំងម្ល៉េះកាលពីមុនខ្ញុំបាយជើរើជោគស្រីចាស់បោះបង់នាងចោលខ្ញុំឈួតហើយ ប្រសិនបើស៊ូនៀនស្លាប់បាត់ទៅប្រហែលជាល្អលោកប្តីបងត្រឡប់ទៅមុនចាស់ចាំពួកយើងរៀបការហើយចាំអូនត្រឡប់ទៅជាមួយបង នាងបងមិនដាច់ចិត្តបែកពីអូនទេតែតម្រាំអូនរកឃើញគ្រួសារមិនជារឿងងាយស្រួលទេពួកគាត់ក៏ស្រឡាញ់អូនដែរអូននៅទីនេះក៏សាងភាពស្និទ្ធស្នាលជាមួយពួកគាត់ចុះអស់ត្រូវហើយប៉ាអូនប្រាប់បងថាគាត់ចង់ប្រគល់ក្រុមហ៊ុនប៉ៃស៊ីឲ្យអូនគ្រប់គ្រងដើម្បីការពារកុំឲ្យប៉ៃឈីងបង្កបញ្ហាបែបនេះអូនអាចរៀបចំគម្រោងការងារសម្រាប់ថ្ងៃអនាគតបានហើយ អូននឹងពិចារណាបានល្អ ត្រូវចាំទុកមិនថាអូនសម្រេចចិត្តបែបណាទេបងនៅក្បែរអូនជានិច្ច ចា៎ អញ្ចឹងបងទៅសិនហើយ ប៉ាម៉ាក់ហេតុអីក៏អ្នកទាំងពីរមកលួចមើលបែបនេះ ពួកយើងគ្រាន់តែបារម្ភខ្លាចគេធ្វើមិនល្អដាក់កូន មើលមកឯងចុះគឺចូលចិត្តបារម្ភព្រីផ្ដាស់ណាស់បើហ្វុងយេឈិនធ្វើមិនល្អដាក់កូននោះគឺមិនរៀបការជាមួយកូនឡើយមើលចុះតាណាគេក៏ខ្ពង់ខ្ពស់ដែរស្រីណាដែលថាមិនចង់រៀបការជាមួយគេនោះមានច្រើនរាប់មិនអស់ គេរៀបការជាមួយកូនតាំងពីកូនមិនទាន់មានអ្វីទាំងអស់ហើយគេតែងតែផ្ដោតតម្លៃឲ្យកូនជានិច្ចប៉ាម៉ាក់មិនបាច់បារម្ភទេណា ឃើញពួកកូនស្រឡាញ់គ្នាបែបនេះប៉ាក៏សប្បាយចិត្តដែរប៉ុន្តែប៉ានៅសង្ឃឹមថាកូនអាចបន្តវិញក្រុមហ៊ុនគ្រួសាររួចរៀបការជាមួយនឹងឈិនជាតិតាមក្រោយធ្វើបែបនេះទើបគ្មាននរណាគេនឹងជឿដើមកូន ប៉ាកូនខ្លាចអត់មានសមត្ថភាពដើម្បីគ្រប់គ្រងក្រុមហ៊ុនឲ្យបានល្អណាស់ អាយ៉ាមែនហើយនាងទៅព្រៀនចប់ឲ្យតែគ្រប់គ្រងក្រុមហ៊ុនភ្លាមចង់ឲ្យកូនហត់ស្លាប់មែនទេបងនេះនៅរឹងមាំតាបងជួយគ្រប់គ្រងចំនួនកូនសិនទៅរឿងសំខាន់ឥឡូវនេះគឺត្រូវរៀបចំពិធីជប់លៀងទទួលស្គាល់កូនដើម្បីប្រកាសប្រាប់គ្រប់គ្នាពីឋានៈពិតរបស់នាងសិនចាំមើលអ្នកណាហ៊ានមើលងាយកូនយើង
យ៉ាណែឲ្យតាសុំតិចមកតាសុំញ៉ាំតិចមកណាតាតិចទី បងប្រុសហេតុអីត្រឡប់មកវិញ នេះទៅនៅផ្ទះតកូប៉ៃហើយមែនទេ ខ្ញុំបានឲ្យគេទៅស៊ើបរួចហើយតកោប៉ៃព្យាយាមតាមរកនាងច្រើនឆ្នាំហើយពួកគាត់ពិតជាស្រឡាញ់នឹងមើលថែនាងបានល្អហើយនាងក៏ចង់នៅជាមួយប៉ាម៉ាក់បង្កើតរបស់គេដែរ បែបនឹងក៏ល្អដែរឥឡូវនេះតាកំពុងតែបារម្ភរឿងមួយ តើលោកតាបារម្ភពីរឿងអី លោកតាប្រហែលមិនមែនបារម្ភថាខ្លាចបងថ្លៃត្រូវអ្នកផ្សេងលួចបាត់ទៀតដឹងអីត្រូវហើយបងថ្លៃជាអ្នកឆ្នៃម៉ូដល្បីឈ្មោះថែមទាំងកូនស្រីតកូប៉ៃទៀតមិនដឹងថាមនុស្សប្រមាណអ្នកកំពុងតាមមើលគាត់ នឹង ទេ ហើយតាកំពុងតែបារម្ភរឿងនឹងហើយឲ្យមើលខ្លួនឯងទៅឯងរៀបការរួចហើយមិនក៏សុខចិត្តនៅបែកប្រពន្ធបែបនេះហ៎នាងនៅផ្ទះនាងមិនក៏ឯងមិននៅជាមួយនាងដែរទៅហេតុអី ត្រូវហើយបងប្រុសពួកបងចុយតាស៊ីវិលរួចហើយបើបងថ្លៃទៅផ្ទះប៉ាម៉ាក់គាត់បងគួរត្រឡប់ទៅវិញជាមួយមកវិញធ្វើអី មីងជួឯងខ្ញុំរៀបចំវ៉ាលីឲ្យបងប្រុសឯងទៅឲ្យគេប្រញាប់ទៅនៅជាមួយប្រពន្ធគេ ទទួល ទៅ បញ្ជា លោកតាច្បាស់ទេថាចង់ខ្ញុំទៅផ្ទះតកោប៉ៃទាំងយប់បែបនេះ យ៉ាងម៉េចមានបញ្ហាអីឬមួយឯងនៅអ៊ីនទៀតទៅរកប្រពន្ធសោះចាំបាច់អ៊ីនធ្វើអីដែរទៅការពិតមកពីខ្ញុំខ្លួនឯងដែលមិនដាច់ចិត្តបែកពីនាងហេតុអីក៏ខ្ញុំមិនព្រមទៅនៅទីនោះតាំងពីដំបូងទៅ នេះមើលចុះនេះរូបថតកូនកាពីតូចក្រោយពេលថតរូបនេះរួចម៉ាក់និងប៉ាបាននាំកូនទៅដើរលេងហើយកូនក៏ត្រូវបានគេចាប់ ជប់ណាស់ហើយអ្នកណាមកហ្នឹង ចាំម៉ាក់ទៅមើលអ្នកណាមកហ្នឹងយប់ជ្រៅម្លេះ ណាម៉ាក់ខ្ញុំមកសុំស្នាក់នៅផ្ទះម៉ាក់ជាមួយនាងដែរ ហ្វងយាយឆិនតើបងគិតអីហ្នឹងជប់កដាអាត្រិតបែកជាយោវ៉ាលីមកដល់ទីនេះ បងគិតចុះគិតឡើងនៅតែមិនដាច់ចិត្តបែកពីអូនបើអូននៅផ្ទះតកោប៉ៃដើម្បីកំដរប៉ាម៉ាក់អញ្ចឹងបងនៅផ្ទះតកោប៉ៃកំដរអូនវិញ ស្រ័យធ្វើទៅការប្រជុំអញគឺនឹងជាអ្នកចាប់ផ្ដើមមុនទេ មិនពិតទេខ្ញុំមិនស្គាល់លោកផងខ្ញុំអាចទៅផ្ដាំមុនបានយ៉ាងម៉េចទេ ខ្ញុំគឺជាសង្សារចាររបស់ស៊ូនៀនយកមកខ្ញុំប្រាប់នាងរួចហើយពួកយើងថែមទាំងបានទៅជ័យគ្នាទៀតផង ខ្ញុំចាំបានហើយលោកជាមនុស្សដែលបបបងស៊ូនៀនដើម្បីស្រីចាស់ម្នាក់នោះមែនទេលោកគ្រាន់តែជាមនុស្សល្ងងម្នាក់ប៉ុណ្ណោះ ខ្ញុំជាមនុស្សល្ងងនាងក៏មិនគ្រាន់តែជាខ្ញុំដែរឥឡូវនេះទៅតកូប៉ៃនឹងក្បាលចេញនាងគ្រាន់តែជាស្រីអនាថាម្នាក់ប៉ុណ្ណោះ ត្រកូប៉ៃអែបតាក់ខ្ញុំមកល្វែងចុះលោកវិញមានអីខ្លះ បានហើយណាពេលនេះពួកយើងគឺជាទុកជាមួយគ្នាហើយសត្រូវរួមជាមួយពួកយើងគឺស៊ូនៀនមិនថាអញ្ចឹង តើលោកចង់ធ្វើអី ឥឡូវនាងគឺជាមនុស្សស្រីរបស់ខ្ញុំហើយឲ្យតែខ្ញុំជួយកម្ចាត់នាងបាននាងនឹងអាចត្រឡប់ទៅតកូប៉ៃបានបើគ្មានគេនាងអាចធ្វើជាកូនស្រីតកូប៉ៃបន្តទៀតបានមែនទេ លោកអាចជួយសម្រាប់នាងឲ្យខ្ញុំបានទេ ខ្ញុំអាចសាកល្បងបានក៏ប៉ុន្តែនាងត្រូវតែសន្យាថាផ្ដល់ឋានៈឲ្យខ្ញុំឲ្យបានសមរម្យពិតជាស្រស់ស្អាតណាស់មែនហើយ ពិតជាស្អាតមែន ពិតជាស្អាតមែនរកឯងស្អាតណាស់វ៉ាបងថ្លៃបងពិតជាស្អាតខ្លាំងណាស់មិនហ៊ានសម័យទាត់តែសោះថានៅថ្ងៃការបងស្អាតដល់កម្រិតណា មាត់ឯងនេះពិតជាផ្អែមមែនផ្អែមជាងបងប្រុសឯងឆ្ងាញ់ណាស់ អាយ៉ាបងប្រុសខ្ញុំមិនមែនជាមនុស្សប្រកែកនិយាយទេម្នាក់មានចំណុចល្អរៀងខ្លួនតែពួកយើងពិតជាស្រឡាញ់បងខ្ ប លាំង ងក៏ស្រឡាញ់អ្នកទាំងអស់គ្នាដែរ ចរិតលក្ខណៈគ្រូសាស្ត្រតកូហ្វុងពិតជាល្អណាស់ មើលចុះលោកតាហ្វុងយិឈិនគួរឲ្យស្រឡាញ់ណាស់ ខ្ញុំក៏មិនសប្បាយចិត្តដែរហើយចុះជីហេតុអីបានជាមិនមក អូនមិនបានប្រាប់នាងទេតែបងប្រាប់នាងទេ ការពិតទៅគឺបែបនឹងសោះបងក៏មិនបានប្រាប់គេដែរ អាយ៉ាមិនប្រាប់ក៏បានដែរថ្ងៃនេះជាកម្មវិធីរបស់នាងបងសាកគិតមើលតើនាងចង់ឲ្យកូនស្រីចិញ្ចឹមមកនៅទីនេះដែរទេ មែនហើយបងក៏បានគិតដល់ចំណុចនឹងដែរទើបសម្រេចចិត្តមិនប្រាប់គេមើលទៅនាងប្រហែលជាដឹងខុសហើយ អាយ៉ាពួកយើងធ្វើល្អដាក់ឈិងយីខ្លាំងណាស់ទៅហើយចិញ្ចឹមបីបាច់គេរហូតដល់រៀនចប់មហាវិទ្យាល័យថែមទាំងទិញផ្ទះឲ្យគេនៅទៀតសាកគិតមើលបើជាគ្រួសារធម្មតាវិញមានលទ្ធភាពទេ អូននេះជាត្រូវណាស់នៅពេលនេះយើងត្រូវតែលះបង់អ្វីគ្រប់យ៉ាងដើម្បីនាងវិញ លោកប្រធានប៉ាយលោកស្រីភ្ញាកិត្តិយសមកជុំគ្នាអស់ហើយអញ្ជើញលោកទាំងពីរឡើងលើឆាកថ្លែងសន្ទរកថា ឡតោះ
សូមគ្រប់ភ្ញៀវកិត្តិយសសួស្តីអ្នកទាំងអស់គ្នាជាដំបូងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលបានចំណាយពេលវេលាមកចូលរួមកម្មវិធីថ្ងៃនេះពួកយើងអញ្ជើញអ្នកទាំងអស់គ្នាមកថ្ងៃនេះដើម្បីប្រកាសនៅរឿងដ៏មួយកូនស្រីបង្កើតរបស់ខ្ញុំគឺបានបាត់ខ្លួនតាំងពីអាយុ1ឆ្នាំមកម្ល៉េះជាច្រើនឆ្នាំមកនេះពួកយើងបានបោះបង់ការតាមរកនាងហើយទេវតាពិតជាមានភ្នែកណាស់នៅទីបំផុតខ្ញុំក៏បានរកឃើញកូនស្រីខ្ញុំមកវិញកូនស្រីឡើងមកលើឆាបមកមើលទៅអ្នកបំរើម្នាក់នោះដូចជាមិនសូវស្រួលសោះ កូនស្រីបង្កើតរបស់ខ្ញុំមានឈ្មោះថាស៊ូនីលឥឡូវនេះនាងជាអ្នករចនាគ្រឿងអលង្ការនៃក្រុមហ៊ុនស៊ីនឈិនកាលពីប្រហែលថ្ងៃមុនទើបតែបញ្ចប់សម្ពោធផលិតផលថ្មីរបស់នាងហើយទទួលបានលទ្ធផលល្អណាស់សូម្បីតែមុនពេលដែលពួកយើងរកឃើញនាងក៏បានខ្លាយទៅជាក្មេងស្រីម្នាក់ដែលមានសមត្ថភាពអស្ចារ្យណាស់ទៅហើយពួកយើងមានមោទនភាពចំពោះកូនស្រីខ្ញុំខ្លាំងណាស់ក្រៅពីនេះខ្ញុំមានរឿងរីករាយមួយទៀតដែលត្រូវប្រកាសគឺកូនស្រីខ្ញុំនាងបានរៀបការរួចហើយស្វាមីនាងគឺអ្នកទាំងអស់គ្នាប្រកាសជាបានស្គាល់ហើយខ្ញុំពេញចិត្តគឺខ្លាំងណាស់នោះគឺជាប្រធាននៃក្រុមហ៊ុន Fong Sing Group Fong Jichen អាយ៉ាពិតជាសំណាងល្អខ្លាំងណាស់ អស្ចារ្យណាស់ការសហការគ្នារវាងអ្នកទាំងពីរខ្លាំងណាស់ត្រកូលហ្វុងនិងត្រកូលប៉ៃលើកនេះគ្មានគូប្រៀបមែនហើយមិនស្មានថាគ្រួសារទាំងពីរលួចជាប់និស្ស័យគ្នាស្ងាត់បែបនេះ មិនមែនលួចភ្ជាប់និស្ស័យទេមុននឹងរកឃើញគ្រួសារវិញនាងនៅជាមួយនឹងហ្វុងយេឈិនបានទៅហើ កូន យ ស្រីត្រកូលប៉ៃខ្លាំងដល់ថ្នាក់នេះទៅថ្ងៃមុខបើក្រុមហ៊ុនធ្លាក់ក្នុងដៃនាងប្រកាសជាកាន់តែរីកចម្រើនមិនខានលោកប្រធានហ្វុងតើលោកនៅនាងប៉ៃក្រុងរៀបការពេលណាដែរ គឺឆាប់នេះឯងដល់ពេលនោះខ្ញុំនឹងចែកនំការដល់គ្រប់ ពិត គ្នា ជាល្អណាស់ពួកយើងនឹងរងចាំញ៉ាំនំការរបស់ពួកលោក ស៊ូនីនពួកយើងសុទ្ធតែជាមនុស្សធម្មតាដូចគ្នាហើយតែបានជានាងមានសំណាងដល់ថ្នាក់នេះ គួរជាមីងមិនស្មានថាលោកហ៊ានមកកម្មវិធីពួកយើងបែបនេះសោះមនុស្សថោកទាបដូចលោកលួចចូលមកទីនេះច្បាស់ជាមានបំណងមិនល្អទេ បន្តមកទៀតខ្ញុំនឹងជួយជុំជែងកូនស្រីខ្ញុំឲ្យអស់ពីសមត្ថភាពព្រមទាំងបណ្ដោះបណ្ដាលនាងឲ្យខ្លាយទៅជាអ្នកបន្តវេននៃក្រុមហ៊ុនប៉ៃស៊ីគ្រប់នាពេលអនាគតសូមអបអរសាទរចំពោះកូនស្រីខ្ញុំ ចាំតិចដែលខ្ញុំមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះខ្ញុំពិតជាចង់អរគុណដល់មនុស្សម្នាក់ខ្លាំងណាស់ អេបងប្រុសបងថ្លៃប្រកាសជានិយាយពីបងហើយបញ្ចេញភាពផ្អែមល្ហែមនៅមុខមនុស្សច្រើនបែបនេះចង់ឲ្យអ្នកនៅលាវខឹងស្លាប់មែនទេ អ្នកដែលខ្ញុំចង់អរគុណគឺជាសង្សារចាស់របស់ខ្ញុំគួរជាមីង អ្នកណាហ្នឹងគេនិយាយស្អីគាត់និយាយអីហ្នឹង ខ្ញុំចង់អរគុណគេបើមិនមែនមកពីប្រុសថោកទាបគួរជាមីងម្នាក់នោះធ្វើបាបខ្ញុំទេខ្ញុំក៏គ្មានឱកាសបានស្គាល់ស្វាមីរបស់ខ្ញុំហ្វុងយេឈិននោះដែរបើខ្ញុំមិនបានស្គាល់ស្វាមីខ្ញុំម្នាក់នេះអាជីពរបស់ខ្ញុំក៏មិនអាចរីកចម្រើនលឿនដល់ថ្នាក់នេះហើយបើអាជីពខ្ញុំមិនបានរីកចម្រើនទេខ្ញុំក៏មិនអាចរកប៉ាម៉ាក់បង្កើតរបស់ខ្ញុំឃើញដែររឿងទាំងអស់នេះត្រូវអរគុណប្រុសថោកទាបនោះគួរជាមីង ប៉ុន្តែគួរជាមីងនឹងមិនបាននៅផងហេតុអីគាត់ហៅគេថាប្រុសថោកទាប អូមែនហើយសង្សារចាស់របស់ខ្ញុំម្នាក់នេះកាលពីមុនគេបានលួចទៅតាក់ទងស្រីអ្នកមានម្នាក់ស្រីម្នាក់នោះអ្នកទាំងអស់គ្នាដែលនៅទីនេះសុទ្ធតែស្គាល់គេលោកស្រីនៃក្រុមហ៊ុនសិនស៊ីវឡានប៉ុន្តែកាលពីប្រហែលថ្ងៃមុនគាត់ត្រូវបានជាប់គុកហើយមិនដឹងថាពេលនេះអតីតសង្សារដែលធ្លាប់សុបិនចង់ចូលគ្រួសារអ្នកមានម្នាក់នោះកំពុងតែអង្គុយយំដល់កម្រិតណាទេប្រហែលជាកំពុងតែយំសោកបោកខ្លួនហើយមើលទេ ហ៊ានឌៀមដាមខ្ញុំនៅចំពោះមុខមនុស្សបែបនេះចាំមើលទៅបន្តិចទៀតខ្ញុំនឹងសម្លាប់នាងហើយ គួរជាមីងគឺជាលោកមែនទេ បងប្រុសប្រយ័ត្ន លោកប្តីបងមិនអីទេមែនទេ បងមិនអីទេអូនដឹងតាំងពីដំបូងថាគេនៅទីនេះ ត្រូវហើយទោះបីជាគេពាក់ម៉ាស់ក៏អូននៅតែអាចចំណាំគេបានដែរហេតុនេះហើយបានជានៅលើឆាកអូននិយាយពាក្យទាំងនោះដើម្បីបង្អាប់គេបង្ខំឲ្យគេចេញមុខមកបង្ហាញខ្លួនពិតតែអូនមិនស្មានដល់សោះពួកយើងទាំងពីរអ្នកយកចិត្តគ្នាដល់ថ្នាក់នេះអូនមកដឹងពីភាពមិនប្រក្រតីរបស់បងភ្លាម បងដឹងហើយថាបើសិនជាគេមិននៅទីនេះទេអូនក៏មិននិយាយពាក្យនេះដែរគូជីមីងឯងប៉ុនប៉ងសម្រាប់មនុស្សលើនេះឯងងាប់ជាមិនខានទេ អត់ទេខ្ញុំមិនពាក់ព័ន្ធទេគឺប៉ៃឈិនជីជាអ្នកបញ្ជាខ្ញុំចិត្តចេញ អ
Nôn. Srọc bần đâu. Nổ về bông bông tay.